ក្នុងរយៈពេល10ថ្ងៃបើអ្នកអាចទម្លុះដល់ដំណាក់កាលហើយឈានចូលដំណាក់កាលមហាអ្នកខ្លាំងខ្ញុំនឹងរៀបការជាមួយអ្នកបុរសដែលមិនខ្លាំងជាងខ្ញុំក៏សមនឹងស្រឡាញ់ខ្ញុំដែរហេតុអ្វីខ្ញុំមកដល់ទីនេះសូមអបអរសាទរ host ដែលផ្ទេរវិញ្ញាណដោយជោគជ័យទទួលបានអត្តសញ្ញាណថ្មីជាម្ចាស់វ័យក្មេងនៃត្រកូលយីដែលជាកម្លាំងខ្លាំងបំផុតនៅឈ្មោះ Yion បញ្ជាក់ព័ត៌មាន host Yion អាយុ18ឆ្នាំម្ចាស់វ័យក្មេងនៃត្រកូលយីនៅមានរូបកាយអមតៈកម្ពូលដែលកើតមានម្ដងក្នុង10000ឆ្នាំតម្លៃវាសនា2000តម្លៃ Velwen 2000រូបកាយអមតៈកម្ពូលដែលកើតមានម្ដងក្នុង10000ឆ្នាំអញ្ចឹងការហ្វឹកហាត់រហូតដល់កម្រិតកម្ពូលមិនមែនងាយដូចបកចេកទេដោយសារតែ host មានវាសនាអាក្រក់ពីកំណើតត្រូវធ្វើឲ្យប្រព័ន្ធ Velwen សកម្មជួយ host ដណ្ដើមវាសនាបង្កើនតម្លៃ Velwen តម្លៃ Velwen អាចបដូរយកវត្ថុមានតម្លៃសម្រាប់ការហ្វឹកហាត់ក្នុងហាង system ដូចពាក្យដែលថាប៉ះពាល់អ្នកដទៃធ្វើឲ្យវាសកម្មឲ្យខ្ញុំបានធ្វើឲ្យសកម្មដោយជោគជ័យឥឡូវផ្ដល់កញ្ចប់អំណោយអ្នកចាប់ផ្ដើមសារធាតុអារក្សនៃជ្រលងភ្នែកអារក្សកម្ពូលនេះហើយជាការហ្វឹកហាត់ផ្លូវអារក្សមែនទេអស្ចារ្យណាស់របស់ខ្ញុំម្ចាស់វ័យក្មេងខ្ញុំថាហើយកូនប្រុសរបស់ខ្ញុំមីខំខំធ្វើម៉េចនឹងងាយវង្វេងក្នុងការហ្វឹកហាត់បានម្ចាស់វ័យក្មេងមិនត្រឹមតែមិនអីទេថែមទាំងទម្លុះដំណាក់កាលបានដោយជោគជ័យឈានចូលដំណាក់កាលមហាអ្នកខ្លាំងហើយបងចែងខំបើលោកអង្គុយយីមិនអីទេអីចឹងពួកយើងអាចត្រឡប់ទៅវិញបានទេពួកអ្នកអាចទៅបានតែយូមីងខំត្រូវនៅយូមីងខំធ្វើឲ្យកូនខ្ញុំចិត្តវង្វេងក្នុងការហ្វឹកហាត់ឥឡូវសំបីតែរកមិនឃើញនាងយកវែងនេះជាវិធីដែលអ្នកអប់រំកូនស្រីមែនឬត្រកូលយីមានអំណាចនិងឥទ្ធិពលក៏អាចមិនគោរពបណ្ដាំចុងក្រោយរបស់អតីតមេត្រកូលយកបានដែរឬយក King Shen កូនវាសនាតម្លៃវាសនា13000កម្រិតបច្ចុប្បន្នកូនវាសនារបស់ខ្ញុំមានវាសនាដល់13000ឯណោះ host អាចប្រឆាំងនឹងកូនវាសនាតាមរយៈពាក្យសម្ដីឬសកម្មភាពដើម្បីបន្ថយវាសនារបស់គេនិងបង្កើនតម្លៃ Velwen មីងខំច្បាស់ជាភ័យខ្លាចខ្លាំងពេកទើបលាក់ខ្លួនរងចាំខ្ញុំរកឃើញនាងខ្ញុំនឹងបញ្ជូននាងមករៀបការភ្លាមរៀបការមេត្រកូលយូពិតជាគិតថាអាចភ្ជាប់សាច់ញាតិជាមួយត្រកូលយីមែនឬខ្ញុំរកយូមីងខងគឺដើម្បីឲ្យនាងធ្វើជាអ្នកបម្រើផ្ទាល់ខ្លួនរបស់ខ្ញុំសង្ទោសចំពោះកំហុសរបស់នាងអ្នកបានរកឃើញថាមេត្រកូលយោនិងពួកអាវុសោបាត់បង់មុខមាត់តម្លៃ Velwen 200បានរកឃើញថាវាសនារបស់កូនវាសនាត្រូវបានបន្ថយ2000ព្រោះកំហឹងគ្មានកន្លែងបញ្ចេញពិន្ទុទូអាក្រក់របស់ម្ចាស់ប្រព័ន្ធបូក2000និយាយតែប៉ុន្មានម៉ាត់ក៏បាន2000ពិន្ទុដែរបើប្រយុទ្ធជាមួយនាងតើមិនបានច្រើនជាងនេះទេបើបំរើបានល្អខ្ញុំនឹងពិចារណារៀបការជាមួយនាងការដណ្ដើមប្រពន្ធគេគឺជាគំនុំមិនអាចរួមមេឃបានខ្ញុំមិនជឿថាឯងអាចទ្រាំបានទេចង់នាំប្អូនស្រីសិស្សមីងខងទៅមែនទេសួរដាវក្នុងដៃខ្ញុំជាមុនសិនមីងខងឯងទៅណាហើយហេតុអ្វីថ្ងៃនេះពេលឃើញយីយ៉នខ្ញុំភ័យខ្លាំងម្ល៉េះបេះដូងលោតញាប់ប្រញ៉ៃញ៉ៃពីមុនមិនដែលបែបនេះទេ20000សំណាងរបស់ខ្ញុំអវិជ្ជមាន2000តែនាងបែរជាមាន20000នេះហើយឬកូនស្រីដែលមានវាសនាខ្លាំងនាងខ្លាចខ្ញុំឬមីងខងឥឡូវនាងគ្រាន់តែនៅកម្រិតដេនណេងប៉ុណ្ណោះខ្ញុំមានទំនុកចិត្តថាអាចប្រយុទ្ធជាមួយនាងបាននឹកស្មានថាប៉ុន្មានថ្ងៃនេះឯងឡើងមួយកម្រិតទៀតមែនហើយទាំងអស់នេះដោយសារអ្នកកម្រិតរបស់ Yo King Shen ស្មើខ្ញុំតែគ្រូសាគាត់អន់ជាងគ្រូសាអ៊ីគឺជាត្រកូលខ្លាំងបំផុតនៅឆៃញ៉ូហើយយីយ៉នក៏ស្រឡាញ់ខ្ញុំដោយស្មោះប្អូនស្រីសិស្សខ្ញុំព្រមរៀបការជាមួយអ្នកខ្ញុំមិនបាននិយាយថានឹងរៀបការទេអ្នកនៅទីនេះធ្វើជាអ្នកបម្រើផ្ទាល់ខ្លួនរបស់ខ្ញុំពិន្ទុវាសនារបស់ត្រូវបានកាត់បន្ថយពិន្ទុទូអាក្រក់របស់ម្ចាស់ប្រព័ន្ធបូក200អាយ៉ានអ្នកពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់យកឈ្នះកូនប្រុសវាសនាពិន្ទុទូអាក្រក់បូក5000យើងស្គាល់ King Shen អស់20ឆ្នាំហើយមិនអាចចាញ់តែមួយចលនាបានតើយីយ៉នពិតជានៅតែកម្រិតដេនណេងមែនឬលោកគ្រូសូមផ្ដល់គ្រាប់ថ្នាំផ្ទុះឲ្យខ្ញុំថ្នាំផ្ទុះអាចបង្កើនកម្លាំងបានក្នុងរយៈពេលខ្លីប៉ុន្តែអ្នកក៏អាចទ្រាំមិនបាននឹងផលរំខានហើយខ្លាចជាមនុស្សពិការលោកគ្រូតើលោកអាចទ្រាំមើលប្អូនស្រីសិស្សទៅធ្វើជាអ្នកបម្រើរបស់គេបានឬសូមឲ្យខ្ញុំទៅបើមនុស្សម្នាក់នេះលេបថ្នាំផ្ទុះនេះទៅបានទប់ទល់នឹងផលរំខានបានបើក្មេងនេះពិតជាទៅដល់ទីនោះដោយមិនបង្ហាញអត្តសញ្ញាណនោះគេនឹងបំបែកដែនកម្រិតពីរជាន់ជាប់គ្នាពីដែនទៅដែនKing Shen អ្នកបានជោគជ័យហើយ
យកទៅតែឈានដល់ដែលអ្នកខ្លាំងកំពូលនេះយកវែងត្រកូលយករបស់អ្នកពិតជាចង់ប្រឆាំងនឹងត្រកូលយីមែនឬអីចឹងចាស់ម្នាក់នេះនឹងប្រកួតជាមួយអ្នកឪពុកម្ដាយខ្ញុំអាចដោះស្រាយបានមីងខំទេពកោសល្យរបស់អ្នកល្អឥតខ្ចោះបើទុកពេលឲ្យអ្នកប្រកាសជានាំត្រកូលយូឲ្យរីកចម្រើនប៉ុន្តែដោយសារយូ Kingshan បង្ករឿងបែបនេះពួកអ្នកបានខ្លាចជាស្ត្រូវនឹងត្រកូលយីហើយអ៊ីវ៉ាន់កុំមកគំរាមអ្នកដទៃឥឡូវនេះកម្រិតបណ្ដុះរបស់ខ្ញុំខ្ពស់ជាងអ្នកដរាបណាខ្ញុំឈ្នះអ្នកត្រូវដោះលែងមីងខំបានបើម្ចាស់ក្មេងនេះឈ្នះខ្ញុំនឹងយកដាវភោជននៅក្នុងដៃអ្នកខ្ញុំស្មានថាក្នុងត្រកូលយោទាំងមូលរោគមិនបានសំបីតែដាវកម្រិតខ្ពស់ទី2ទៀតទេយកវិញពិតជាយកចិត្តទុកដាក់ចំពោះសិស្សបិទទ្វាររូបនេះមិនល្អទេ Kingshan កំពុងបដូរជីវិតឲ្យលោកម្ចាស់និកាយបើវីលោកយីឲ្យពីការវិញតើយើងត្រូវធ្វើដូចម្ដេចវាជា Kalen កម្រិតកំពូលបើឲ្យពេលបន្តិចទៀតវាអាចឈានដល់ដែលអ្នកបរិសុទ្ធក្នុងត្រកូលយោរាប់រយឆ្នាំមកនេះមានតែអាចារ្យម្នាក់ប៉ុណ្ណោះដែលដល់ដែលអ្នកបរិសុទ្ធសូម្បីតែសត្វវិញ្ញាណរបស់ត្រកូលយីក៏មានឱកាសឈានដល់ដែលអ្នកបរិសុទ្ធដែរថយក្រោយធ្វើឲ្យអាចារ្យឲ្យទាំងអស់ភ័យហើយKalenនេះខ្ញុំប្រើវាអូសទេប៉ុណ្ណោះក្នុងសត្វទាំង4វាល្អបំផុតអ្វីសត្វទាំង4មិនចម្លែកទេត្រកូលធំទាំង4យានីគោរពត្រកូលយីជាមេលោកយីខ្ញុំសុខចិត្តធ្វើជាអ្នកបម្រើរបស់លោកប្អូនស្រីរួមសាលាយ៉ាងខងអ្នកមិនអាចទេយក Kingshan ខ្ញុំស្ម័គ្រចិត្តហើយអ្នកថែមទាំងពនប៉ងសម្រាប់ភរិយាត្រកូលយីស្ទើរតែបំផ្លាញត្រកូលយោទាំងមូលសូមអភ័យទោសលោកមេយីខ្ញុំអប់រំសិស្សមិនបានល្អចាប់ពីថ្ងៃនេះទៅខ្ញុំបណ្ដេញយូ Kingshan ចេញពីសាលាមិនអនុញ្ញាតឲ្យនាងត្រឡប់មកត្រកូលយោវិញជាដាច់ខាតចំណែកកូនស្រីខ្ញុំបានយកឈ្នះកូនប្រុសវាសនាឈ្មោះយូ Kingshan ពិន្ទុទូអាក្រក់បូក 3000 ធ្វើឲ្យគ្រូថ្មីរងការប៉ះទង្គិចជាបន្តបន្ទាប់បូក 1000 ទៀតពិន្ទុវាសនាបានធ្លាក់មកនៅត្រឹម 7000 លោកមេយូសូមកុំបារម្ភខ្ញុំនឹងថែរក្សាមីងខងឲ្យបានល្អរូបកាយពិសេសរបស់ខ្ញុំនឹងកើតអាការៈម្ដងរៀងរាល់ 7 ថ្ងៃនេះគឺជាពេលដែលរូបកាយពិសេសកំពុងផ្ទុះអាការៈ System បារួមបណ្ដុះជាមួយរូបកាយ Pyrian កម្លាំងរបស់អ្នកទាំងពីរនឹងកើនឡើងខ្លាំងលោកក្មេងយីតើលោកចង់ធ្វើអ្វីឥឡូវនេះសំបីតែរបៀបហៅក៏គួរសមជាងមុនពីមុនអ្នកតែងហៅឈ្មោះខ្ញុំត្រង់ការព្រមានយមីងខងមិនទាន់ស្មោះត្រង់ទាំងស្រុងចំពោះម្ចាស់ប្រព័ន្ធនៅឡើយបើបង្ខំរួមបណ្ដុះនឹងត្រូវប្រតិកម្មត្រឡប់វិញភាពស្មោះត្រង់នោះជាអ្វីទៅម្ចាស់ប្រព័ន្ធតើចង់ដោះសោកម្រិតភាពស្មោះត្រង់របស់នារីទាំងអស់ដែរឬទេដោះសោកម្រិតភាពស្មោះត្រង់របស់យមីងខងចំពោះខ្ញុំទាបដល់ថ្នាក់នេះឬមើលទៅនាងគ្រាន់តែយកព្រមធ្វើជាអ្នកបម្រើតែសម្ដីប៉ុណ្ណោះក្នុងចិត្តនាងមិនព្រមទទួលសោះលោកក្មេងញីខ្ញុំសូមអង្វរយ៉ាងម៉េចហើយធូរស្រាលជាងមុនទេធូរស្រាលច្រើនហើយកន្លងមកខ្ញុំស្រែកដាក់អ្នកថែមទាំងធ្វើឲ្យអ្នកស្ទើរតែវង្វេងធម្មពលហេតុអ្វីអ្នកកុំនិយាយបែបនោះបើគ្មានការជំរុញពីអ្នកទេខ្ញុំក៏មិនអាចទម្លុះដំណាក់កាលវូដេលបានដែរអ្នកជាអ្នកផ្ដល់ជីវិតថ្មីឲ្យខ្ញុំអ្នកពិតជាគិតបែបនេះមែនឬបើមិនមែនដោយសារនាងទេវិញ្ញាណដើមក៏មិនស្លាប់ដែរហើយខ្ញុំក៏មិនអាចចូលមកកាន់រឿងនេះបានដែរនិយាយបែបនេះមិនខុសទេមែនសូមអបអរសាទរម្ចាស់ប្រព័ន្ធបានប៉ះពាល់ដល់ចិត្តរបស់ហើយកម្រិតសម្រាប់ការឡើង10ប៉ុន្តែរូបកាយយានដាច់ខាតរបស់អ្នកគួរតែផ្ទុះម្ដងរៀងរាល់7 ថ្ងៃកាលពីមុនអ្នកទប់ស្កាត់វាដោយរបៀបណាខ្ញុំមែនហើយតាមពិតពីមុនគឺអ្នកទាំងពីរអ្នកគិតទៅដល់ណាហើយគឺមានបន្ទះត្បូងមួយគាត់អាចប្រើបន្ទះត្បូងនោះធ្វើអាគមជួយខ្ញុំអ្វីអ្នក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 វត្ថុនេះអស្ចារ្យអ្វីម្ល៉េះសូម្បីតែឪពុករបស់អ្នកក៏គ្មានកំណត់ថ្នាក់បែបនេះដែរ
បានវាមកដោយរបៀបណាមិនដឹងទេរាល់ពេលគេប្រាវិជាគឺនៅឆ្ងាយណាស់ខ្ញុំក៏មើលមិនច្បាស់ដែរអំឡុងពេលដែលរាងកាយយូយមានប្រតិកម្មមិនអាចដោះស្រាយដោយវិជាធម្មតាបានទេសូម្បីតែខ្ញុំក៏ត្រូវពឹងលើវិជាពិសេសរបស់ system នៅក្នុងវត្ថុរបស់ប្រហែលជាលាក់ប្រលឹងសំណល់របស់អ្នកជំនាញកម្រិតខ្ពស់លោកត្រកូលយីតើលោកកំពុងគិតអ្វីអូគ្មានអ្វីទេថ្ងៃក្រោយបើអ្នកមិនស្រួលខ្លួនមករកខ្ញុំបានភាពស្មោះត្រង់របស់ការឡើងពីពេលថ្ងៃនិយាយថាឲ្យខ្ញុំធ្វើជាអ្នកបម្រើប្រកាសជានិយាយព្រោះខឹងនាងល្អនឹងខ្ញុំបែបនេះខ្ញុំត្រូវរារាំងកុំឲ្យលួចធ្វើបាបនាងលោកស្រីរបស់ម្ចាស់វ័យក្មេងកំពុងរកលោកជាបន្ទាន់ថាកញ្ញាយ៉ាងចិត្តមកដល់ហើយសូមលោកទៅផងបានកញ្ញាយ៉ាងម្នាក់ណាដល់ថ្នាក់ត្រូវឲ្យនាងណែនាំដោយខ្លួនឯងមិននឹកស្មានសោះប៉ុន្មានឆ្នាំមិនជួបអ្នកមិនត្រឹមតែសង្ហាជាងមុនទេសូម្បីតែកម្រិតបណ្ដុះក៏រីកចម្រើនលឿនម្ល៉េះទោះរីកចម្រើនប៉ុណ្ណាក៏ទ្រាំការវារបស់អ្នកមិនបានដែរហឹមលូចាបងប្អូនជីដូនមួយមិនអីទេបងប្អូនជីដូនមួយឆេខេអ្នកយ៉ាងម៉េចហើយអ្នកពិការភ្នែកមកពីណាហ៊ានរត់ចូលផ្ទះខ្ញុំមកវាមនុស្សរបស់ខ្ញុំលៃលោកកូនប្រុសទី2នៃត្រកូលឡយដែលជាត្រកូលធំមួយក្នុងចំណោមតម្លៃវាសនា 5000 បងប្រុសរបស់គេគឺកូនប្រុសនៃវាសនាលេវីគួរឲ្យធុញមិនអីទេកម្រិតស្និទ្ធស្នាលរបស់ការឡើង10កម្រិតស្និទ្ធស្នាលបច្ចុប្បន្ន47បើបន្តបែបនេះមិនយូរទេយើងនឹងអាចបណ្ដុះគូបានប្អូនជីដូនមួយរបស់ខ្ញុំហេតុអ្វីបានជាប្រែជាមានភាពជាបុរសបែបនេះដោះសោកាតព័ត៌មានរបស់ដោះសោសុចណាក៏សក្តានុពលកម្រិតចំណាប់អារម្មណ៍របស់តម្លៃវាសនា5000កម្រិតចំណាប់អារម្មណ៍5បងស្រីជីដូនមួយរបស់ខ្ញុំមិនអាចប្រៀបនឹងយមីងខំបានទេខ្ញុំរបងស្រីនិយាយថាអ្នកចង់ដណ្ដើមតំណែងខ្ញុំអាចជួយអ្នកបានជួយបរិះម្នាក់នេះឡើងតំណែងនឹងធ្វើឲ្យឡៃវីខឹងខ្ញុំជាតួអាក្រក់មែនតែបំពេញតួនាទីបានល្អណាស់អ្នកមានន័យថានៅលើទឹកដីគ្រួសារឡៃរបស់អ្នកមានអាយ៉ងមែនទេមែនហើយជាពិសេសពួកយើងដែលជាព្រះរាជបុត្រាដូចជាត្រូវបានសម្គាល់ទៅទីណាក៏មានអាយ៉ងតាមសម្លាប់អីចឹងហេតុអ្វីបានជាអ្នករត់មកផ្ទះគ្រូសាយអាយ៉ងកម្រិតបិទបំពង់រដងសុទ្ធតែមកជាក្រុមអ្នកចង់សម្លាប់គ្រូសាយរបស់យើងឬអាយ៉ងទាំងនេះមានប្រភពមកពីតំបន់ Kanglen Zhao របស់គ្រូសាយអីចឹងអ្នកគិតថាខ្ញុំមកធ្វើអ្វីសៀវភៅបុរាណរបស់វិមានថេនបាននិយាយថាកាលពីមុនមានផែនទីកំណប់មួយតែមានអ្នកបកស្រាយបានកំណប់ជាច្រើនត្រូវបានលាក់ទុកនៅ Kanglen Zhao របស់គ្រូសាយបងស្រីអ្នកមិនមែនចង់និយាយថារបស់មានតម្លៃទាំងនោះជាអាយ៉ងទេយ៉ាងណាក៏ដោយខ្ញុំបានប្រាប់បងប្រុសធំរបស់ខ្ញុំរួចហើយថាអ្នកនឹងជួយខ្ញុំឡើងតំណែងរឿងអាយ៉ងអ្នកត្រូវតែជួយខ្ញុំអ្នករកឃើញកូនប្រុសវាសនាឡៃវីដែលកំពុងផ្ទុះកំហឹងនៅចម្ងាយរាប់រយលីសូមអបអរសាទរម្ចាស់ប្រព័ន្ធតម្លៃទូអាក្រក់បន្ថែម 1000 ខេងយោឆៅមែនទេម្ចាស់វ័យក្មេងរូបនេះនឹងទៅដោយខ្លួនឯងយីយ៉នអ្នកមិនអាចទៅបានទេម្ចាស់សម្បត្តិរបស់លោកកញ្ញាយូមីងខំបានទទួលរួចហើយនាងមិនបានឆ្លើយតបទេ King Shen ឈប់ទៅគ្រូរបស់អ្នកជាស្ត្រីយល់ច្បាស់ជាងអ្នកនៅក្នុងចិត្តរបស់យូមីងខំគ្មានអ្នកទេមិនអាចទៅរួចទេខ្ញុំនឹងមីងខំធំឡើងជាមួយគ្នាតាំងពីកុមារភាពនាងនឹងគ្រូសាយោសុទ្ធតែគួរតែជារបស់ខ្ញុំអ្នកបានព្យាបាលនាងជាច្រើនដងបែបនេះតើនាងធ្លាប់បង្ហាញចិត្តស្រឡាញ់ចំពោះអ្នកទេមនុស្សស្រីងាយគ្រប់គ្រងបំផុតគ្រាន់តែធ្វើឲ្យនាងមានអារម្មណ៍ជំពាក់ខ្ញុំមិនយូរមិនឆាប់នាងនឹងនាំគ្រួសារយកមករៀបការជាមួយខ្ញុំដល់ពេលនោះខ្ញុំនឹងក្លាយជាមេគ្រួសារជំនាន់ក្រោយអាយ៉ងទាំងនេះនៅតំបន់ Kanglen មានធម៌ពលអាក្រក់ខ្លាំងពេកបើអ្នកនៅតែទូចបែបនេះចុងក្រោយនឹងត្រឡប់មកបំផ្លាញខ្លួនឯងធម៌ពលអាក្រក់កាន់តែល្អបើគ្មានធម៌ពលអាក្រក់នេះខ្ញុំធ្វើដូចម្តេចអាចវឹកហាត់ដល់កម្រិតស្តេចឈួតបានលឿនបែបនេះអាយ៉ងទាំងអស់ស្ដាប់បញ្ជាចេញដំណើរទៅគ្រូសាយបាត់យីយ៉ានឯងមិនមែនអ៊ូថាខ្លួនមានទេពកោសល្យខ្ពស់ទេថ្ងៃនេះខ្ញុំនាំអាយ៉ងជាង100មកមើលថាឯងនឹងដោះស្រាយយ៉ាងណាវាទៅរកអាយ៉ងច្រើនបែបនេះពីណាប្រធានក្រុមយី
ទង្វើរបស់វាមិនពាក់ព័ន្ធនឹងគ្រួសារយករបស់យើងទេខ្ញុំបានផ្ញើសម្បត្តិឲ្យពុកខ្ញុំមកដោះស្រាយវាហើយឥឡូវកុំទាន់និយាយរឿងនេះអីអាយ៉ងទាំងនេះស៊ីទាំងសាច់ទាំងឆ្អឹងមនុស្សបងប្រុសខ្ញុំបានវឹកហាត់ដល់កម្រិតព្រះពិតហើយក៏ស្ទើរតែត្រូវវាសម្លាប់ដែរខ្ញុំសូមសាកមើលសមត្ថភាពរបស់ពួកវាបន្តិចឈ្នះហើយនេះពិតជាខ្លាំងពេកហើយថ្ងៃនេះពួកអ្នកទាំងអស់គ្នាកុំសង្ឃឹមថានឹងចាក់ចេញបានហ៊ានចូលមកក្នុងគ្រួសារហើយកោងកាច់ដល់ថ្នាក់នេះឪពុកកុំទៅមេគ្រួសារអ៊ីដ៏ធំមានសមត្ថភាពតែប៉ុណ្ណឹងនេះជាស្នាដៃរបស់ឯងអាយ៉ងដែលខ្ញុំបង្កើតទៅណាហើយកុំប្រាប់ថាអញលេបអាយ៉ងរបស់ខ្ញុំអស់ហើយអ្នកមិនបានឃើញនឹងភ្នែកទេអត់ទេខ្ញុំស្ថិតនៅកម្រិតស្ដេចឆ្កួតអាយ៉ងដែលខ្ញុំគ្រប់គ្រងមិនអាចត្រូវអញលេបបានទេលុះត្រាតែឯងមានគូចលេបមេឃនេះមិនមែនជាវត្ថុសម័យបុរាណទេវាអាចមានពិតបានយ៉ាងម៉េចយក King Shen បានបង្កើតអាយ៉ងជាច្រើននៅ Kangland ម្នាក់សុទ្ធតែសាហាវសូម្បីតែគ្រួសារទាំង4រួមគ្នាទប់ទល់ក៏ពិបាកសូមអបអរសាទរម្ចាស់ផ្ទះបានបញ្ចូលគូចលេបមេឃដោយជោគជ័យតម្លៃតួអង្គអាក្រក់របស់អ្នកត្រូវបានប្រើអស់ហើយសូមបំពេញឲ្យបានឆាប់អំឡុងពេលដែលអ្នកមិននៅខ្ញុំបានមើលថែមីងខំយ៉ាងល្អរឿងដែលអ្នកផលិតអាយ៉ងក៏គាត់ជាអ្នកប្រាប់ម្ចាស់វ័យក្មេងនេះដែរលេបយកអាយ៉ងកម្រិត Marquess ចំនួន100ហើយធ្វើឲ្យយក King Shen ខឹងសម្បាយ៉ាងខ្លាំងតម្លៃតួអង្គអាក្រក់បូក 10000 ពិន្ទុហេតុអ្វីអំណាចវេទមន្តរបស់ខ្ញុំត្រូវបានបិទអ្នកបានធ្វើអ្វីលើខ្ញុំបានឈានដល់កម្រិតមហាព្រះសន្ទបើចង់បិទអំណាចរបស់មនុស្សម្នាក់ភ្លាមក៏ត្រូវពឹងវត្ថុកំណត់ដែរតែយន់រដែកទេតើនាងធ្វើបានដោយរបៀបណាមានមនុស្សដូចយន់គាំទ្រខ្ញុំប្រកាសជាអាចឡើងកាន់តំណែងបានសំណាងល្អដែល System ផ្ដល់គ្រីស្ដាល់អារក្សជ្រលងស្ងាត់មកខ្ញុំនៅលើនោះសុទ្ធតែជាវិជាសម្ងាត់ដែលបាត់បង់ជាយូរមកហើយថ្ងៃនេះខ្ញុំនឹងប្រើវិជាបុរាណខែលអស្ចារ្យខែលការពារពីចម្ងាយនេះមិនមែនជាវិជាដែលមានតែពួកបិសាចទើបហាត់ទេមើលទៅនៅក្នុងអាណាចក្រអមតៈនេះមនុស្សអាក្រក់មានមិនតិចទេហេតុអ្វីបានជាអ្នកអូសខ្ញុំត្រឡប់មកវិញខ្ញុំនឹងសម្លាប់អ៊ីយ៉ុនអ្នកមិនត្រឹមតែមិនអាចសម្លាប់គេបានទេថែមទាំងបាត់បង់អាយ៉ងទាំងអស់ដែលខ្ញុំឲ្យអ្នកទៀតកញ្ញាបំណុលនេះយ៉ាងម៉េចដំបូងគឺអ្នកមករកខ្ញុំដោយខ្លួនឯងតើអ្នកចង់ដោះស្រាយយ៉ាងម៉េចបើមិនដូច្នោះទេប្រគល់វិញ្ញាណសេះសល់របស់មហាព្រះសន្ទនៅក្នុងបន្ទះត្រាំមកឲ្យខ្ញុំនោះជារបស់ដែលឪពុកម្ដាយខ្ញុំបន្សល់ទុកអ្នកគិតថាត្រកូលនេះអាចបំភ័យខ្ញុំបានឬបងប្រុសឆេងវែងធំឡើងជាមួយពួកយើងតាំងពីតូចគាត់លាក់អ្នកនៅក្នុងត្រកូលនេះដើម្បីឲ្យអ្នកព្យាបាលរបួសតែអ្នកបែរជាសម្លាប់គាត់ដើម្បីផលិតអាយ៉ងខ្ញុំជាអ្នកខុសចំពោះប្អូនសិស្សឆេងវែងតែត្រកូលយីរបស់ពួកយើងខ្លាចជាបែបនេះមិនមែនសុទ្ធតែដោយសារអ៊ីយ៉ាន់ទេតារាប់ណាអ្នកស្ដាប់ខ្ញុំទៅលបួងគាត់ចេញឲ្យឆ្ងាយពីខ្ញុំឲ្យខ្ញុំទៅខ្ញុំប្រាប់ឲ្យអ្នកស្ដាប់ខ្ញុំទៅលបួងគាត់ចេញឲ្យឆ្ងាយពីខ្ញុំឲ្យខ្ញុំចេញទៅខ្ញុំថែរក្សាអ្នកដោយក្តីទន់ភ្លន់អស់20ឆ្នាំមិនស្មើនឹងអ្នកនៅជាមួយយីយ៉ាន់ប៉ុន្មានថ្ងៃទេតើអ្នកទាំងពីរមានទំនាក់ទំនងតាំងពីមុនហើយឬអ្នកចង់ធ្វើអ្វីបើអ្នកមិនព្រមធ្វើតាមដែលខ្ញុំនិយាយទៅសម្រាប់យីយ៉ុនអញ្ចឹងខ្ញុំនឹងប្រើវិធីផ្សេងធ្វើឲ្យយីយ៉ុនត្រូវគេក្បត់ស្នេហ៍ដៃរបស់ខ្ញុំអ្នកវឹកហាត់វិជាមានឆ្អឹងសរសៃរឹងមាំជាពិសេសប៉ុន្តែយីយ៉ុនទើបតែមកដល់ក៏កិនឆ្អឹងបាតដៃរបស់យូ King Shen បែកភ្លាមប្រកាសជាខឹងខ្លាំងណាស់តើវានឹងប៉ះពាល់ដល់ពិភពយោដែរឬទេជ្រើសរើសក្បាច់ជើងគោលាន់ទៅស្លាប់ទៅនេះគឺវិធីបញ្ជូនវិញ្ញាណដែលមានតែអាទិទេពដើមកំណើតនៃអាណាចក្រអមតៈទើបអាចប្រើបានវិញ្ញាណសំណល់ដ៏ខ្លាំងបែបនេះអ្នកគ្រប់គ្រងមិនបានទេប្រគល់ឲ្យខ្ញុំចុះអំណាចវេទមន្តរបស់ខ្ញុំទៅណាអំណាចវេទមន្តរបស់ខ្ញុំបាត់ទៅណាហើយតម្លៃសំណាងរបស់យូ King Shen បានធ្លាក់មកសូន្យណាស់ហើយតម្លៃសំណាងរបស់បានសូន្យណាស់ហើយ
តម្លៃទូអាក្រក់របស់ម្ចាស់ប្រព័ន្ធបន្ថែម5000ទទួលបានវិញ្ញាណសេះសល់របស់មហាបរិសុទ្ធតម្លៃទូអាក្រក់បន្ថែម800តម្លៃទូអាក្រក់សរុបបច្ចុប្បន្ន15000ពិន្ទុលោកម្ចាស់រឿងអាយ៉ងគ្រូសាយោពិតជាមិនបានពាក់ព័ន្ធទេខ្ញុំស្បោះបើមិនមែនអ្នកយកសម្បត្តិដែលសរសេរមកឲ្យខ្ញុំទេគ្រូសាយោមិនអាចគេចផុតពីសង្គ្រាមនេះឡើយខ្ញុំត្រូវតែអរគុណអ្នកឲ្យបានល្អលោកម្ចាស់ខ្ញុំទៅចុះនាំនាងត្រឡប់ទៅគ្រូសាយោហើយសូមផ្ញើដាវនេះទៅឲ្យរបស់អ្នកផងមានន័យថាអ្នកសុខចិត្តទុកជីវិតនាងមែនទេបើខ្ញុំសម្លាប់នាងម្ចាស់គ្រូសាយោនឹងមានវិបត្តិសារីកម្រិតការពេញចិត្តរបស់យោមីងខុងបន្ថែមដល់បច្ចុប្បន្ន57ត្រូវហើយអាការក្តៅក្នុងខ្លួនរបស់អ្នកចិត្តមកដល់ទៀតហើយបាទដល់ពេលនោះនៅតែត្រូវរំខានលោកម្ចាស់ទៀតពីមុនអ្នកប្រើវាព្យាបាលឥឡូវវាជារបស់អ្នកហើយក្នុងនេះមានវិញ្ញាណសេះសល់មួយសរសៃរបស់មហាបរិសុទ្ធពិតជាឲ្យខ្ញុំមែនឬកម្រិតការពេញចិត្តរបស់យោមីងខុងបន្ថែម5បច្ចុប្បន្ន62ជូមីងខុងពួកឯងចាំបាច់ត្រូវស៊ីខ្ញុំមែនឬចាំដល់ខ្ញុំរកឃើញសម្បុករបស់ពួកឯងសិនខ្ញុំនឹងវាយមេរបស់ពួកឯងឲ្យក្លាយជាសាច់កិនភ្លើងពិតដុតបំផ្លាញអំពើអាក្រក់បំបែកភាពវង្វេងត្រឡប់ជាធូលីឆាប់នាំនាងចេញទៅអ្នកណាយកវិញ្ញាណសេះសល់របស់មហាបរិសុទ្ធទៅហើយអ្នកណាធ្វើឲ្យអ្នកក្លាយជាពាក់កណ្ដាលជ្រូកបែបនេះនាងពួកនាងគ្មានខួរក្បាលទេមើលថានាងស្ថិតនៅកម្រិតអ្វីខោឈោមនុស្សឈួតលើកមុនអាយ៉ងកម្រិតនោះរបស់ក៏កំណាស់ទៅហើយនេះសំបីតែខ្ពស់ជាងនាង3កម្រិតទៀតអាយ៉ងកម្រិត Void God នឹងជាប់ក្លិនអាយុជីវិតរបស់មនុស្សលក្ខខណ្ឌគឺម្ចាស់វាសុខចិត្តបញ្ចេញឆាប់បញ្ចេញមកអ្នកចេះបត់បែនតាមកាលៈទេសៈទើបជាមនុស្សឆ្លាតបើអ្នកនៅតែស្ទាក់ស្ទើរខ្ញុំនឹងយកអ្នកទៅចម្រាញ់ថ្នាំនេះក្លិនអាយុជីវិតនេះបោកអ្នកទេអ្នកចេះបត់បែនខ្ញុំក៏នឹងយកអ្នកទៅចម្រាញ់ថ្នាំដែរព្រមមានអាយ៉ងដែលលេបការពីលើកមុនទើបចម្រាញ់បានតែ50ប៉ុណ្ណោះដោយសារធម្មពលអាក្រក់របស់បិសាចបានសន្សំច្រើនពេកម្ចាស់ប្រព័ន្ធចិត្តត្រូវធម្មពលត្រឡប់វាប្រហារ5 4 3 2 1យ៉ាងឆៃផឹកតែបន្តិចសិនអាយ៉ងកម្រិត Feng Hao 100ត្រូវយីយ៉នកំចាត់អស់ហើយដូច្នេះអាយ៉ងកម្រិត Caution នេះក៏មិនមានបញ្ហាដែរតើគាត់កំចាត់ទាំង100នោះដោយរបៀបណាបន្សុទ្ធវាឬលេបយកផ្ទាល់ប្រកាសជារោគវិធីបង្ក្រាបវាហើយអ្នកណាទៅលេបអាយ៉ងវាគួរឲ្យខ្ពើមណាស់ក្លិនអូរ៉ាពីអាយ៉ងការយកមិញច្បាស់ជារបស់បងធំតែហេតុអ្វីគាត់ចេះបង្កើតអាយ៉ងយីយ៉នបិទខ្លួនវឹកហាត់3ថ្ងៃហើយខ្ញុំត្រូវទៅមើលសិនយ៉ាងឆៃគ្រូសាយើងទាំងពីរជាមិត្តចាស់ព្រះបិតារបស់ខ្ញុំតែងសង្ឃឹមឲ្យយើងទៅមករកគ្នាញឹកញាប់នេះជាអាហារសម្រន់កម្រិតកំពូលជួយថែសម្រស់និងបំពេញធម៌ពលវិញ្ញាណជូនអ្នកពិតជានាងមែនមិនអាក្រក់ទេអរគុណឃើញក៏មិនជាបញ្ហាអ្វីដែរចាំខ្ញុំដោះស្រាយយ៉ាងសិនត្រឡប់ទៅវិញនឹងនាំមនុស្សបង្ខំព្រះរាជវាំងឡើងក្រុងរាជសំណាងល្អដែលខ្ញុំធ្វើការបានលឿនគ្រាន់តែមិនទាន់មានពេលស៊ើបឲ្យច្បាស់ថាអូរ៉ាលើអាយ៉ងនេះជារបស់អ្នកណាសូមអបអរសាទរម្ចាស់ប្រព័ន្ធបានបន្សុទ្ធអាយ៉ងទី100តម្លៃទូអង្គអាក្រក់បន្ថែម20,000ទទួលរង្វាន់ Supreme Valley 1ដោះសឱកាសបើកប្រអប់រង្វាន់ម្ដង Supreme Valley មិនមែនមានតែអ្នកកម្ពុជាបំផុតទើបអាចកាន់កាប់ទេរបស់នេះក្រៅពីស្ដាប់ទៅអស្ចារ្យហាក់ដូចជាគ្មានប្រយោជន៍ទេឈប់សូមអបអរសាទរម្ចាស់ប្រព័ន្ធបានចាប់រង្វាន់គ្រប់ឆ្នាំបំបីអាចឡើងកម្រិតបាន1ជាន់បើចំណាយតម្លៃទូអង្គអាក្រក់30,000បន្ថែមអាចឡើងបាន3ជាន់ទៀតប្រើវាទាំងអស់ឲ្យម្ចាស់វ័យក្មេងនេះសូមអបអរសាទរម្ចាស់ប្រព័ន្ធបានឡើងកម្រិត4ជាន់ជាប់គ្នាឥឡូវបានឈានដល់កម្រិត Caution តម្លៃទូអង្គអាក្រក់បច្ចុប្បន្នសូមបំពេញឲ្យបានឆាប់ក្នុងចំណោមអ្នកស្នងត្រកូលទាំងអស់នៅដែនអន្តរក្រៅពីរាជបុត្រច្បងនៃត្រកូលលេខឈ្មោះឡៃវីខ្លាចថាគ្មានអ្នកណាខ្លាំងជាងខ្ញុំទេយីយ៉នទីបំផុតអ្នកភ្ញាក់ហើយកូនប្រុសយូឆេហ៊ីនិយាយថាអ្នកចេញពីការបិទបង្ហាត់ហើយថ្ងៃត្រង់ចង់ញ៉ាំអ្វីមីងមិនមែនដូចដែលអ្នកគិតទេមីងយកទាំងអស់មីងមិនរំខានអ្នកទាំងពីរទេយ៉ាងណាក៏ដោយអ្នកក៏មិនមែនជាក្មួយស្រីបង្កើតរបស់ខ្ញុំគ្រប់គ្រងអ្នកទាំងពីរកម្រិតការពេញចិត្តបូក5អំឡុងពេល host បិទបង្ហាត់កម្រិតការពេញចិត្តរបស់យ៉ាងឆៃបានកាន់ដល់45កម្រិតការពេញចិត្តសរុបបច្ចុប្បន្ន50ដោះសរស័ព្ទវិញ្ញាណបុរាណមួយក្បាលបងប្អូនជីដូនមួយអំឡុងពេលខ្ញុំបិទបង្ហាត់មានរឿងអ្វីកើតឡើងឬមីងបាននិយាយថាយើងគ្មានសាច់ឈាមជាមួយគ្នាទេហើយខ្ញុំថាយ៉ាងឆៃទៅអំឡុងពេលអ្នកបិទបង្ហាត់មីងបានប្រាប់ខ្ញុំហើយរឿងដែលអ្នកលួចស្រឡាញ់ខ្ញុំអ្វី
យ៉ាងឆៃសត្វវិញ្ញាណថ្នាក់កំពូលដែលរកមិនឃើញទូទាំងអាណាចក្រអមតៈយុវម្ចាស់ត្រកូលអ៊ីចេញពីការបិទបង្ហាត់ហើយអាយុ25ឆ្នាំបិទនៃវាសនាតម្លៃវាសនា25000កម្រិតពិតអតិទេពអ្នកគឺជាបងប្រុសរបស់ឡៃលូឈ្មោះឡៃវីមែនទេឆាប់នេះនឹងក្លាយជាប្តីរបស់បងប្អូនជីដូនមួយអ្នកហើយមើលចុះថ្លៃបណ្ណាការគ្រាន់តែសត្វវិញ្ញាណថ្នាក់កំពូលមួយក្បាលប៉ុណ្ណឹងចង់រៀបការជាមួយបងប្អូនជីដូនមួយរបស់ខ្ញុំនេះជាសត្វទេវៈបុរាណដ៏កម្របំផុតជាការពិតណាស់ទោះនិយាយយ៉ាងណាអ្នកក៏ជាបងប្អូនជីដូនមួយរបស់ខ្ញុំមិនចង់ឲ្យអ្នកភ្ជាប់ពាក្យជាមួយមនុស្សណាក៏បានទេកម្រិតការពេញចិត្តរបស់យ៉ាងឆៃបូក4កម្រិតការពេញចិត្តសរុប64យីយ៉ាន់ក្នុងរយៈពេល300ឆ្នាំនេះដល់វេនត្រកូលឡៃរបស់យើងឡើងគ្រងរាជ្យហើយអ្នកមិនខ្លាចខ្ញុំនាំគ្រប់ត្រកូលនៅអាណាចក្រអមតៈមកវីត្រកូលយីរបស់អ្នកទេអ្នកដែលនឹងឡើងគ្រងរាជ្យមិនប្រកាសថាជាអ្នកទេអ្នកមានន័យថាម៉េចកូនប្រុសសំណាងឡៃវីត្រូវគេចាក់ចំចំណុចខ្សោយក្នុងចិត្តបាត់បង់មុខមាត់តម្លៃសំណាង500តម្លៃតួអង្គអាក្រក់របស់ម្ចាស់អ្វីអ្នកយករបស់ជូបែបនេះមកអាយ៉ងកម្រិត Void God Realm រាប់សិបលានរបស់ខ្ញុំបានបញ្ចប់ហើយក្រោយយប់នេះលេលូនិងងីយ៉ាន់ដើម្បីសុវត្ថិភាពយប់នេះខ្ញុំនឹងត្រឡប់ទៅវិញទៅស៊ើបមើលថាបងធំកំពុងធ្វើអ្វីនៅពីក្រោយខ្នងអរគុណអូនប្រុសល្អបងស្រីជីដូនមួយនឹងយកអាហារសម្រន់ពីរបីកន្ត្រកមកបំពន់ឲ្យអ្នកចុះខ្ញុំវិញមិនឲ្យអ្នកទេខ្ញុំមិនអាចឲ្យអ្នកផ្សេងយកយីយ៉ាន់បានទេខ្ញុំចង់អង្គុយក្បែរយីយ៉ាន់មិនឲ្យអ្នកទេអ្នកមិនឲ្យខ្ញុំក៏មិនឲ្យអ្នកដែរ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 អ្នកដែលនៅក្បែរខ្ញុំជិតស្និទ្ធបំផុតមីងខំឲ្យយប់ជ្រៅហើយមានរឿងអ្វីមែនទេម្ចាស់តូចចាប់ពីថ្ងៃនេះទៅខ្ញុំនឹងមកកម្ដៅក្រែរាល់យប់ខ្ញុំស្ម័គ្រចិត្តធ្វើទាំងអស់ម្ចាស់តូចឡើងមកគេងទៅបើអ្នកចង់គេងបន្ទប់នេះខ្ញុំឲ្យអ្នកទៅគាត់ពិតជាសុចរិតណាស់កម្រិតការចាប់អារម្មណ៍របស់យូមីងខំ8តម្លៃបច្ចុប្បន្ន70ជួយផងយីយ៉ាន់តាំងពីពេលណាមកអ្នកខ្លាំងដល់ថ្នាក់នេះអាយ៉ងកម្រិត Void God Realm អ្នកគ្រាន់តែដាក់ដៃក៏ដោះស្រាយបានកម្លាំងកម្រិត Void God Realm មិនមែននិយាយលេងទេគ្រាន់តែខ្ញុំត្រូវរក្សាវាជាសម្ងាត់សិនហេតុអ្វីអាយ៉ងទាំងនេះសំដៅតែអ្នកជួយសង្គ្រោះអ្នកត្រូវជួយគ្រួសារឡៃរបស់ពួកយើងព្រះបិតារាជាព្រះតាព្រះមហាក្សត្រសូមអនុញ្ញាតសួរតើនេះជាអមតៈអង្គណាដូច្នេះគឺជាម្ចាស់វ័យក្មេងនៃត្រកូលយីនេះឯងខ្ញុំសូមអង្វរឲ្យអ្នកនាំលេលូទៅផងព្រះតាព្រះមហាក្សត្របងប្រុសធំរបស់ខ្ញុំនៅឯណាគ្រួសារយើងជួបសំណាងអាក្រក់ហើយស្ថានភាពពេលនេះត្រកូលឡៃលែងអាចការពារបានទៀតហើយតើនេះពិតជាបងប្រុសធំមែនឬសុទ្ធតែជាកំហុសខ្ញុំត្រឡប់មកយូរពេកខ្ញុំមិនស្ដាប់រឿងគ្រួសាររបស់អ្នកទេខ្ញុំចេញទៅដើរមើលបន្តិចគ្រប់ទីកន្លែងសុទ្ធតែជាអាយ៉ងអ្នកមិនអីទេខ្ញុំនឹងឲ្យយូមីងខំទៅតាមឃ្លាំមើលឡៃវីមើលតាមស្ថានភាពនេះនាងប្រហែលជាត្រូវបាត់បង់ជីវិតមិននឹកស្មានថាព្រះអង្គម្ចាស់ច្បងឡៃវីស្មានមិនដល់ថាកំពុងលួចហ្វឹកហាត់វិជាអាក្រក់ដោយសម្ងាត់ខ្ញុំត្រូវត្រឡប់ទៅប្រាប់ម្ចាស់វ័យក្មេងអ្នកត្រឡប់ទៅវិញមិនបានទេស្មានមិនដល់ថានៅក្បែរយីយ៉ាន់មានស្រីស្អាតច្រើនម្ល៉េះនិយាយមកចុះអ្នកចង់ក្លាយជាអាយ៉ងកម្រិតណាខ្ញុំនឹងសម្រេចបំណងឲ្យអ្នកចង់យកគាត់ទៅបំពន់ជាអាយ៉ងត្រូវសួរខ្ញុំជាមុនសិនឥឡូវនេះអ្នកស្ថិតនៅកម្រិតណាកម្រិតស្ដេចកម្រិត Marquis ទេអ្នកស្ថិតនៅកម្រិត Void God ទីត្រូវហើយកញ្ចក់ប្រាក់តូចប៉ុណ្ណឹងក៏មានកម្រិតបណ្ដុះបណ្ដាលបែបនេះដែរគួរឲ្យស្ដាយតែនៅតែមិនខ្លាំងជាងខ្ញុំលេងគាត់ទៅខ្ញុំនឹងទុកសាកសពអ្នកឲ្យនៅគ្រប់លក្ខម្ចាស់វ័យក្មេងលោករត់ទៅឆាប់កុំខ្វល់ពីខ្ញុំគេបានហ្វឹកហាត់អាយ៉ងចំនួន20000អ្នកមិនអាចឈ្នះគាត់បានទេកម្រិតឈ្មោះអាអនកើនឡើង10តម្លៃបច្ចុប្បន្ន80ទទួលបានវត្ថុ6គ្រីស្ដាល់អាយ៉ង1អាចបញ្ជាអាយ៉ងទាំងអស់ក្នុងពិភពលោកតើប្រើដែរឬទេត្រកូលយីម្ចាស់វ័យក្មេងនៃត្រកូលយីស្លាប់ក្រោមដៃអាយ៉ងរបស់ខ្ញុំក៏សមនឹងវាដែរអ្នកបានធ្វើអ្វីចំពោះអាយ៉ងរបស់ខ្ញុំអ្នកចេះមុនអាក្រក់និយាយទៅខាងក្រៅមានអាយ៉ងយ៉ាងហោចណាស់1000ម្ចាស់វ័យក្មេងខ្ញុំនឹងការពារអ្នកឲ្យរត់ចេញទៅមានអាយ៉ងរាប់ពាន់អ្នកលោកម្ចាស់តូច
ខ្ញុំនឹងការពារអ្នកឲ្យរត់គេចសូមជួយផ្ញើដំណឹងទៅឪពុកខ្ញុំផងអាយ៉ងនៅខាងក្រៅបានដកថយអស់ហើយមិនអាចទេនៅក្នុងគម្ពីរវេទមន្តបានសរសេរថាមានតែអ្នកដែលបង្កើតអាយ៉ងប៉ុណ្ណោះទើបអាចបញ្ជាវាបានហាត់គុណមិនគួរតែជឿតែសៀវភៅមួយក្បាលទេខ្ញុំសូមណែនាំសៀវភៅមួយគម្ពីរអារក្សបុរាណអានសៀវភៅតិចពេកនឹងខាតគម្ពីរអារក្សបុរាណអ្វីដែលទើបឃើញនោះគឺអាយ៉ងមាសក្នុងរឿងព្រេងដែលអាចបញ្ជាអាយ៉ងទាំងអស់តាមម្ចាស់ដែលបានកំណត់មិនអាចទេអាយ៉ងមាសគោរពតែអ្នកខ្លាំងប៉ុណ្ណោះសូម្បីអ្នកដល់កម្រិត Saint Venerable ក៏មិនប្រកាសថាអាចយកឈ្នះវាបានប្រាវិជាកិច្ចចូលដីជួយយក King Shen រត់គេចថ្ងៃនេះខ្ញុំបានបិទច្រកចេញទាំងអស់អ្នកគេចមិនរួចទេខ្ញុំនឹងប្រយុទ្ធជាមួយអ្នកដល់ទីបញ្ចប់មនុស្សឈួតនោះត្រូវបានដោះស្រាយបែបនេះឯងកម្លាំងរបស់គាត់ទាំងអស់ត្រូវបានប្រើសម្រាប់បង្កើតអាយ៉ងរាងកាយរបស់គាត់ត្រូវបានបំផ្លាញយូរហើយកូនវាសនាទាំង7 Levi ត្រូវបានយកឈ្នះវាសនាទាំង7ត្រូវបានកំណត់ទៅ0ពិន្ទុទូអាក្រក់របស់ម្ចាស់ការ3000ផ្ដល់រង្វាន់វិជា Teichun Bengsen ប៉ុន្មានថ្ងៃមុនវាសនាទាំង7របស់ Levi នៅមានជា20ហើយឥឡូវនៅសល់តែ3000តើនៅមានទូអាក្រក់ណាំនិយាយពីវាសនាទាំង7ជាមួយខ្ញុំទៀតលោកម្ចាស់តូចអ្នកមានរឿងអ្វីមែនទេអស់កម្លាំងពេកហើយខ្ញុំនឹងកំដរក្រែឲ្យអ្នកសុំសម្រាប់ឲ្យបានឆាប់ខ្ញុំគិតថាប្រលឹងសេះសរបស់មហាសន្តានត្រូវ Levi លេបបាត់ហើយនេះគឺជា Teichun Bengsen Immortal Art ហាត់វាអាចទប់ស្កាត់កម្ដៅក្នុងខ្លួនបានខ្ញុំនឹងបង្រៀនអ្នកលោកម្ចាស់តូចតាមពិតខ្ញុំសោកស្ដាយណាស់ដែលធ្លាប់ប្រព្រឹត្តចំពោះអ្នកបែបនោះកម្រិតការពេញចិត្តរបស់យោមីងខំកាន10តម្លៃបច្ចុប្បន្ន90ម្ចាស់សូមបន្តខិតខំទៀតត្រឡប់ទៅគេងវិញមីងខងខ្ញុំបាននិយាយហើយថាមិនចាំបាច់កំដរក្រែខ្ញុំទេអ្នកមីងខំជានរណាមិនមែនយើងសន្យាថានឹងនៅជាមួយគ្នារហូតមួយជីវិតទេហេតុអ្វីខ្ញុំមិនអាចកម្រើកបានខ្ញុំកម្រើកមិនបានទេបានប្រាប់ហើយកុំប៉ះខ្ញុំមីងខងហេតុអ្វីជាអ្នកចុះអ្នកគិតថាជានរណាខ្ញុំសុបិនអាក្រក់សុបិនឃើញអាយ៉ងជាច្រើនត្រូវហើយបានពិនិត្យគ្រូសាឡៃទាំងមូលហើយឬនៅបានពិនិត្យហើយមិនបានរកឃើញអាយ៉ងទៀតទេនៅក្នុងបន្ទប់គេងរបស់ម្ចាស់កត្រីឡៃនៃអង្គម្ចាស់ច្បងបានរើឃើញអាហារសម្រន់ដែលបែកខ្ទេចមួយដុំអាហារសម្រន់មានអ្វីចម្លែកបានហើយកុំគិតទៀតវិជា Immortal Load របស់អ្នកហាត់ដល់ណាហើយខ្ញុំពិនិត្យមើលបន្តិចលេងខ្ញុំមករកអ្នកព្រោះម្ចាស់កត្រីយើងចង់អរគុណអ្នកដោយផ្ទាល់បន្តិចទៀតបើមានគេឃើញមិនល្អទេម្ចាស់កត្រីយើងអីថែមទាំងឲ្យម្ចាស់វ័យក្មេងរូបនេះទៅជួបទៀតរកពីធំណាស់ម្ចាស់កត្រីរូបនេះមកជួបអ្នកផ្ទាល់ក៏បានដែរនេះមិនមែនជាមនុស្សដែលនៅក្នុងសុបិនខ្ញុំទេម្ចាស់វ័យក្មេងនេះគឺជាម្ចាស់កត្រីទី3នៃគ្រូសាឡយអ្នកមានរឿងអ្វីអ្នកមានវាសនាខ្លាំងទី2នៃគ្រូសាឡយឡៃវ៉ៃមានតម្លៃវាសនា 15000 កម្រិតការពេញចិត្តចំពោះ host គឺ50ស្អីគេនឹងទើបជួបគ្នាលើកដំបូងការពេញចិត្តខ្ពស់ដល់ម្លឹងបានរកឃើញថាឡៃវ៉ៃនិងម្ចាស់ដើមមានទំនាក់ទំនងមិនធម្មតាដូច្នេះការពេញចិត្តចំពោះ host ចាប់ផ្ដើមខ្ពស់ម្ចាស់ដើមពិតជាអស្ចារ្យម្ខាងតាមស្រឡាញ់យូមីងខំមិនលេងម្ខាងទៀតក៏មានទំនាក់ទំនងមិនច្បាស់ជាមួយឡៃឡៃប្រហែលសុបិនយប់មិញរបស់ខ្ញុំជាអតីតរឿងរបស់ម្ចាស់ដើមមិនធម្មតាមែនអាយុ22ឆ្នាំក៏អាចឈានដល់កម្រិតវិញខេងគ្រូសាឡៃអាចមានមនុស្សខ្លាំងដល់ទៅ2នាក់បងប្រុសធំរបស់ខ្ញុំគាត់មានអ្នកមានវាសនាខ្លាំង2នាក់ក្នុងគ្រួសារតែមួយវាសនាដែលខ្ញុំបាត់បង់ពីបងប្រុសអ្នកខ្ញុំនឹងយក2នាក់មកបំពេញវិញសូមរំខានម្ចាស់វ័យក្មេងនេះតាមខ្ញុំមកព្រះបិតារបស់ខ្ញុំសុខភាពមិនសូវល្អពិតជាមិនអាចមកជួបអ្នកបានទេកម្រិតចំណាប់អារម្មណ៍របស់ឡៃឡៃកាន5តម្លៃបច្ចុប្បន្ន55ឃើញអ្នកសង្ហាបន្តិចដូចជាទៅភ្ញាក់ពីដំណេកព្រះបតាម្ចាស់វ័យក្មេងយីមកដល់ហើយម្ចាស់វ័យក្មេងយីលើកនេះពិតជាអរគុណអ្នកណាស់មិនបាច់គូសំទេឥឡូវនេះត្រកូលឡៃកំពុងគ្រប់គ្រងតាមហេតុផលគួរតែខ្ញុំចូលគាល់ព្រះអង្គទៅត្រូវម្ចាស់វ័យក្មេងយីតើអ្នកអាចរៀបការជាមួយឡៃបានទេហើយថែរក្សានាងឲ្យបានល្អទៅថ្ងៃមុខវាមិនសូវសំទេស្នេហាត្រូវការពេលវេលាបណ្ដោះកាលនោះបើខ្ញុំទៅពិភាក្សារឿងអាពាហ៍ពិពាហ៍ជាមួយឪពុកអ្នកឲ្យលឿនឥឡូវនេះក៏មិនអាចសម្រេចបានដែរតាមពិតថ្ងៃនេះខ្ញុំមានរឿងសំខាន់មួយចង់សុំម្ចាស់វ័យក្មេងយីរឿងអ្វីម្សិលមិញខ្ញុំបានទៅមើល Sophia នាងគ្មានវាសនាអំណោយទៀតទេខ្ញុំសូមឲ្យអ្នកជួយយកវាសនាអំណោយរបស់កូនខ្ញុំមកវិញឪពុកនិងកូនទទួលបាន3500ដូចមិនទៅប្រមូលបានជាង20000ពិន្ទុឲ្យពួកគេដរាបណាម្ចាស់វ័យក្មេងយីយកព្រមរឿងនេះខ្ញុំសុខចិត្តប្រគល់សម្បត្តិសម្ងាត់របស់ត្រកូលឡៃជូនអ្នកម្ចាស់វ័យក្មេងយីថ្ងៃនោះឃើញអ្នកប្រយុទ្ធនឹងតុកតាយុនខ្ញុំក៏ដឹងថាអ្នកមានសមត្ថភាពនេះខ្ញុំសូមអង្វរអ្នកព្រះបតាក្នុងចំណោមត្រកូលធំទាំង4 Levi គឺជាមនុស្សដំបូងដែលផលិតតុកតាយុននាងបានបំផ្លាញអ្នកបណ្ដុះវិជារាប់ពាន់អ្នកដូចយក Kingshen វាសនាអំណោយរបស់នាងអស់ទៅគឺជាច្បាប់មេឃទោះនិយាយយ៉ាងណាក៏ដោយនាងក៏ជាបងប្រុសធំរបស់ខ្ញុំការយកវាសនាអំណោយមកវិញគឺសមរម្យបើវាសនាអំណោយរបស់នាងត្រូវមេឃដកយកវិញនោះចង់ឲ្យម្ចាស់វ័យក្មេងរបស់យើងប្រឆាំងមេឃឬព្រះបតានៅសល់ពេលមិនច្រើនទេសូមម្ចាស់វ័យក្មេងយីមេត្តាជួយបំពេញបំណងបានប៉ុន្តែ
វាសនាអំណោយរបស់ Levi អាចត្រូវបានមនុស្សជាច្រើនចែកយករួចហើយខ្ញុំមិនខិតខំឲ្យអស់ពីសមត្ថភាពបែបនេះខ្ញុំក៏អាចដកខ្លួនចេញពីរឿងនេះបានអរគុណលោកម្ចាស់ត្រកូលយីលោក Levi លោកមិនមែនចេះប្រើវិជាសម្ងាត់បុរាណដើម្បីបញ្ជូនវិញ្ញាណទេអារក្សនិងវិញ្ញាណទាំងអស់ផ្លូវទាំង6សូមទទួលព្រះគុណចូលធ្វើតាមបញ្ជារបស់ខ្ញុំឡើងទៅដល់ឋានសួគ៌ទាំង9ទៅអរគុណកម្រិតការពេញចិត្តរបស់ឡៃឡូកើនឡើង10តម្លៃបច្ចុប្បន្ន73សូមអបអរសាទរម្ចាស់ទទួលបានឱកាសបើកប្រអប់រង្វាន់មួយដងអូម្ចាស់កត្រីយើងហេតុអ្វីថ្ងៃនេះសុខចិត្តហៅខ្ញុំមករឿងដែលអ្នកនិយាយខ្ញុំគិតច្បាស់ហើយឈប់និយាយអត់ប្រយោជន៍អញ្ចឹងនិយាយមកខ្ញុំកំពុងស្ដាប់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 ឥឡូវបងប្រុសធំរបស់ខ្ញុំស្លាប់ហើយព្រះបតាក៏សោយទីវង្គតដែរអំណាចទាំងអស់ធ្លាក់ទៅក្នុងដៃបងប្រុសទី2លើលោកខ្ញុំអាចជួយអ្នកបានប៉ុន្តែអ្នកក៏ត្រូវជួយខ្ញុំដែរព្រះនាងយាងដ៏ខ្ពង់ខ្ពស់ប៉ុន្មានឆ្នាំមុននៅតែមានទំនាក់ទំនងពិសេសជាមួយលោកម្ចាស់ត្រកូលយីតើមានរឿងអ្វីដែលខ្ញុំអាចជួយបានខ្ញុំនឹងជួយអ្នកឲ្យក្លាយជាប្រមុខត្រកូលឆេវអ្នកជួយខ្ញុំឲ្យក្លាយជាព្រះអធិរាជនីអ្នកឈួតហើយខ្ញុំឲ្យអ្នកគិត3ថ្ងៃយ៉ាងណាមិញបេក្ខជនរបស់ខ្ញុំមិនមែនមានតែអ្នកម្នាក់ទេលោកម្ចាស់ត្រកូលយីតើអ្នកពិតជាគ្មានអារម្មណ៍អ្វីចំពោះខ្ញុំសោះឬក្នុងចិត្តខ្ញុំមានអ្នកផ្សេងរួចហើយការនោះហេតុអ្វីខ្ញុំបណ្ដោយឲ្យយីយ៉ាន់រត់ទៅបានកន្លះឆ្នាំមុនយីយ៉ាន់បានចាក់ចេញដោយកំហឹងខ្ញុំក៏ចេញដំណើរឆ្ងាយលើកនេះខ្ញុំមិនអាចឲ្យគេចាក់ចេញទៀតទេកម្លាំងរបស់លោកម្ចាស់ត្រកូលរូបនេះពិតជារីកចម្រើនខ្លាំងណាស់លោកម្ចាស់ត្រកូលយីរាត្រីវែងអន្លាយខ្ញុំគេងមិនលក់ទេអីចឹងខ្ញុំទៅយកថ្នាំឲ្យអ្នកនឹងជាថ្នាំរបស់ខ្ញុំពួកយើងទើបជួបគ្នាលើកទី2ប៉ុណ្ណោះបែបនេះលឿនពេកហើយអ្នកថាអ្វីជួបគ្នាលើកទី2នេះច្បាស់ជាលើកទី3ហើយដែលពួកយើងជួបគ្នាខុសគ្នាខ្លាំងមែនទេពាក្យសម្ដីរបស់ host បានរំញោចនារីមានវាសនាឡើយកាត់បន្ថយតម្លៃវាសនារបស់ Levi ចំនួន200តម្លៃវិលវែងរបស់ host បូក200អ្នកហ៊ានសើចចំអកឲ្យម្ចាស់កត្រីនេះទៀតខ្ញុំខុសហើយខ្ញុំជូនអំណោយមួយឲ្យអ្នកវត្ថុបុរាណដ៏កំមកពីសម័យបុរាណកម្រិតការពេញចិត្តរបស់ Levi បូក10តម្លៃបច្ចុប្បន្ន73អបអរសាទរ host ទទួលបានឱកាសបើកប្រអប់រង្វាន់មួយដងរបស់តូចនេះខ្ញុំធ្លាប់ឃើញតែក្នុងសៀវភៅបុរាណអ្នកបានវាពីណារបស់នេះក៏មកខ្លាំងមែនឬគ្រាន់តែចាប់រង្វាន់ក៏បានហើយកម្រិតការពេញចិត្តរបស់ Levi បូក5តម្លៃបច្ចុប្បន្ន81សរុបដល់90និងផ្ដល់គ្រាប់ថ្នាំ breakthrough មួយគ្រាប់ដល់ host ខ្ញុំគិតថាពួកគេពិតជាមានរឿងអ្វីជាមួយគ្នាតាមពិតទើបជួបគ្នាលើកដំបូងឃើញខ្ញុំសង្ហាក៏ចង់ដណ្ដើមយកខ្ញុំសំណាងល្អដែលម្ចាស់ដើមបានបដិសេធនាងបន្ទាប់ពីថ្ងៃនោះដែលអ្នកចាក់ចេញអ្នកមិនដែលតាក់ទងខ្ញុំសោះសុំទោសដើម្បីសងជំនួសពីនេះទៅខ្ញុំកម្រិតការពេញចិត្តរបស់ Levi បូក2តម្លៃបច្ចុប្បន្ន83ពីនេះទៅអ្នកនឹងធ្វើម៉េចអ្នកចង់ឲ្យខ្ញុំធ្វើបែបណាខ្ញុំក៏ធ្វើបែបនោះកម្រិតការពេញចិត្តរបស់ Levi បូក8តម្លៃបច្ចុប្បន្ន91អបអរសាទរ host ទទួលបានគ្រាប់ថ្នាំ breakthrough មួយគ្រាប់ល្អណាស់ក្រៅពីយឺបការជាមួយខ្ញុំអបអរសាទរ host បានធ្វើឲ្យនារីមានវាសនា Levi ខឹងដោយជោគជ័យកាត់បន្ថយតម្លៃវាសនា300ពិន្ទុតម្លៃតួអង្គអាក្រក់របស់ម្ចាស់ប្រព័ន្ធបូក300ម្ចាស់កត្រីយើងពិតជាកំណត់មែនបើល្អចំពោះនាងអាចបន្ថែមតម្លៃវាសនាបើមិនល្អចំពោះនាងអាចបន្ថែមតម្លៃតួអង្គអាក្រក់បានអីចឹងឥឡូវអ្នកត្រូវសន្យារឿងមួយជាមួយខ្ញុំនិយាយមកខ្ញុំធានាធ្វើបានជួយគាំទ្រខ្ញុំឡើងគ្រងរាជ្យខ្ញុំបដិសេធម្ចាស់ប្រព័ន្ធវាប្រហារនារីមានវាសនាម្ដងហើយម្ដងទៀត Levi ចាក់ចេញទាំងខចិត្តតម្លៃវាសនាត្រូវបានកាត់បន្ថយ500ពិន្ទុតម្លៃតួអង្គអាក្រក់របស់ម្ចាស់ប្រព័ន្ធបូក500ពិន្ទុមិននឹកស្មានថា Levi មានបំណងដណ្ដើមរាជបល្ល័ង្កអីចឹងតម្លៃវាសនារបស់អាគមហេសីឡយតើនាងជាអ្នកដណ្ដើមយកឬម្ចាស់កត្រីយើងខ្ញុំមិនបានឲ្យគេផ្ញើសារទៅអ្នកតាំងពីមុនទេថាខ្ញុំយកព្រមធ្វើការជាមួយអ្នកហើយហេតុអ្វីអ្នកនៅតែមិនសប្បាយចិត្តជួបមនុស្សដែលមិនយល់អ្វីសោះធុញណាស់អីចឹងខ្ញុំចង់ស្ដាប់បានហើយរបស់ដែលខ្ញុំឲ្យអ្នករកបានហើយឬនៅម្ចាស់កត្រីយើងអ្នកក៏ដឹងដែរបុព្វបុរសត្រកូលជាវរបស់យើងចាប់ផ្ដើមពីវិជាបង្ហាត់សត្វវិជាបង្ហាត់សត្វនេះជាក្បួនសម្ងាត់ប្រចាំត្រកូលមិនដែលឲ្យអ្នកក្រៅទេនិយាយត្រង់មកចង់បានអាហារសម្រន់ប៉ុន្មានបន្ថែម500ទៀតបានដរាបណាវិជាសម្ងាត់ដែលអ្នកឲ្យជារបស់ពិតខ្ញុំមិនហ៊ានបោកទេម្ចាស់កត្រីយើងបើត្រកូលឡើយលេចចេញសត្វចម្លែកដែលបំផ្លាញថ្មដាក់ជាបន្តបន្ទាប់
តែរីជបលាំងគួរតែផ្ទេរមកត្រកូលឈៀវរបស់យើងមុនកំណត់ឬទេចៅបុរាណមិញលែងដកកម្របំផុតសំបំផុតសម្រាប់យកមកធ្វើជាអាវុធមនុស្សម្នាក់នេះពិតជាគួរឲ្យអស់សំណើចចង់យកសត្វសាហាវមកធ្វើជាអាវុធតែគ្មានសមត្ថភាពយកឈ្នះខ្ញុំសូមអបអរសាទរម្ចាស់ផ្ទះការបដូរវិធីសាស្ត្រសម្អាតបានជោគជ័យសូមរំលឹកថាម្ចាស់ផ្ទះមិនទាន់ដល់កម្រិតសេនមិនគួរប្រើវិធីនេះដោយញីឡើយបើមិនដូច្នោះទេត្រូវបូជាវិញ្ញាណដើមជាថ្លៃខ្ញុំនៅខ្វះច្រើនកម្រិតទៀតទើបដល់កម្រិតសេនទុកសិនចុះដាក់វាសិនចាំមើលពេលក្រោយទៀតលោកម្ចាស់វ័យក្មេងមានរឿងហើយនៅទឹកដីអមតៈមានចៅបុរាណមិញលែងដែលពោពេញដោយធម៌ពលវាបានសម្លាប់អ្នកបណ្ដុះវិជ្ជាជាច្រើនឥឡូវវាបានរត់ចូលខេងលែនឆៅហើយអ្វីក្នុងខេងលែនឆៅមានបិទត្រាសត្វអរិយរាប់ពាន់ក្បាលសូមលោកត្រឡប់ទៅត្រកូលឌីឆាប់គ្រប់ត្រកូលកំពុងធ្វើដំណើរទៅទីនោះចក្រនាគបុរាណកុំប្រាប់ថាលឿនទៅចក្រនេះមិនធ្លាប់ត្រូវបានបង្ហាត់សោះសភាវៈព្រៃផ្សៃរបស់វាខ្លាំងពេកមានតែប្រើវិធីវិវត្តប៉ុណ្ណោះប៉ុន្តែវិធីវិវត្តនេះបើលោកម្ចាស់នេះប្រើនឹងត្រូវបូជាភ្លាមលោកម្ចាស់វ័យក្មេងចកមិញលែងនេះខ្លាំងណាស់ទោះគ្រប់ត្រកូលរួមដៃគ្នាក៏ប្រហែលមិនអាចទប់វាបានប្រជាជននឹងរងគ្រោះហើយឥឡូវទៅរកអ្នកបូជាមកពីណាខ្ញុំស្ម័គ្រចិត្តដោយសារតែអ្នកបានដោះលែងយ៉ាងឡើងដូច្នេះកម្មផលនេះអ្នកត្រូវទទួលខុសត្រូវដោយខ្លួនឯងដើម្បីប្រជាជនទាំងអស់ព្រះនាងសូមអភ័យទោសផងវាអាចទៅរួចដោយរបៀបណាចង់ឃុំខ្ញុំឬនៅលឿនពេកជាង800ឆ្នាំពួកកន្លាតដូចអ្នកក៏សំធ្វើជាស្ត្រូវរបស់ខ្ញុំដែរក្មេងប្រុសគំនុំនេះខ្ញុំនឹងចងចាំទុករងចាំឲ្យខ្ញុំស្ដារកម្លាំងវិញខ្ញុំនឹងកំទេចឯងជាបំណែកលោកម្ចាស់វ័យក្មេងម្ចាស់ក្ត្រីយាននាងនាងមិនអីទេអំណាចវិញ្ញាណអស់ហើយបណ្ដោះអាសន្នមិនគ្រោះថ្នាក់ដល់ជីវិតទេប៉ុន្តែធម៌ពលអរិយនៅក្នុងខ្លួននាងនៅសល់ច្រើនបើមិនសម្អាតឲ្យទាន់ពេលខ្លាចថានឹងប៉ះពាល់ដល់មូលដ្ឋាននៃការវឹកហាត់ចុះនោះតាមវាទៅហើយឬអត់ទេវាបានរត់ចូលតំបន់ខេងលែងទីនោះមានភូមិសាស្ត្រស្មុគស្មាញមានសត្វអរិយរាប់ពាន់ក្បាលត្រូវបានបិទត្រាពេលវាលាក់ខ្លួនចូលទៅនឹងពិបាករកវាឃើញណាស់ខ្ញុំបានបំផ្លាញដែនអមតៈទាំងមូលខ្ញុំជាអ្នកធ្វើឲ្យគ្រប់គ្នារងគ្រោះវិធីសម្ងាត់ដែលជាវស៊ីអយជាអន្ទាក់ទាំងស្រុងម្ចាស់ក្ត្រីយានសូមកុំនិយាយទៀតអីការព្យាបាលរបួសសំខាន់ជាងរឿងនេះក៏មិនអាចបន្ទោសអ្នកទាំងស្រុងដែរចកនោះមិនធម្មតាទេវាថែមទាំងអាចនិយាយដូចមនុស្សខ្ញុំបានពិនិត្យវិញ្ញាណរបស់វាទោះជាមានព្រលឹងមហាសន្នបញ្ចូលនៅក្នុងនោះព្រលឹងកម្រិតមហាសន្នពុកនឹងរាងកាយរបស់ចប់ភ្លឺវាពិបាកដោះស្រាយជាងដែលខ្ញុំគិតទៅទៀតមហាសន្នមានន័យថាវាធ្លាប់ជាអ្នកខ្លាំងកម្រិតសន្នសត្វអរិយធ្វើដូចម្តេចអាចមានព្រលឹងមហាសន្នទោះបីជាការដណ្ដើមរាងកាយក៏ដោយក៏មិនធ្លាប់ឃើញសត្វអរិយដណ្ដើមរាងកាយជាតិសាសផ្សេងដែរវិធីសម្ងាត់បុរាណអាចផ្ទេរព្រលឹងដើម្បីវឹកហាត់ឡើងវិញផ្ទេរព្រលឹងវឹកហាត់ឡើងវិញរឿងនេះមិនសាមញ្ញទេមាននរណាម្នាក់ឬអាចនិយាយថាជាកម្លាំងមួយកំពុងគ្រប់គ្រងអ្វីទាំងនេះពីក្រោយខ្នងនៅលើខ្លួនវាថែមទាំងមានសញ្ញាខេយ៉នគ្រាន់តែជាសត្វមួយក្បាលប៉ុណ្ណោះសូម្បីតែមិនទៀបជាងឡៃវីទេឬថាសត្វអាក្រក់នេះជាកូនរបស់មែនឬមិនត្រូវទេចឹករបស់ម្ចាស់វ័យក្មេងលោកនឹងទៅខេងឆេងឆាវទីនោះគ្រោះថ្នាក់ពេកតើគួរត្រឡប់ទៅត្រកូលនេះដើម្បីប្រមូលកម្លាំងសិនទេយីយ៉ានអ្នកត្រូវប្រយ័ត្នឲ្យបានខ្លាំងកុំរឹងតឹងពេកបើមិនកំចាត់ចកនោះទេពិភពអមតៈនឹងច្របូកច្របល់ជាមិនខាននៅខេងលែងហៅមានសត្វអរិយដែលត្រូវបានបិទត្រាជាង1000ក្បាលបើវាដាស់ពួកវាឡើងវិញផលវិបាកនឹងធ្ងន់ធ្ងរខ្លាំងខ្ញុំរងចាំមិនបានទេរបួសជ្រៅណាស់ស្លាប់ដោយការវីតែមួយហើយសាច់ជុំវិញមុខរបួសបានរលួយអស់ដូចជាពលអីចឹងវាជាក្រញាំចកហើយមិនមែនជាចកធម្មតាទេគឺជាចកមិញនោះនៅលើក្រញាំរបស់វាមានពីស្ភ្ជាប់មកបន្តិចពីស្នឹងរាវដាពេញខ្លួនអ្នកណាធ្វើឲ្យអ្នករបួសចកខ្មៅដ៏ធំមួយក្បាលវាចេះនិយាយថាមនុស្សទាំងអស់នៅទីនេះត្រូវតែស្លាប់វាលឿនពេកពួកយើងជាង10នាក់សូម្បីតែមួយចលនារបស់វាក៏ទប់មិនបានគឺជាចកមិញនោះវាពិតជាបានរត់មកខេងលែងហៅមែនវានិយាយថាឈ្មោះរបស់វាគឺលែងអ្វី
វានិយាយថាកាលពីរាប់រយឆ្នាំមុនវាមិនខ្លាចអ្នកណាទេថាពួកយើងគ្រាន់តែជាស្រមោចសម្រាប់ពួកយើងនាំឲ្យក្រញាំរបស់វាខ្វក់ឡែងឆេងបាទគឺឈ្មោះនេះហើយលោកម្ចាស់ស្គាល់វាញ៉ាំវាទៅវាអាចការពារជីវិតអ្នកបានត្រឡប់ទៅវិញហើយព្យាបាលរបួសឲ្យបានល្អកុំមកខេងលែងហៅទៀតអរគុណច្រើនអរគុណលោកម្ចាស់គុណធម៌ដ៏ធំធេងរបស់លោកម្ចាស់ពិតជាធ្វើឲ្យគេចងចាំមិនភ្លេចលោកម្ចាស់តូចចប់នោះពិតជាខ្លាំងដល់ថ្នាក់នោះមែនឬវាគ្រាន់តែស្ថិតនៅកម្រិតបិទបំពង់ក៏ប៉ុណ្ណោះអតីតមហាបរិសុទ្ធដែលមានវិជានេះមានតែគាត់ប៉ុណ្ណោះទោះបីការបណ្ដុះបណ្ដាលមិនទាន់ស្ដារវិញក៏ដោយបទពិសោធន៍ក៏ចាស់ទុំជាងពួកយើងច្រើនបទពិសោធន៍ប្រយុទ្ធកម្រិតមហាបរិសុទ្ធបូករួមនឹងទេពកោសល្យរាងកាយរបស់ចោះស្រែកនៅកម្រិតដូចគ្នាស្ទើរតែគ្មានគូប្រកួតប្រយ័ត្នកុំធ្វេសប្រហែសទីនេះពោពេញដោយថាមពលយិនខ្លាំងណាស់ខ្ញុំមានអារម្មណ៍ថាមានអ្វីមួយកំពុងសម្លឹងមើលពួកយើងវានៅក្បែរនេះខ្ញុំទទួលអារម្មណ៍បានពីក្លិនអូរ៉ារបស់ចោះស្រែកហើយក៏មានក្លិនឈាមវាទើបតែសម្លាប់មនុស្សប្រហែលជាមិនទាន់ទៅឆ្ងាយទេក្មេងតូចអ្នកក្លាហានមិនតិចទេហ៊ានដេញមកដល់ទីនេះទៀតអ្នកដែលដេញតាមខ្ញុំមុននេះបានខ្លាចជាសាច់នៅក្នុងពោះខ្ញុំទៅហើយពួកឯងចង់ទៅជាគូកនជាមួយវាមែនឬឡែងខេងមហាបរិសុទ្ធកាលពីរាប់រយឆ្នាំមុនដើម្បីបង្កើតរាងពិតនៃអរិយបានផ្ទេរព្រលឹងចូលក្នុងរាងចោះស្រែកខ្ញុំនិយាយត្រូវទេអ្នកដឹងរឿងនេះដោយរបៀបណាអ្នកដែលដឹងរឿងនេះគួរតែស្លាប់អស់ហើយរឿងដែលខ្ញុំដឹងមានច្រើនណាស់ឧទាហរណ៍កម្រិតបច្ចុប្បន្នរបស់អ្នកមានត្រឹមកម្ពស់កម្រិតបិទបំពង់ប៉ុណ្ណោះឆ្ងាយពីអតីតកាលឧទាហរណ៍ព្រលឹងសំណល់របស់មហាបរិសុទ្ធក្នុងខ្លួនអ្នកកំពុងលេបត្របាក់ស្មារតីអ្នករាល់ពេលអ្នកប្រើកម្លាំងវានឹងលេបត្របាក់អ្នកកាន់តែច្រើនអ្នកកំពុងធ្វើរកក្លាហាននៅទីនេះព្រោះខ្លាចមែនទេក្មេងឲ្យខ្ញុំរស់មកបាន800ឆ្នាំហើយព្យុះភ្លៀងបែបណាដែលខ្ញុំមិនធ្លាប់ឃើញក្មេងសក់ខ្ចីម្នាក់ក៏ហ៊ានមកប្រមាថខ្ញុំដែរកម្រិត Void God អ្នកទើបមានអាយុប៉ុន្មានមិនអាចទៅរួចទីត្រូវហើយតែគ្មានរង្វាន់ទេទោះអ្នកជាកម្រិត Void God ក៏កុំសង្ឃឹមថានឹងសម្លាប់ខ្ញុំបានងាយខ្ញុំរស់មក800ឆ្នាំមានល្បិចច្រើនណាស់អត់ទេគាត់កំពុងរៀបចំអារេមនុស្សម្នាក់នេះឆ្លាតមែនដឹងថាប្រយុទ្ធត្រង់មិនឈ្នះដូច្នេះក៏ចង់ប្រើអារេដើម្បីឃុំពួកយើងកម្រិត Void God ហើយយ៉ាងម៉េចបើចូលក្នុងអារេព្រៃរបស់យើងក៏ត្រូវស្ដាប់បង្គាប់ដែរនេះគឺជាអារេឃុំបុរាណតាមពាក្យល្បីថាសូម្បីអ្នកខ្លាំងកម្រិតបរិសុទ្ធក៏ពិបាកបំបែកពេលអារេបង្កើតរួចរាល់ធម្មពលវិញ្ញាណរបស់ពួកអ្នកនឹងត្រូវស្រូបអស់បន្តិចម្ដងចុងក្រោយនឹងក្លាយជាសាកសពស្ងួតពីរលង្ហិនអារៈកំពូលបើកពិតជាបានបើកភ្នែកឃើញមែនវាមិនអាចទៅរួចទេមហាអំណាចវិថីជាតិតើអ្នកជានរណាពិតប្រាកដហេតុអ្វីអ្នកមានវិជារបស់ពូជបិសាចចុះអាចកំបាំងនៃធម្មពលចុះចាញ់ហើយឬនៅចង់សាកម្ដងទៀតទេមើលថារបស់អ្នករឹងជាងឬដាវរបស់ខ្ញុំមុតជាងតើអ្នកចង់ធ្វើអ្វីចង់សម្លាប់ក៏សម្លាប់សូមឲ្យឆាប់រហ័សទៅចុះអ្នកគិតថាម៉េចចុះល្បីកម្រិតមហាបរិសុទ្ធដែលអាចនិយាយបានសម្លាប់ទៅគួរឲ្យស្ដាយណាស់កិច្ចសន្យាបម្រើក្មេងប្រុសអញហ៊ានឬអញដឹងទេថាការបង្ខំមហាបរិសុទ្ធម្នាក់ឲ្យបម្រើមានន័យអ្វីនេះគឺប្រឆាំងនឹងឆន្ទៈស្ថានសួគ៌លោកម្ចាស់នេះជាអ្វីមើលទៅមិនដូចអ្នកទោសធម្មតាទេគ្រាន់តែចុះកិច្ចសន្យាជាមួយវានឹងក្លាយជាអ្នកបម្រើរបស់ខ្ញុំជារៀងរហូតមិនអាចប្រឆាំងឬក្បត់បានទេខ្ញុំឲ្យវាទៅកើតវាមិនហ៊ានទៅលេចទេខ្ញុំឲ្យវាញ៉ាំបន្លែវាមិនហ៊ានស៊ីសាច់ទេនិយាយឲ្យស្រួលស្ដាប់វាគ្រាន់តែជាឆ្កែដែលស្ដាប់បង្គាប់មនុស្សថោកទាបបើមានសមត្ថភាពមកប្រយុទ្ធដោយស្មោះត្រង់ប្រើល្បិចកបែបនេះតារាប់ថាជាវីរបុរសអ្វីទើបតែប្រយុទ្ធរួចមិនមែនឬអ្នកចាញ់ហើយត្រូវទទួលស្គាល់ត្រូវវាក៏ត្រូវឈរឲ្យត្រង់វីរបុរសអីតើវាអាចយកមកបំពេញពោះបានឬកម្រិតមហាអ្នកខ្លាំងដំណាក់កាលចុងក្រោយពិតជាឆ្លងកាត់កម្រិតតូចពីដំណាក់កាលនេះអាចទៅរួចយ៉ាងម៉េចអស្ចារ្យណាស់ពិន្ទុទូអាក្រក់បានច្រើនម្ល៉េះសំនឹងការដែលខ្ញុំរៀបចំកិច្ចសន្យាបម្រើនេះ
មានចោកមួយនេះទៅថ្ងៃក្រោយធ្វើការអ្វីក៏ងាយស្រួលជាងមុនក្រោកឡើងមេធ្មប់ចាស់អ្នកបានធ្វើអ្វីលើខ្ញុំប្រាប់ហើយថាគុំតស៊ូកិច្ចសន្យាបានចងចប់នឹងព្រលឹងរបស់អ្នកហើយអ្នកអស៊ូកាន់តែខ្លាំងនិងឈឺចាប់កាន់តែខ្លាំងស្ដាប់បង្គាប់ឲ្យល្អនិងមិនសូវលំបាកពិតជាស្ដាប់បង្គាប់មែននេះជាសត្វចកមិញលែងកម្រិត Great Sage ណាកិច្ចសន្យាបានបង្កើតរួចហើយគេគ្មានជំរើសទេចាប់ពីថ្ងៃនេះទៅជីវិតរបស់គេស្ថិតនៅក្នុងដៃខ្ញុំឲ្យគេរស់គេក៏រស់ហ៊ានប្រឆាំងឬជាទាសករត្រូវមានរបៀបទាសករខ្ញុំនឹងឲ្យអ្នកហោះ3ថ្ងៃ3យប់តោះមេឃចិត្តងឹតហើយគួរត្រឡប់ទៅវិញហើយតោះទៅម្ចាស់តូចនេះជាសត្វចកមីងលេងមែនទេកម្របានជួបម្ដងក្នុង100ឆ្នាំមិនទេសូម្បីតែ1000ឆ្នាំក៏កម្របានជួបម្ដងដែរលោកបានវាមកពីណាចាប់ពីពេលនេះប្រគល់ឲ្យអ្នកមើលថែបើមិនស្ដាប់បង្គាប់វាទៅកុំអាណិតវាស្បែកក្រាស់សាច់រឹងវាមិនខូចទេសូមទុកចិត្តម្ចាស់តូចខ្ញុំបង្ហាត់សត្វអស់មួយជីវិតគ្មានអ្វីដែលខ្ញុំបង្ហាត់មិនស្ដាប់ទេកុំថាតែវាទេខ្ញុំបង្ហាត់សត្វអស់មួយជីវិតទោះជាចោកឬនាគក៏ដល់ដៃខ្ញុំត្រូវតែលូនស្ដាប់បង្គាប់ដែរមនុស្សយើងគួរតែភ្លេចប្រាប់អ្នកកិច្ចសន្យានេះនឹងធ្វើឲ្យអ្នកមិនអាចមានចិត្តសម្លាប់ខ្ញុំឬមនុស្សរបស់ខ្ញុំបានទេគ្រាន់តែមានគំនិតអាក្រក់ក៏នឹងឈឺចាប់ភ្លាមដូច្នេះឈប់ស្រមៃរឿងដែលមិនអាចទៅរួចហើយធ្វើជាឆ្កែរបស់អ្នកឲ្យស្ងៀមស្ងាត់អ្នកសាហាវណាស់អ្នកជាបិសាចសាហាវពេលអ្នកសម្លាប់អ្នកបួសទាំងនោះហេតុអ្វីមិនគិតថាខ្លួនឯងសាហាវពេលពួកគេសុំអង្វរឲ្យទុកជីវិតអ្នកបានលើកលែងពួកគេទេឥឡូវនេះមកនិយាយពីការស្អប់ជាមួយខ្ញុំអ្នកមិនសមទេក្រោកឡើងលូនបែបនេះមើលមិនសមទេសត្វបម្រើត្រូវមានរបៀបសត្វបម្រើចាប់ពីថ្ងៃនេះទៅអ្នកគឺជាឆ្កែរបស់ខ្ញុំឲ្យអ្នកខំអ្នកណាអ្នកត្រូវខំអ្នកនោះយល់ហើយឬនៅម្ចាស់ក្មេងគាត់ហាក់ដូចជាពិបាកខ្លាំងសាំបន្តិចទៅក៏ល្អហើយសត្វប្រៃដែលទើបត្រូវបានបង្ក្រាប2 3ថ្ងៃទៀតនឹងស្ងប់ស្ងាត់បន្ទាបបន្ថោកូនប្រុសជោគវាសនាលែងឆេងពិន្ទុជោគវាសនាដក300ពិន្ទុតួអង្គអាក្រក់បូក300ម្ចាស់ក្មេងអញ្ចឹងខ្ញុំនាំគាត់ចុះទៅមុនរៀបចំកន្លែងឲ្យគាត់ស្នាក់នៅឲ្យគាត់ញ៉ាំអាហារបន្តិចទៅចុះឲ្យស៊ីអាហារសក៏បានមិនបាច់ល្អពេកទេកុំឲ្យឃ្លានក៏គ្រប់គ្រាន់បានហើយម្ចាស់ក្មេងលោកពិតជាចង់ទុកគាត់មែនឬយ៉ាងណាមិញគាត់ជាមហាពិសិដ្ឋបើថ្ងៃណាមួយរួចផុតពីកិច្ចសន្យាគាត់មានប្រយោជន៍មហាពិសិដ្ឋម្នាក់ប្រើឲ្យត្រូវមានប្រយោជន៍ជាងបន្ទប់បណ្ដុះបណ្ដាលម្ចាស់ក្មេងថាមានប្រយោជន៍ច្បាស់ជាមានន័យជ្រាលជ្រៅមិញខំគ្រាន់តែបារម្ភបើថ្ងៃណាមួយគាត់រួចផុតពីការចងជាប់រួមហន្តរាយរួចផុតពីការចងជាប់ឬដរាបណាខ្ញុំនៅរស់សត្វអាក្រក់នេះគ្មានថ្ងៃងើបក្បាលរួចឡើយកិច្ចសន្យាភ្ជាប់ជាមួយព្រលឹងរបស់វាក៏ត្រូវវាសង្ឃឹមឲ្យខ្ញុំរស់នៅបានល្អជាងអ្នកណាទាំងអស់ម្ចាស់ក្មេងពិតជាឆ្លាតវៃនិងអង់អាចដែលមិញខំបាននៅក្បែរម្ចាស់ក្មេងគឺជាសំណាងដែលសន្សំពីជាតិជាច្រើនម្ចាស់ក្មេងនេះនៅពេលថ្ងៃនៅឡើយបើគេឃើញមិនល្អទេពេលថ្ងៃហើយធ្វើម៉េចអ្នកណាហ៊ានមករំខានម្ចាស់ក្មេងព្រះអធិរាជិនីអញ្ជើញជួបថាមានរឿងបន្ទាន់ខ្លាំងណាស់មកបានទាន់ពេលពិតមែនតែម្ចាស់វ័យក្មេងត្រកូលឌីប្រូមកធ្វើឲ្យខ្ញុំរីករាយជាខ្លាំងខ្ញុំគិតថាម្ចាស់វ័យក្មេងត្រកូលឌីរវល់ការងារមិនផ្ដល់កិត្តិយសមកទេព្រះមហាក្សត្រីមានអ្វីនិយាយត្រង់មកខ្ញុំមិនចូលចិត្តនិយាយបញ្ឆិតបញ្ឈៀងហើយក៏មិនចូលចិត្តខ្ជះខ្ជាយពេកដែរសូមព្រះមហាក្សត្រីមានបន្ទូលបើដូច្នោះខ្ញុំក៏និយាយត្រង់ដែរខ្ញុំចង់ឲ្យម្ចាស់វ័យក្មេងត្រកូលឌីគាំទ្រកូនប្រុសខ្ញុំលេខុនឡើងក្រុងរាជព្រះមហាក្សត្រីរឿងធំដល់ថ្នាក់នេះហេតុអ្វីមិនអង្គុយចិត្តមកនិយាយគ្នាល្អនៅឆ្ងាយបែបនេះខ្ញុំដឹងបានយ៉ាងម៉េចថាព្រះអង្គគិតអ្វីហើយព្រះអង្គដឹងគំនិតខ្ញុំដោយរបៀបណាមិនគិតថាវាខ្វះភាពស្មោះត្រង់ទេអ្នកយីយ៉នមានន័យអ្វីខ្ញុំជាព្រះមហាក្សត្រីអ្នកជារាជបម្រើនេះហើយជាវិន័យមានបញ្ហាអ្វីវិន័យគឺស្លាប់តែមនុស្សនៅរស់
បើព្រះមហាក្សត្រីគ្មានសំបីតែភាពស្មោះត្រង់បន្តិចនោះក៏គ្មានអ្វីត្រូវនិយាយទៀតដែរពេញចិត្តហើយឬនៅម្ចាស់វ័យក្មេងត្រកូលខ្ញុំអង្គុយចិត្តមកហើយឥឡូវអាចនិយាយបានហើយមែនទេល្អណាស់ទើបសមជាការចរចារឿងសំខាន់អីចឹងព្រះមហាក្សត្រីចង់ផ្ដល់អ្វីជាថ្នូរដរាបណាម្ចាស់វ័យក្មេងត្រកូលសុខចិត្តជួយ Queen មិនថាលក្ខខណ្ឌអ្វីក៏ដោយខ្ញុំអាចយល់ព្រមបានទាំងអស់អាហារសម្រន់វិជាគុណកំណប់ទ្រព្យដរាបណាម្ចាស់វ័យក្មេងត្រកូលនិយាយខ្ញុំនឹងរកវិធីប្រមូលឲ្យគ្រប់ជុំជាមិនខានមែនឬសម្ដីរបស់ព្រះមហាក្សត្រីមានទម្ងន់មែនខ្ញុំពិតជាមានលក្ខខណ្ឌមួយសូមនិយាយមកដរាបណាព្រះនាងអាចធ្វើបានព្រះនាងនឹងមិនបដិសេធជាដាច់ខាតខ្ញុំចង់បានអ្នកព្រះនាងមានស្វាមីនិងមានកូនប្រុសរួចហើយអ្នកហ៊ានមានគំនិតមកលើខ្ញុំដូច្នេះព្រះនាងមិនបាននិយាយថាលក្ខខណ្ឌអ្វីក៏អាចយល់ព្រមបានទេនិយាយហើយមិនគោរពពាក្យសន្យាសម្ដីរបស់ព្រះមហាក្សត្រីមានតម្លៃតែប៉ុណ្ណេះឬអ្វីដែលព្រះនាងនិយាយមិនរាប់បញ្ចូលរឿងនេះទេអ្នកកំពុងឆ្លៀតឱកាសពេលខ្ញុំតច្រកបានហើយបើដូច្នេះគ្មានអ្វីត្រូវចរចាទៀតទេតែប្រហែលព្រះនាងមិនទាន់គិតច្បាស់តើអ្វីទៅដែលអ្នកអាចយកមកចរចាជាមួយខ្ញុំក្រៅពីខ្លួនអ្នកតើមានអ្វីទៀតដែលខ្ញុំញញ៉ាំចាប់អារម្មណ៍ត្រូវហើយសង្ឃឹមថាព្រះនាងកុំស្ដាយក្រោយលើកក្រោយបើមករកខ្ញុំទៀតតម្លៃនឹងមិនដូចពេលនេះទៀតទេដល់ពេលនោះកុំបន្ទោសថាម្ចាស់វ័យក្មេងរូបនេះមិនគិតដល់ទំនាក់ទំនងចាស់ព្រះមហាក្សត្រីព្រះអង្គមិនអីទេរឿងថ្ងៃនេះហាមបែកធ្លីសំបីតែបន្តិចព្រះនាងមិនជឿទេបើគ្មានយីយ៉នខើក៏មិនអាចឈ្នះដែរព្រះនាងមិនជឿទេរាជវង្សសែនឡុងនេះអាចឲ្យអ្នកខាងក្រៅសម្រេចអ្វីបានថ្ងៃទី10ខែនេះពិតជាចៃដន្យមែនម្ចាស់តូចនៅថ្ងៃទី10បុរាណសំណនឹងលេចចេញតាមការកណនីរបស់អ្នកបម្រើចាស់ច្រកចូលសំណបុរាណស្ថិតនៅក្បែរ Kenglen Zhao មិនឆ្ងាយពីសំណបុរាណដែលម្ចាស់តូចធ្លាប់ទៅពីមុនទេសំណបុរាណកន្លែងបែបនេះអ្នកមានវាសនាធំចូលចិត្តខ្លាំងខាងក្នុងប្រកាសជាមានរបស់ល្អជាច្រើនខ្ញុំមិនអាចរំលងឱកាសនេះបានទេតែទៅម្នាក់ឯងក៏គួរឲ្យធុញដែរបង្កប់ឲ្យយមីងខំរៀបចំខ្លួនទៅជាមួយខ្ញុំមានស្រីស្អាតរួមដំណើរផ្លូវក៏មិនឯកាដែរបាទម្ចាស់អ្នកបម្រើចាស់នេះនឹងទៅរៀបចំភ្លាមពិតជាធំល្វឹងល្វើយមែនមិនដឹងថាលាក់ទុករបស់ល្អប៉ុន្មានទេមើលតាមរចនាបថទ្វារថ្មនេះយ៉ាងហោចណាស់ក៏ជាបុរាណស្ថានដែលមានអាយុជាង 10000 ឆ្នាំម្ចាស់ក្មេងនេះជាកន្លែងណាមើលទៅបុរាណណាស់មានអារម្មណ៍ថាយូរមកហើយគ្មានអ្នកណាមកកន្លែងល្អណាស់ប៉ុន្តែអ្នកប្រហែលជានឹងជួបមនុស្សស្គាល់ហេតុអ្វីអ្នកនៅទីនេះចៃដន្យណាស់ខ្ញុំឲ្យអង្គរៈក្នុងគ្រួសារមកស្វែងរកទីនេះមិននឹកស្មានថាកូនប្រុសវាសនាទាំង7នេះជាកូនប្រុសត្រកូលយ៉នសេស៊ីវកូនប្រុសស្របច្បាប់នៃត្រកូលយ៉នតម្លៃវាសនារបស់គាត់មិនទាបទេមែនខ្ញុំគ្រាន់តែរកឃើញដោយចៃដន្យឲ្យប៉ុណ្ណោះម៉េចលោកក្មេងត្រកូលយ៉នគិតថាបុរាណស្ថាននេះជាទ្រព្យសម្បត្តិរបស់ត្រកូលផ្សេងមកមិនបានទេអាថប់ហើយអ្វីបងអូនស្រីមីងខំសុកចិត្តធ្វើជាអ្នកបម្រើរបស់វាតែមិនព្រមមើលខ្ញុំសំបីម្ដងតើខ្ញុំចាញ់វាត្រង់ណាកូនប្រុសវាសនាយ៉នសេស៊ីវម្ចាស់កំពុងអបស្រីស្អាតតម្លៃវាសនាថយចុះ100តម្លៃទូអាក្រក់កើនឡើង100អូហូចំណេញដោយមិននឹកស្មានមិនទាន់ចូលជំរឿផងក៏រកបានមួយកញ្ចប់ហើយបើដូច្នោះក៏ប្រគួតតាមសមត្ថភាពទៅលោកក្មេងត្រកូលយីសង្ឃឹមថាអ្នកនឹងថែខ្លួនឲ្យបានល្អកុំឲ្យបាត់មុខត្រកូលយីនៅខាងក្នុងម្ចាស់ក្មេងគេចូលទៅមុនហើយបើគេយកកំណប់ទាំងអស់នៅខាងក្នុងទៅវិញមិនអីទេរបស់ខ្លះបើមានវាសនាគង់តែបានបើគ្មានវាសនាក៏គ្មានបើគ្មានវាសនាខំទៀមទាក៏មិនបានដែរអ្នកចាំលោកក្មេងនៅទីនេះកុំរត់ទៅណានេះជារបស់អ្វីហេតុអ្វីវាមិនស្លាប់នេះជាអ្វីសំណាងល្អមែនអាហារសម្រន់គុណភាពខ្ពស់ល្មមឲ្យអ្នកបួសធម្មតាហ្វឹកហាត់បាន1ឆ្នាំចុះអារក្សបុរាណហេតុអ្វីរបស់នេះនៅទីនេះហេតុអ្វីនៅក្នុងបុរាណស្ថានមានសត្វរស់នៅបាននៅលើនេះមានឆ្លាក់មន្តវិជ្ជាមើលទៅដូចជាមរតបន្តវិជ្ជាមួយប្រភេទអ្នកហេតុអ្វីបានជាមិនមានរឿងអ្វីសោះអន្ទាក់យន្តការទាំងនោះទៅណា
ចុះវិស័យទាំងនោះវិញគ្រាន់តែសំណាងល្អប៉ុណ្ណោះមើលទៅទេសភាពតាមផ្លូវដែលអ្នកដើរហាក់ដូចជាមិនដូចផ្លូវរបស់ខ្ញុំទេម៉េចយ៉នម៉េចលោកយុនមើលទៅធ្វើដំណើរលំបាកណាស់ហេតុអ្វីបានជាគេអាចមានសុវត្ថិភាពបានខ្ញុំជាកូនប្រុសតកូយ៉នបែរជីវិតនេះជាងគេបែបនេះស្ថានសុខអយុធធម៌បានរកឃើញថាផ្ទាំងថ្មនេះមានមរតកបុរាណតែចង់បំបត្តិពលទេបំបត្តិពលជាងខ្លួនណែងរៀមស្គួរឲ្យចាប់អារម្មណ៍មែនក្បាច់ដាវបុរាណតាមរឿងព្រេងថាបើវឹកហាត់ដល់កម្រិតខ្ពស់បំផុតអាចកាប់ផ្កាយបាននោះជាអ្វីអ្នកបានអ្វីមករបស់នៅលើផ្ទាំងថ្មនេះគួរតែជារបស់យើងទាំងអស់គ្នាអ្នកមិនអាចយកតែម្នាក់ឯងមិនពាក់ព័ន្ធនឹងអ្នកទេបើអ្នកចង់បានហេតុអ្វីមុននេះមិនបំបត្តិពលដោយខ្លួនឯងខ្ញុំឈរនៅទីនេះយូរហើយចំណែកអ្នកវិញរវល់ដេញតាមចោអរៈមិនមែនទេទៅបានហើយបើមិនចង់កប់នៅទីនេះទេក៏តាមមកខ្ញុំមិនចង់ប្រមូលសាកសពកូនប្រុសតកូយ៉ាងទេយីយ៉ាន់ចាំទុកទៅការអាម៉ាស់ថ្ងៃនេះថ្ងៃក្រោយខ្ញុំនឹងសង្វិញជាមិនខានលោកម្ចាស់វ័យក្មេងលោកមិនអីទេខាងក្រោមមានជួបគ្រោះថ្នាក់ទេឧទាហរណ៍ដូចជាមានមនុស្សអាក្រក់លួចធ្វើបាបអត់ទេទទួលបានផលចំណេញមិនតិចទេជាង 29 realms ល្មមឲ្យខ្ញុំសិក្សាមួយរយៈហើយយ៉ាងសេស៊ីកូននៃ 7 Yen ត្រូវបានកត់ត្រារង្វាន់ 7 Yen 500ពិន្ទុទូអង្គអាក្រក់បូក500ពិន្ទុទូអង្គអាក្រក់ស្រុកបច្ចុប្បន្ន12 500ពិន្ទុយីយ៉ាន់ការអាម៉ាស់ថ្ងៃនេះថ្ងៃក្រោយខ្ញុំនឹងសង្វិញអ្នកដណ្ដើមវាសនារបស់ខ្ញុំធ្វើឲ្យខ្ញុំអាម៉ាស់មុខនៅចំពោះមុខមេងខំមេឃមិនអាចមានយើងទាំងពីរបានទេធ្វើដំណើរដោយប្រុងប្រយ័ត្នកុំជួបសោយៈទៀតលើកក្រោយគ្មានអ្នកណាជួយអ្នកទេយីយ៉ាន់អ្នកទុកចិត្តមនុស្សងាយពេកលោកម្ចាស់វ័យក្មេងសូមពិសាតែនេះចុងពីស្លឹកតែវិញ្ញាណដែលទើបប្រមូលថ្មីអាចជួយឲ្យស្រស់ស្រាយនឹងភ្នែកភ្លឺប្រយោជន៍ចំពោះការហ្វឹកហាត់តើអ្នកហាត់វិជា Take Chuan Ice Hurt បានដល់ណាហើយមានជួបឧបសគ្គអ្វីទេមានកន្លែងខ្លះខ្ញុំនៅមិនទាន់យល់ជាពិសេសដំណាក់កាលទី3នៃ Ice Hurt មិនអាចយល់ច្បាស់ខ្ញុំល្ងងពេកមិនថាខំយ៉ាងណាក៏មិនអាចយល់បានរាល់ពេលហាត់ដល់ត្រង់នេះថាមពលវិញ្ញាណក្នុងខ្លួនចាប់ផ្ដើមរឹងជាប់ដូចជាត្រូវទឹកកកជាប់អីចឹងមកនេះខ្ញុំនឹងបង្រៀនអ្នកទោះខ្ញុំមិនបានហាត់វិជានេះក៏ដោយតែខ្ញុំបានអានគម្ពីរទាំងមូលណែនាំអ្នកគឺគ្រប់គ្រាន់ហើយកម្រិតភាពស្និទ្ធស្នាលរបស់យូមិញកើនឡើងពីតម្លៃបច្ចុប្បន្ន93ការជឿទុកចិត្តលើម្ចាស់កាន់តែរឹងមាំសូមអរគុណលោកម្ចាស់តូចខ្ញុំនឹងខំហាត់ឲ្យបានល្អមិនឲ្យខុសបំណងទឹកចិត្តរបស់លោកម្ចាស់តូចឡើយបានហើយកុំលុតជង្គង់គ្រប់ពេលអីរៀបចំខ្លួនទៅថ្ងៃនេះត្រឡប់ទៅរាជធានីត្រកូលយីផ្ញើសារមកហាក់ដូចជាមានរឿងកើតឡើងក្នុងវាំងគួរទៅមើលឡៃឡប់ឈិងផងលើកមុននាងរងរបួសធ្ងន់មិនដឹងជាសះស្បើយដល់ណាហើយទេបាទលោកម្ចាស់តូចម្ចាស់ក្ត្រីលោកម្ចាស់តូចយីយ៉ាន់មកហើយកំពុងរងចាំនៅមុខទ្វារវាំងបងយីយ៉ាន់បងយីយ៉ាន់ទីបំផុតបងត្រឡប់មកវិញហើយខ្ញុំភ័យណាស់ព្រះបតានៅមិនទាន់ភ្ញាក់ទេខ្ញុំខ្លាចថាទ្រង់នឹងមិនភ្ញាក់ឡើងវិញទេកុំភ័យខ្ញុំនៅទីនេះរឿងព្រះបតារបស់អ្នកខ្ញុំនឹងរកវិធីគ្រូពេទ្យរីជវាំងថាម៉េចកម្រិតភាពពេញចិត្តរបស់ឡៃឡៃកើនឡើងពីតម្លៃបច្ចុប្បន្ន84ការជឿទុកចិត្តនិងការពឹងផ្អែកលើម្ចាស់កាន់តែស៊ីជម្រៅគ្រូពេទ្យរីជវាំងនិយាយថាមន្តអាក្រក់ក្នុងព្រះកាយរបស់ព្រះបតាកាន់តែជ្រៅពេកត្រូវការថាមពលវិញ្ញាណដ៏បរិសុទ្ធដើម្បីបណ្ដេញវាចេញប៉ុន្តែនៅក្នុងព្រះរាជវាំងទាំងមូលគ្មានអ្នកបណ្ដុះវិញ្ញាណបែបនេះទេខ្ញុំនឹងរកវិធីអ្នកកុំយំទៀតអីយំច្រើនមុខនឹងលែងស្អាតហើយអ្នកគួរឲ្យស្អប់ណាស់ម្ចាស់ក្ត្រីព្រះមហាក្សត្រយានីសូមអញ្ជើញម្ចាស់ត្រកូលយីយ៉នថាមានរឿងសំខាន់ត្រូវពិភាក្សានាងចង់ធ្វើអ្វីទៀតបងយីយ៉នទើបតែមកដល់ខ្ញុំទាំងមិនទាន់អង្គុយបានស្រួលផងតើមានរឿងអ្វីដែលមិនអាចរងចាំបន្តិចបាននេះព្រះមហាក្សត្រយានីមានបន្ទូលថារឿងមិនទាន់ណាស់សូមឲ្យម្ចាស់ត្រកូលយីទៅភ្លាមកុំបារម្ភប្រហែលជារឿងរបស់ព្រះបតាអ្នកដែរខ្ញុំនឹងទៅមើលទៅហើយនឹងត្រឡប់មកវិញភ្លាមគាត់មិនធ្វើបែបនោះទេក្នុងចិត្តគាត់មានតែលៃខុនតើពេលណាដែលគាត់ធ្លាប់ខ្វល់ពីព្រះបតាខ្ញុំនឹងទៅមើលអ្នកសម្រាប់ឲ្យបានល្អកុំគិតច្រើនពេកផឹកតែមួយកែវនេះហើយគេងមួយស្រួលពេលភ្ញាក់ឡើងខ្ញុំនឹងត្រឡប់មកវិញបងយីយ៉ាន់អ្នកត្រូវតែត្រឡប់មកឲ្យបានឆាប់ម្ចាស់ត្រកូលយីសុំពិសាតែនេះជាតែខោយ៉ាដែលទើបថ្វាយឆ្នាំនេះរសជាតិឈ្ងុយស្រស់និងផ្អែមនៅចុងរសជាតិខ្ញុំបានទុកវាជាពិសេសសម្រាប់ម្ចាស់ត្រកូលលើកនេះព្រះមហាក្សត្រយានីហៅខ្ញុំមកនៅតែដោយសាររឿងឡៃខុនមែនទេលើកមុនមិនបាននិយាយហើយឬរងចាំអ្នកគិតឲ្យច្បាស់សិនម្ចាស់ត្រកូលយីសុំពិចារណាផងដរាបណាម្ចាស់ត្រកូលយីព្រមគ្រប់គ្រងខនលក្ខខណ្ឌអ្វីក៏ខ្ញុំព្រមទាំងអស់លើកមុនជាខ្ញុំគិតមិនគ្រប់ជ្រុងជ្រោយបានមើលរំលងម្ចាស់ត្រកូលសូមម្ចាស់ត្រកូលអភ័យទោសព្រះមហាក្សត្រយានីឥឡូវស្ថានភាពបានផ្លាស់ប្ដូរហើយព្រះអង្គមិនអាចមិនដឹងទេមែនទេលៃលូទើបជាមនុស្សដែលខ្ញុំគ្រប់គ្រងពីក្រោយគេមានត្រកូលយីទាំងមូលលេខខនយកអ្វីទៅប្រជែងជាមួយលៃលូពឹងតែលើទីហ៊ានអង្គរៈ 3000 នាក់របស់គេទេឬពឹងកងទ័ពរាប់ម៉ឺននៅព្រំដែនឥឡូវនេះព្រះមហេសីចង់ចរចាតម្លៃដែលត្រូវបងខ្ពស់ជាងលើកមុនច្រើន
លើកមុនអ្នកបានបដិសេធលើកនេះមកម្ដងទៀតតម្លៃក៏មិនដូចមុនដែរតម្លៃវាសនារបស់ Yen Shi ថយចុះ300តម្លៃតួអង្គប្រឆាំងកើនឡើង300តម្លៃតួអង្គប្រឆាំងសរុបបច្ចុប្បន្ន 13500 លោកម្ចាស់ត្រកូលយីពិតជាមិនផ្ដល់ឱកាសទេជ្វាលនាងក៏ជាបុត្ររបស់ព្រះអង្គដែរនាងក៏មានសិទ្ធិស្នងរាជលោកម្ចាស់ចាស់ព្រះមហេសីនៅតែមិនទាន់យល់រងចាំដល់ពេលអ្នកគិតយល់សិនចាំមករកខ្ញុំប៉ុន្តែដល់ពេលនោះតម្លៃនឹងកាន់តែខ្ពស់ហើយដល់ពេលនោះឡៃឈွန်នៅអត់ក៏នៅមិនទាន់ដឹងដែរ Trainer ម្ដាយសុំទោសកូនម្ដាយគ្មានសមត្ថភាពលោកម្ចាស់ព្រះមហេសីនឹងមករំខានម្ដងទៀតទេមើលទៅនាងហាក់ដូចជានាងគ្មានភាពក្លាហាននោះទេមូលដ្ឋានអំណាចរបស់ឡៃឈွန်ត្រូវលើលូលេបយកស្ទើរអស់ហើយនាងគ្រាន់តែស៊ូចុងក្រោយប៉ុណ្ណោះស្ត្រីម្នាក់នាំបុត្រម្ចាស់ដែលមិនសូវទទួលការពេញចិត្តម្នាក់តើអាចបង្ករឿងអ្វីបានទៀតកម្រិតភាពស្មោះត្រង់របស់យូមីងខំកើនឡើងមួយតម្លៃបច្ចុប្បន្ន94មានទំនុកចិត្តលើសមត្ថភាពសម្រេចចិត្តរបស់ម្ចាស់កាន់តែខ្លាំងអ្នកកាន់តែចេះបម្រើមនុស្សហើយខុសពីពេលទៅមកដំបូងដូចមនុស្សពីរនាក់ចាំបានថាពេលអ្នកទៅមកអ្នកចង់នៅឆ្ងាយពីខ្ញុំឲ្យបានបំផុតលោកម្ចាស់សរសើរខ្ញុំលើសហើយខ្ញុំគ្រាន់តែធ្វើតាមភារកិច្ចរបស់ខ្ញុំប៉ុណ្ណោះការបានបម្រើលោកម្ចាស់គឺជាសំណាងរបស់ខ្ញុំបើចង់បានច្រើនជាងនេះក៏បម្រើខ្ញុំឲ្យបានល្អបែបនេះបន្តទៅយល់ទេអាចឡើងដល់ដំណាក់កាលចុងក្រោយបានហើយទីបំផុតខ្ញុំបានទម្លុះដំណាក់កាលហើយម្ចាស់ព្រះនាងថ្ងៃនេះបានទៅជួបយីយ៉ានម្ដងទៀតអ្នកទាំងពីរនៅតែឯងក្នុងវិមានអេងខេងចិត្ត1ម៉ោងក្នុងអំឡុងពេលនោះបានបញ្ជាឲ្យអ្នកបម្រើស្រីទាំងអស់មាននរណាដឹងថាពួកគេនិយាយអ្វីទេយីយ៉ានទៀតហើយសូម្បីតែប្អូនស្រីរបស់ខ្ញុំក៏គេហ៊ានប៉ាដែរគេគិតថាខ្លួនជាអ្នកណាបងទី2ហេតុអ្វីបានជិះមកទីនេះចូលមកទាំងមិនឲ្យគេជូនដំណឹងមួយម៉ាត់មើលមុខអីហ្នឹង Younger ខ្ញុំបាននិយាយប៉ុន្មានដងហើយឲ្យនៅឆ្ងាយពីយីយ៉នគេមិនមែនជាមនុស្សល្អទេបើអ្នកនៅចិត្តគេខ្លាំងពេកអ្នកនឹងខាត់បងទី2រឿងរបស់ខ្ញុំមិនបាច់បងមកគ្រប់គ្រងទេសូម្បីតែព្រះបតាក៏យកព្រមខ្ញុំតាក់ទងជាមួយបងយីយ៉នដែរបងមានសិទ្ធិអ្វីមករារាំងខ្ញុំធ្វើដើម្បីល្អសម្រាប់អ្នកដឹងទេថាជុំវិញយីយ៉នមានស្ត្រីប៉ុន្មានអ្នកមានយ៉ាងឆៃមកពីរុងយូមិញហើយក៏មានជីឆេនៅមកពីត្រកូលជីវបើអ្នករៀបការជាមួយគេអ្នកនឹងមានតែការឈឺចាប់គេនឹងមិនចេះថែរក្សាអ្នកទេដើម្បីខ្ញុំឬអ្នកគ្រាន់តែមិនចង់ឲ្យខ្ញុំនៅជាមួយបងយីយ៉នព្រោះគេមិនគ្រប់គ្រងឲ្យអ្នកឡើងធ្វើអធិរាជអ្នកខ្លាចបងយីយ៉នជួយលៃលូយីយ៉នព្រះអង្គគុំចាស់ទី2អធិរាជជាន់ខ្ពស់អញ្ជើញតើលោកអធិរាជជ្រុកខ្ញុំមានរឿងអ្វីតើលោកអធិរាជលោកចង់សម្លាប់ខ្ញុំឬខ្ញុំជាចៅប្រុសច្បងរបស់លោកខ្ញុំជាអធិរាជអនាគតនៃរាជវង្សសៀនឡងអធិរាជអនាគតឯងហាត់មានវិជាបង្កើតអាយ៉ងសម្រាប់អ្នករួមមេរាថែមទាំងរួមគំនិតសម្រាប់ឪពុកដើម្បីដណ្ដើមរាជឯងសម្ដែរគឺយីយ៉នជាអ្នកបំផ្លាញខ្ញុំបើមិនមែនដោយសារការលោកខ្ញុំបានសុំទៅខ្ញុំទៅខ្ញុំស្បត់ថានឹងមិនចូលផ្លូវមាទៀតទេខ្ញុំនឹងកែខ្លួនជាមនុស្សល្អពីមាធម្មពលក្នុងខ្លួនឯងបានជ្រៀតចូលដល់ឆ្អឹងហើយមិនអាចលុបបំបាត់បានទៀតទេទុកឯងរស់មានតែបង្កគ្រោះថ្នាក់ប៉ុណ្ណោះយើងមិនអាចទុកឯងបានទេខ្ញុំជាចៅប្រុសច្បងរបស់លោកណាបញ្ចុះសឹបក្រោយមកប្រកាសទៅខាងក្រៅថាបាត់ខ្លួនធ្វើតាមនេះចុះរាជវង្សសៀនឡងរបស់យើងនឹងមិនត្រូវបំផ្លាញដោយត្រកូលយីឡើយបាទព្រះអង្គតម្លៃតួអង្គអាក្រក់បុក800ស្នាមប្រេះក្នុងទំនាក់ទំនងបងប្អូនកាន់តែជ្រៅឡៃវីត្រូវអតីតអធិរាជលេឡៃលុបបំបត្តិដោយសម្ងាត់តម្លៃតួអង្គអាក្រក់បច្ចុប្បន្នសរុបតប35100ពិន្ទុអូហូឡៃឡៃនេះពិតជាកំណត់មែនជួយឲ្យខ្ញុំប្រមូលតម្លៃតួអង្គអាក្រក់គ្រប់ពេលចាស់នោះសុខចិត្តសម្រាប់សាច់ញាតិខ្លួនឯងដើមឡើយខ្ញុំចង់ប្រើឡៃវីដើម្បីបំផ្លាញរាជវង្សសៀនឡងម្ចាស់តូចមិនឆ្ងាញ់ទេចង់បដូរម្ហូបមួយមុខទៀតទេឆ្ងាញ់ណាស់គ្រាន់តែនឹកឃើញរឿងសប្បាយមួយម្ចាស់តូចចំនួនរវាងបងប្អូនត្រកូលឈៀវកាន់តែធ្ងន់ធ្ងរថ្ងៃនេះឈៀវថេងនិងឈៀវសវីគ្នានៅក្នុងកិច្ចប្រជុំត្រកូលស្ទើរតែមានមនុស្សស្លាប់បុកបរិសត្រកូលឈៀវខឹងយ៉ាងខ្លាំងហើយដាក់ទាំងពីរឲ្យជាប់ឃុំម្ចាស់តូចនេះគឺបងស្រីលូយ៉ានាងមិននៅ Pavilion យ៉ាងនេះទេត្រឹមត្រូវពីមុននាងបានមកពឹងខ្ញុំដើម្បីដោះស្រាយបញ្ហារាងកាយរបស់នាងមើលទៅឥឡូវនេះខ្សែសម្ងាត់ដែលដាក់ក្នុងត្រកូលឈៀវក៏ដល់ពេលបញ្ចប់ហើយឈៀវថេងនិងឈៀវសក៏ដល់ពេលបញ្ចប់គ្នាហើយម្ចាស់តូចវាសនារបស់ឈៀវថេងធ្លាក់ចុះខ្លាំងជាងមុន
ពេលណាទើបចាប់ផ្ដើមសម្រាប់គេឆាប់នេះហើយទុកឲ្យគេលោតបាន2 3ថ្ងៃទៀតត្រកូលឆេវចិត្តដល់ហើយទុកឲ្យវាលោតបាន2 3ថ្ងៃទៀតចុះបុកបរោះត្រកូលឆេវចិត្តចេញពីការបិទខ្លួនហើយនឹងជ្រើសរើសអ្នកស្នងតំណែងថ្មីនឹងកំពុងប្រឹងអស់ពីសមត្ថភាពអ្នកទាំងពីរប្រជែងគ្នារហូតមិនអាចរួមរស់ជាមួយគ្នាបានខ្ញុំខ្លាចថាប្រសិនបើនៅពេលនោះមិនអីទេទុកឲ្យពួកគេប្រជែងគ្នាកាន់តែខ្លាំងកាន់តែល្អឆ្កែខំឆ្កែស៊ីគ្នាឯងចំណែករឿងខ្លាចជាអ្នកស្នងតំណែងនោះមិនអាចទៅរួចទេលោកម្ចាស់ឆ្លាតវៃមែនខ្ញុំនឹងទៅត្រកូលឆេវដោយផ្ទាល់ឆាកល្ខោននេះត្រូវមើលដោយភ្នែកខ្លួនឯងទើបស្ងប់ចិត្តលោកម្ចាស់នឹងទៅដោយផ្ទាល់តើមិនប្រថុយពេកទេត្រឹមតែសម្រាមរបស់ត្រកូលឆេវប៉ុណ្ណោះសុំឲ្យខ្ញុំប្រថុយដែរឬដល់ពេលប្រមូលសំណាញ់ប៉ុណ្ណោះល្អខ្ញុំនឹងនាំបងប្អូនត្រកូលឆេវទៅកាន់ Yenu Pavilion រងចាំលោកម្ចាស់មកដល់ដោយស្ងៀមស្ងាត់លោកម្ចាស់លោកត្រឡប់មកវិញហើយមីងខំពីរបីថ្ងៃទៀតខ្ញុំនឹងនាំអ្នកទៅមើលល្ខោនដ៏ល្អមួយបើលោកម្ចាស់ថាល្អច្បាស់ជាគួរឲ្យចាប់អារម្មណ៍ណាស់ត្រូវហើយឥឡូវនេះអ្នកយកចិត្តលោកម្ចាស់របស់អ្នកណាស់មែនទេខ្ញុំបម្រើនៅក្បែរលោកម្ចាស់រាល់ថ្ងៃកម្រិតការពេញចិត្តរបស់យោមីងខំកើនឡើងមួយកម្លៃបច្ចុប្បន្ន95អារម្មណ៍ស្រឡាញ់ចំពោះម្ចាស់កើនឡើងយ៉ាងច្បាស់អូត្រូវហើយលោកម្ចាស់ត្រកូលឈីបានបញ្ជូនមនុស្សមកត្រកូលឈីពួកគេបញ្ជូនមនុស្សមកធ្វើអ្វីនៅពីក្រោយរឿងមីងលេងបុរាណត្រកូលឈីគឺជាអ្នកនៅពីក្រោយឆាកគោលបំណងពិតគឺដើម្បីធ្វើឃាតលោកម្ចាស់ធ្វើឃាតខ្ញុំមិនបានដឹងសំបីតែបន្តិចឲ្យខ្ញុំទីមើលឪពុកខ្ញុំជាអ្នកប្រាប់អ្នកមែនទេលោកម្ចាស់វ័យក្មេងពិតជាឆ្លាតមែនបើដូច្នោះស្អែកហៅពួកគេឲ្យមកជួបខ្ញុំភ្លាមបាត់ត្រកូលយីលោកម្ចាស់វ័យក្មេងយីរឿងនេះជាទង្វើរបស់ជនក្បត់ក្នុងត្រកូលម្ចាស់ត្រកូលបានប្រហារជីវិតដោយផ្ទាល់រួចហើយនេះជាចិត្តស្មោះរបស់ត្រកូលឈីវសូមលោកម្ចាស់វ័យក្មេងយីទទួលយកជនក្បត់ជីឈៀវពូកែរប្លេសមែនសូមលោកម្ចាស់វ័យក្មេងយីវិនិច្ឆ័យដោយយុត្តិធម៌ត្រកូលឈីគ្មានចិត្តប្រឆាំងត្រកូលយីដាច់ខាតម្ចាស់ត្រកូលថាត្រកូលឈីគ្មានកំហុសទេសូមលោកម្ចាស់វ័យក្មេងយីអភ័យទោសត្រឡប់ទៅប្រាប់ជីឈៀវលើកនេះខ្ញុំទទួលយករបស់ទាំងនេះប៉ុន្តែបើមានលើកក្រោយត្រកូលឈីវនឹងត្រូវសងសឹកជាមិនខានបើមានលើកក្រោយត្រកូលឈីវនឹងលែងមានទៀតបានបង្ក្រាបត្រកូលឈីវដោយជោគជ័យទទួលបានពិន្ទុតួអង្គប្រឆាំង 1000 ពិន្ទុរូបបច្ចុប្បន្ន 14500 បាទខ្ញុំបាទប្រកាសជីនាំពាក្យទៅដល់ចេញទៅលោកម្ចាស់វ័យក្មេងអ្នកដែលត្រកូលឈីវយកមកធ្វើជាពេលទទួលបាបគឺជាអ្នកកម្រិតពាក់កណ្ដាលសេងឈ្មោះជីវ័នត្រូវបានត្រកូលឈីវប្រហារជីវិតជាសាធារណៈក្បាលរបស់គេត្រូវបានបញ្ជូនទៅត្រកូលយីពេលទទួលបាបជីឈៀវកំពុងភ្នាល់ថាត្រកូលយីនឹងបន្ធូរបន្ថយរឿងនេះគួរឲ្យស្ដាយគេគិតខុសហើយលោកម្ចាស់វ័យក្មេងមានន័យថាតាមដានត្រកូលឈីវឲ្យជាប់បើមានចលនាអ្វីរីកាមកខ្ញុំភ្លាមមហិច្ឆតារបស់ត្រកូលឈីវមិនទាន់រលត់ទេមិនយូរមិនឆាប់ពួកគេនឹងធ្វើសកម្មភាពម្ដងទៀតបាទអ្នកក្រមបង្កប់យល់ហើយបានរៀបចំកម្លាំងរួចហើយដាក់ពង្រាយជុំវិញវាលទឹកកកនោះអារម្មណ៍បែបនេះហេតុអ្វីបានជាវាហាក់ដូចជាកូនជោគវាសនាទាំង7ថ្មីបានបង្ហាញខ្លួនប្អូនប្រុសល្មមរបស់ខ្ញុំឯងមកលឿនមែនម៉េចខ្លាចខ្ញុំនិយាយអាក្រក់ពីឯងនៅមុខលូយ៉ូមែនទេមនុស្សឥតបានការឯងសំដែរឬខ្ញុំមកតាមការអញ្ជើញរបស់លូយ៉ូចំណែកឯងវិញលោកឈៀវទាំងពីរពិតជាបងប្អូនស្និទ្ធស្នាលមែនជួបគ្នាភ្លាមក៏អ៊ូអរភ្លាមម្ចាស់វ័យក្មេងយីនិយាយលេងហើយតម្លៃសំណាងរបស់ឈៀវថេងដក300តម្លៃសំណាងរបស់ឈៀវស្ដក200តម្លៃតួអង្គអាក្រក់បូក500តម្លៃតួអង្គអាក្រក់សរុបបច្ចុប្បន្ន15 100ពិន្ទុលោកទាំងពីរសូមកុំប៉ះពាល់សាមគ្គីភាពសូមយកតែជំនួសស្រាលហើយជេរគ្នាឲ្យបានល្អថ្ងៃនេះខ្ញុំបានមកតាមការអញ្ជើញរបស់ត្រកូលឆេវដើម្បីរឿងការប្រកួតដណ្ដើមតំណែងម្ចាស់វ័យក្មេងមិនថាអ្នកណាក្លាយជាម្ចាស់វ័យក្មេងត្រកូលយីនឹងគាំទ្រយ៉ាងពេញទំហឹងសូមលោកទាំងពីរខិតខំប្រឹងប្រែងផងយើងនឹងមិនធ្វើឲ្យម្ចាស់វ័យក្មេងយីខកបំណងឡើយការដែលម្ចាស់វ័យក្មេងយីអញ្ជើញមកបានធ្វើឲ្យត្រកូលឆេវមានកិត្តិយសយ៉ាងខ្លាំងមេត្រកូលឆេវសុភាពពេកហើយខ្ញុំមកលេងលួយហើយស្នាក់នៅរំខាន2 3ថ្ងៃផងការដែលម្ចាស់វ័យក្មេងយីមកត្រកូលឆេវគឺជាសំណាងរបស់ត្រកូលឆេវចៃដន្យណាស់បុកបរោះទើបចេញពីការបិទខ្លួនតំណែងម្ចាស់វ័យក្មេងនឹងសម្រេចក្នុងពេលឆាប់មើលទៅខ្ញុំមកត្រូវពេលមែនខ្ញុំមកត្រូវពេលពិតប្រាកដពិតជាត្រូវហើយសូមម្ចាស់វ័យក្មេងយីចូលសាលធំបុកបរោះកំពុងរងចាំជាយូរហើយ
អរគុណចំពោះការយកចិត្តទុកដាក់សូម្បីតែអ្នកបម្រើនៅក្បែរអ៊ីយ៉នក៏មានអាកប្បកិរិយាបែបនេះដែរត្រកូលយីពិតជាលាក់ជម្រៅមិនអាចមើលរំលងបានម្ចាស់វ័យក្មេងយីធ្វើដំណើរមកពីឆ្ងាយបុរសចំណាស់រូបនេះមិនបានចេញទៅទទួលលោកជាន់ខ្ពស់ជាវសុភាពពេកហើយបានឮថាលោកទើបចេញពីការបិទខ្លួនទើបខ្ញុំមកអបអរសាទរថ្ងៃនេះបុរសចំណាស់រូបនេះបានកោះហៅអ្នកទាំងអស់គ្នាដើម្បីប្រកាសរឿងសំខាន់មួយ3ថ្ងៃក្រោយនឹងជ្រើសរើសម្ចាស់វ័យក្មេងនៃត្រកូលឆេវឡើងវិញមិនដឹងថាម្ចាស់វ័យក្មេងយីមានយោបល់យ៉ាងណាចំពោះបេក្ខជនតំណែងម្ចាស់វ័យក្មេងនៃត្រកូលឆេវតើមានជំរឿដែលពេញចិត្តទេឈៀវថេងឆៃយ៉នមិនបាននិយាយថានឹងជួយខ្ញុំទេដោយការរំពឹងទុកម្ចាស់វ័យក្មេងត្រកូលយីពិតជាមានចក្ខុវិស័យឈៀវថេងមានសមត្ថភាពយល់ដឹងល្អឈៀវសឺមានទេពកោសល្យខ្ពស់ទាំងពីរសុទ្ធតែជាអ្នកមានទេពកោសល្យកំពូលពិបាកជ្រើសណាស់នៅតែត្រូវមើលការប្រកួតរបស់អ្នកទាំងពីរត្រូវប្រឹងឲ្យអស់ពីសមត្ថភាពអ្វីដែលម្ចាស់វ័យក្មេងយីនិយាយពិតជាត្រឹមត្រូវអ្នកទាំងពីរត្រូវត្រៀមខ្លួនឲ្យបានល្អក្នុងរយៈពេល3ថ្ងៃនេះបាទ3ថ្ងៃឈៀវថេងចូលខ្លាយជាតួអាក្រក់របស់ខ្ញុំដោយស្មោះត្រង់ទៅផ្ញើអំណោយដ៏ធំមួយទៅឲ្យឈៀវថេងម្ចាស់វ័យក្មេងនេះគឺក្បាច់គុណខ្លាំងហ្វឹកហាត់វាហើយធម្មពលវិញ្ញាណនឹងបាត់បង់ការគ្រប់គ្រងហើយនឹងត្រឡប់មកបំផ្លាញខ្លួនឯងនៅពេលសំខាន់ខ្ញុំយល់ហើយខ្ញុំនឹងប្រគល់វាដល់ដៃឈៀវថេងដោយគ្មាននរណាដឹងមាគ៌រាដ៏អស្ចារ្យពោពេញដោយភាពសាហាវមនុស្សគ្រប់រូបសុទ្ធតែត្រូវបញ្ជាក់មាគ៌រារបស់ខ្លួនមានអ្នកណាទៀតតំណែងម្ចាស់វ័យក្មេងថ្ងៃនេះខ្ញុំឈៀវសត្រូវតែយកឲ្យបានខ្ញុំមកថ្ងៃនេះខ្ញុំនឹងឲ្យអ្នកឃើញអ្នកណាទើបជាមនុស្សឥតប្រយោជន៍ពិតប្រាកដមិនក៏ចៃដន្យឲ្យបែបនេះតែងតែលាក់សមត្ថភាពរបស់ខ្លួនតើអ្នកគិតថាខ្ញុំនៅតែជាមនុស្សឥតប្រយោជន៍ដូចមុនឬថ្ងៃនេះខ្ញុំនឹងសងអ្នកទាំងអស់ពិតជាកំពុងវឹកវិជាអារៈមែនក្បាច់គុណខ្លាំងៗនោះគេប្រហែលជាបានវឹកហាត់វារួចហើយម្ចាស់វ័យក្មេងក្បាច់គុណរបស់ឈៀវថេងហាក់ដូចជាមិនសូវត្រឹមត្រូវទេចាំមើលការសម្ដែងទៅបានហើយប្អូនប្រុសល្ងងរបស់ខ្ញុំវិញ្ញាណបរិសុទ្ធកាត់មិនបានជាបែបនេះធម្មពលអារៈជាធម្មពលអារៈឈៀវថេងពិតជាបានវឹកហាត់វិជាអារៈវឹកហាត់តម្លៃវាសនារបស់ឈៀវថេងធ្លាក់ក្រោមបន្ទាត់លុបបំបាត់អាចអនុវត្តការលុបបំបាត់តម្លៃវាសនាបច្ចុប្បន្ន800ពិន្ទុឈៀវថេងចូលផ្លូវអារៈទៅបឹងបេងសេងដើម្បីសិញ្ជឹងគិតពីកំហុសរបស់ខ្លួនចាំសិនលោកម្ចាស់ត្រកូលយីហេតុអ្វីបានជាបែបនេះលោកជាន់ខ្ពស់ឈៀវប្រហែលជាបិទខ្លួនវឹកហាត់យូរពេកភ្នែកចាស់មើលមិនច្បាស់មិនអីទេខ្ញុំស្គាល់វិធីនេះអ្វីដែលឈៀវថេងវឹកហាត់គឺជាវិជាអារៈពិតជាវិជាអារៈមែនលោកម្ចាស់ត្រកូលយីនិយាយផ្ទាល់មានអ្វីត្រូវសង្ស័យទៀតលោកម្ចាស់ត្រកូលយីរឿងនេះប្រហែលមានអាថ៌កំបាំងឈៀវថេងតែងតែខិតខំវឹកហាត់បើឈៀវថេងវឹកហាត់វិជាអារៈនឹងបង្កគ្រោះថ្នាក់ដល់ពិភពអ្នកស៊ីអាននៅថ្ងៃក្រោយភស្តុតាងនៅទីនេះច្បាស់លាស់មិនមែនខ្ញុំមិនបានធ្វើទេការអនុវត្តច្បាប់របស់ត្រកូលយីមិនអាចសង្ស័យបានលុបបំបាត់កូនប្រុសវាសនាអាក្រក់ឈៀវថេងបានជោគជ័យតម្លៃតួអង្គអាក្រក់បូក 10000 ទទួលបានគ្រាប់ថ្នាំ Breaking Seal 1គ្រាប់ទទួលបានឱកាសបើក Treasure Box 1ដងតម្លៃតួអង្គអាក្រក់សរុបបច្ចុប្បន្ន 25100 ពិន្ទុយីយ៉នតើក្មេងជំនាន់ក្រោយនេះមានកម្លាំងបែបនេះតាំងពីពេលណាលោកម្ចាស់ត្រកូលយីពិតជាឆ្លៀសវៃឈៀវថេងវឹកហាត់វិជាអារៈនៅសល់6នាក់ការប្រកួតជ្រើសរើសមចាស់ត្រកូលឈេវឈ្នះសូមអបអរសាទរលោកយីលោកម្ចាស់ត្រកូលយីខ្លាំងដល់ថ្នាក់នេះនៅលុតជង្គង់ធ្វើអ្វីទៀតមិនទេសូមអរគុណលោកម្ចាស់ត្រកូលយីឈៀវសនឹងមិនធ្វើឲ្យខកចិត្តឡើយកាលពីមុនលោកម្ចាស់ត្រកូលយីបាននិយាយថាក្នុងចិត្តគ្មានការលំអៀងឥឡូវមើលទៅហាក់ដូចជាបានសម្រេចរួចជាស្រេចលោកម្ចាស់ត្រកូលយីតើអាចផ្ដល់ការពន្យល់បានទេលោកអាវូសោឆេវការប្រកួតប្រជែងរវាងមហាអំណាចតែងតែបែបនេះ
អ្នកណាធ្វើជាម្ចាស់វ័យក្មេងសំខាន់នោះបច្ចេកវិទ្យាប្រយុទ្ធកម្រិត Dashing វិទ្យាដាវកម្រិត Dashing អ្វីដែលខ្ញុំចង់បានគឺត្រកូលឈាវតែមួយគត់យកទេម្ចាស់វ័យក្មេងយីវិទ្យាដាវកម្រិត Dashing ក៏មិនមែនឈ្នះគ្មានគូទូទាំងលោកដែរអ្នកនៅក្នុងទឹកដីសំខាន់របស់ត្រកូលឆាវសម្រាប់កូនប្រុសច្បងរបស់ត្រកូលឆាវនៅចំពោះមុខមនុស្សទាំងអស់តានេះមិនហួសព្រំដែនពេកទេលោកជាន់ចាស់ឆាវអាយុកាន់តែច្រើនហើយការចងចាំក៏ខ្សោយដែរលោកតាឆាវតើលោកចាស់រហូតវង្វេងហើយឬអ្នកគិតថាខ្លាំងគឺវិជាដាវកម្រិត Dashing ខុសហើយអ្នកដែលឥតគូប្រៀបគឺខ្ញុំកម្រិត Changing កម្រិត Changing អាចទ្រាំទ្រសម្ពាធរបស់ខ្ញុំបានដោយរបៀបណាខ្ញុំជាម្ចាស់វ័យក្មេងនៃត្រកូលយីហេតុអ្វីត្រូវពន្យល់ឲ្យអ្នកឬថាអ្នកចង់សងជីវិតជំនួស Xiao Teng សាកមើលថាមូលដ្ឋានរបស់ត្រកូលយីជ្រៅប៉ុណ្ណាត្រកូលយីពិតជាមិនអាចប៉ះពាល់បានអំណាចនឹងក្នុងបង្អែកដែលលាក់ក្នុងខ្លួនក្មេងនេះមិនមែនអ្វីដែលត្រកូលឆេវអាចប្រឆាំងបានឡើយម្ចាស់វ័យក្មេងត្រកូលយីពិតជាមានសមត្ថភាពរឿងថ្ងៃនេះខ្ញុំនឹងចងចាំទុកបង្ក្រាបបុកបរោះត្រកូលឆេវឈ្មោះឆៀវយ៉ាងពិនទូអាក្រក់ 3000 ឆៀវសូមគោរពម្ចាស់វ័យក្មេងចាប់ពីថ្ងៃនេះទៅត្រកូលឆៀវនឹងបម្រើម្ចាស់វ័យក្មេងនេះដោយស្មោះត្រង់គ្មានចិត្តពីរឡើយលោកយាស្ម័គ្រចិត្តប្រគល់ត្រាព្រលឹងកំណើតជូនម្ចាស់វ័យក្មេងបម្រើអស់មួយជីវិតគ្មានចិត្តពីរឡើយបើបំពេញសម្បត្តិនេះសូមឲ្យព្រលឹងរលីបាត់មិនបានកើតជាថ្មីជារៀងរហូតកម្រិតការគោរពរបស់លូយ៉ូកើនពី65ដល់82ពិនទូអាក្រក់ 2000មកទីនេះចាប់ពីថ្ងៃនេះទៅខ្ញុំនឹងចាប់ផ្ដើមដោះស្រាយបញ្ហារាងកាយរបស់អ្នកសូមអរគុណម្ចាស់វ័យក្មេងយានយូ Pavilion ជាទឹកដីរបស់អ្នកបន្តស្នាក់នៅទីនេះគ្រប់គ្រងរាល់ចលនារបស់ត្រកូលឆេវរាល់សកម្មភាពរបស់ Chiels និងការចេញចូលពីការបិទខ្លួនវឹកហាត់របស់ Chiel យីរីកាទាំងអស់មកខ្ញុំបាទចំពោះពេលនេះពេលវេលាមានតម្លៃណាស់ម្ចាស់វ័យក្មេងកំពុងតាក់ទងការយកឈ្នះចិត្តលូយ៉ូក៏ចិត្តរួចរាល់ហើយ System ប្រើប្រាស់ពិន្ទុវិលវែង 5000 បំបែកទៅកម្រិតកណ្ដាលនៃ Virtual God Realm ដោយអស់ពីសមត្ថភាពបញ្ជាក់ការប្រើប្រាស់ពិន្ទុវិលវែង 5000 ចាប់ផ្ដើមវឹកហាត់កម្រិតកម្លាំងបានឈានដល់កម្រិតកណ្ដាលនៃ Virtual God Realm ពិន្ទុវិលវែងនៅសល់ 11800 សម្រេចហើយកម្រិតកណ្ដាលនៃ Virtual God Realm គ្រប់គ្រាន់សម្រាប់ប្រើហើយម្ចាស់វ័យក្មេងកាន់តែខ្លាំងឡើងទៀតហើយម្ចាស់វ័យក្មេងពួកយើងបានប្រទះឃើញយុវជនម្នាក់ដែលមានរាងកាយវិញ្ញាណផ្គរលាន់នៅទីប្រជុំជនតូចមួយរាងកាយវិញ្ញាណផ្គរលាន់តើគេជាបុត្រវាសនាទាំង7ទៀតAnfi អ្នកដែលមានរាងកាយវិញ្ញាណផ្គរលាន់កាត់មកជាបិសាចថ្ងៃនេះពួកយើងនឹងអនុវត្តយុទ្ធធម៌ជំនួសមេឃសម្រាប់អ្នកជាមិនខានខ្ញុំមិនមែនជាបិសាចទេពួកអ្នកមានបំណងអាក្រក់មកលើខ្ញុំរកឃើញបុត្រវាសនា Hanvi តម្លៃវាសនា 8000 ពិន្ទុបុត្រវាសនាក៏បានជួបម្នាក់ទៀតស្ថានភាពនេះពិតជាស្រដៀងមែនហេក្មេងនោះមើលអ្វីឆាប់ចេញទៅបើមិនដូច្នោះទេសម្រាប់អ្នកដែរតោះទៅយីអ្នកគឺជាម្ចាស់វ័យក្មេងនៃត្រកូលយីឈ្មោះហ៊ីយ៉នមិនជឿទេលោកម្ចាស់ត្រកូលយីខ្ញុំខុសហើយសូមមេត្តាលើកលែងជីវិតខ្ញុំផងសូមទុកជីវិតខ្ញុំផងមិនអីទេជាតិក្រោយចូលធ្វើជាមនុស្សល្អសូមអរគុណលោកម្ចាស់ត្រកូលយីដែលបានសង្គ្រោះជីវិតខ្ញុំ Hanvi គ្មានអ្វីតបស្នងទេសូមដើរតាមលោកម្ចាស់អស់មួយជីវិតទូភ្នំភ្លើងឬសមុទ្រភ្លើងក៏មិនដកថយដែររាងកាយវិញ្ញាណផ្គរលាន់បុរាណជាគ្រាប់ពូជដ៏ល្អម្នាក់តាមមកលោកម្ចាស់មនុស្សនេះមិនដឹងប្រភពច្បាស់អារម្មណ៍ថាមពលក្នុងខ្លួនគេច្របូកច្របល់ខ្លាចថានឹងមានបញ្ហាមិនអីទេរាងកាយវិញ្ញាណផ្គរលាន់បុរាណក៏មកជុកណាស់លោកម្ចាស់នេះនៅមានប្រយោជន៍លើគេដល់ពេលឈានចូលកម្រិត Chashen ចេញទៅមួយជើងមិនត្រឹមតែមិនធ្វេសប្រហែសផ្ទុយទៅវិញការរីកចម្រើនលឿនណាស់ពិតជាសមជាកូនរបស់ He Cheng Kong Yonner ទីបំផុតក៏ត្រឡប់មកហើយស្គមចុះច្រើនណាស់រយៈពេលនេះសម្រាប់ឲ្យបានល្អម៉ែខ្ញុំដឹងហើយអូត្រូវហើយយ៉ាន់ឆៃក៏នៅក្នុងគេហដ្ឋានដែរអ្នកក៏អាចទៅនៅជាមួយនាងឲ្យបានច្រើន
បានយំមីងខងឆេហ៊ីគូឡានអានហ្វីមកទីនេះលោកម្ចាស់ខ្ញុំមិនអនុញ្ញាតឲ្យអ្នកនៅក្បែរខ្ញុំខ្លាចជាចំណុចខ្សោយរបស់ខ្ញុំទេដូច្នេះការហ្វឹកហាត់មិនអាចបោះបង់បាននេះគឺជាបន្ទប់លំហពេលវេលាខាងក្រៅមួយថ្ងៃខាងក្នុងមួយថ្ងៃស្មើនឹងមួយឆ្នាំចូលទៅហ្វឹកហាត់ចុះកុំខ្ជិលការប្រើប្រាស់បន្តបង្រួមពេលវេលាបានបញ្ចប់បណ្ដុះបណ្ដាលអ្នកក្រោមបង្គាប់បានល្អពិន្ទុវិលលេងបូក2000ពិន្ទុវិលលេងបច្ចុប្បន្ន13800ឈានដល់ដំណាក់កាលចុងក្រោយនៃកម្រិត Void God នៅសល់តែមួយជំហានទៀតដល់កម្រិត King សូមអបអរសាទរម្ចាស់វ័យក្មេងដែលកម្លាំងបានកើនឡើងខ្លាំងសូមអរគុណចំពោះព្រះគុណរបស់ម្ចាស់វ័យក្មេងព្រះគុណដែលផ្ដល់ជីវិតថ្មីខ្ញុំហានហ្វីនឹងមិនភ្លេចជារៀងរហូតនេះហើយជាបុត្រនៃសំណាងការរីកចម្រើនលឿនដល់ថ្នាក់នេះមិនអាក្រក់ទេត្រូវខិតខំបន្តទៀតបាទម្ចាស់វ័យក្មេងយីរកពីធំណាស់កញ្ញាជីឆេនៅរបស់គ្រួសារយើងគឺជាកូនស្រីស្របច្បាប់នៃត្រកូលឈីវរងចាំអ្នកនៅមុខទ្វារយូរហើយបើរឿងនេះលេចគេនឹងថាត្រកូលយីមើងងាយត្រកូលឈីវឯងជាអ្វីដែរហ៊ាននិយាយជាមួយម្ចាស់វ័យក្មេងបែបនេះក្លាហានណាស់ខ្ញុំជាអាចារ្យជាន់ខ្ពស់នៃត្រកូលឈីវអ្នកហ៊ានហាមដំណាក់កាលចុងក្រោយនៃកម្រិត Void God អ្នកទើបតែអាយុ18ឆ្នាំប៉ុណ្ណោះចុះទៅវិញជីឆេនមកសុំរៀបការនៅថ្ងៃទី15មុននេះកំណត់នៅថ្ងៃទី40ត្រឡប់ទៅប្រាប់មេតកូឈីវរឿងបញ្ជាឲ្យមេងលេងមកលុបសម្លាប់ម្ចាស់វ័យក្មេងរូបនេះមិនទាន់ភ្លេចទេមិនដឹងថាអ្នកបានភាពក្លាហានមកពីណាតើគិតថាត្រកូលយីរបស់យើងដូចត្រកូលឈីរបស់អ្នកឬម្ចាស់វ័យក្មេងយីសុំកុំខឹងដោយសារខ្ញុំច្រឡំមួយផ្លេតយីយ៉ាន់នេះពិតជាកាច់ណាស់សូម្បីថ្ងៃរៀបការក៏នៅតែអំណាចបែបនេះបើខ្ញុំមិនអាចទល់ក៏អាចគេចបានដែរការរៀបការជាសម្ព័ន្ធគឺជាការបង្ហាញនៅតែមានការសង្ស័យទៀតត្រកូលឈីវក៏មិនចាំបាច់មានទៀតដែរបាទខ្ញុំនឹងយកពាក្យនេះទៅជម្រាបជាមិនខានប្រកាសណាស់ចេញទៅសូមអរគុណម្ចាស់ត្រកូលវ័យក្មេងតែអភ័យទោសឲ្យអ្នកស្នាក់នៅទីនេះសិនរឿងរបស់ត្រកូលឈីវមិនពាក់ព័ន្ធនឹងអ្នកទេជីឆេនៅបានស្នាក់នៅត្រកូលជាច្រើនថ្ងៃហើយយីយ៉ាន់មិនដែលបង្ខំនាងឡើយប្រព្រឹត្តចំពោះនាងដោយការគោរពជានិច្ចបែរជាធ្វើឲ្យនាងកាន់តែមិនសុខចិត្តកុំចូលមកចិត្តដោះលែងខ្ញុំទៅបើមិនដូច្នោះទេខ្ញុំនឹងសម្លាប់នាងបិទភ្នែកបាទសូមអរគុណម្ចាស់ត្រកូលវ័យក្មេងដែលបានជួយសង្គ្រោះរឿងនេះក៏ជាកំហុសរបស់ត្រកូលនេះដែរអ្នកណានៅទីនោះម្ចាស់ត្រកូលវ័យក្មេងហ៊ានប៉ះពាល់មនុស្សរបស់ខ្ញុំនៅត្រកូលយីពិតជាក្លាហានមែនទៅស៊ើបអង្កេតភ្លាមបាទកម្រិតការពេញចិត្តរបស់ត្រកូលឈីវកាន15ពិន្ទុតម្លៃបច្ចុប្បន្ន60ម្ចាស់ត្រកូលវ័យក្មេងខ្ញុំអាចសួររឿងមួយបានទេសួរមកប្អូនប្រុសខ្ញុំជីគាត់មានសភាពយ៉ាងណាហើយគាត់បានចូលរួមប៉ុនប៉ងសម្រាប់ខ្ញុំហើយត្រូវបានដាក់ទោសរួចហើយខ្ញុំយល់ហើយរឿងនេះមិនពាក់ព័ន្ធនឹងអ្នកទេប៉ុន្តែអ្នកធ្វើខុសត្រូវតែទទួលផលវិបាកស្នាក់នៅត្រកូលយីឲ្យបានល្អខ្ញុំនឹងធានាផ្លូវអនាគតរបស់អ្នកម្ចាស់ត្រកូលវ័យក្មេងជួយខ្ញុំផងរាជវង្សសៀនឡងកាត់រឿងធំហើយភ័យអ្វីនិយាយមកយឺតព្រះនាងលៃត្រូវអធិរាជចូលនិវត្តន៍លេឡយដោះស្រាយដោយសម្ងាត់ហើយប្រកាសថាបាត់ខ្លួនរាជសភាវកវលេខនឆ្លៀតឱកាសប្រមូលកម្លាំងឥឡូវនេះអំណាចរបស់គាត់ធំសម្បើមខ្ញុំទុកមិនជាប់ទេបើបន្តបែបនេះខ្ញុំប្រកាសជាស្លាប់ម្ចាស់ត្រកូលវ័យក្មេងសូមមេត្តាបង្រៀនខ្ញុំផងលេខនកំពុងស្វែងរកមើលទៅគំនិតរបស់អធិរាជនីនៅតែមានច្រើនអ្នកទៅស៊ើបរឿងមួយលេខនបានសូកប៉ានមេតបការពារព្រំដែនដោយសម្ងាត់មានបំណងប្រមូលទ័ពដើម្បីពង្រឹងអំណាចខ្លួនត្រៀមបោះបោប៉ុន្តែខ្ញុំគ្មានភស្តុតាងជាក់ស្ដែងទេគ្មានភស្តុតាងព្រះបើតាមហាក្សត្រនឹងមិនជឿទេបើគ្មានភស្តុតាងជាក់ស្ដែងក៏បង្កើតភស្តុតាងទៅអ្វីដែលបានធ្វើតែងតែបន្សល់ដានហើយអ្នកមិនចាំបាច់មានភស្តុតាងដាច់ខាតទេគ្រាន់តែធ្វើឲ្យអធិរាជចូលនិវត្តន៍លេឡយសង្ស័យនៅសល់គាត់នឹងស៊ើបអង្កេតដោយខ្លួនឯងហើយនឹងចាត់វិធានការយល់ហើយខ្ញុំយល់ហើយសូមអរគុណចំពោះការណែនាំរបស់ម្ចាស់វ័យក្មេងខ្ញុំមិនអាចថ្លែងអរគុណអស់បានទេអំណាចរាជដែលបង្កភាពចលាចលក្នុងរាជសំណាក់ពិន្ទុវិលវែងបន្ថែម2000ពិន្ទុពិន្ទុវិលវែងបច្ចុប្បន្ន15800ពិន្ទុម្ចាស់វ័យក្មេងពិតជាឆ្លៀសវៃលើកនេះលេខនច្បាស់ជាចាញ់មិនខានម្ចាស់វ័យក្មេងថ្ងៃនេះការវឹកហាត់វិជាគុណទៅដល់ណាហើយដោយមានម្ចាស់វ័យក្មេងជួយខ្ញុំបានវឹកហាត់ដល់ជាន់ទី2ហើយល្អណាស់អ្នកបានដើរតាមខ្ញុំតាំងពីដំបូងមិនមែនឲ្យធ្វើជាលំអទេមិញខំនឹងមិនធ្វើឲ្យម្ចាស់វ័យក្មេងខកចិត្តឡើយដល់ពេលបិទបញ្ចប់ផែនការនៅរាជវង្សសៀនឡងហើយឲ្យឡៃលូអង្គុយលើបល្ល័ង្កក៏ឲ្យរឹងមាំវាមានប្រយោជន៍សម្រាប់ខ្ញុំចំណែកឡៃខនបាយយ៉ាន់ឈីវនៅតែមិនយល់ដូច្នេះឡៃខនក៏គ្មានប្រយោជន៍ទៀតដែរ15800ពិន្ទុគ្រប់គ្រាន់សម្រាប់ការចាប់រង្វាន់កម្រិតខ្ពស់ម្ដងសង្ឃឹមថានឹងទទួលបានរបស់ដែលមានប្រយោជន៍ System បើការចាប់រង្វាន់កម្រិតខ្ពស់
បញ្ជាក់ចំណាយពិន្ទុវេវេ10000ពិន្ទុបើការចាប់រង្វាន់កម្រិតខ្ពស់ស្មើសូមអបអសាទរ host ទទួលបានថ្នាំកម្រិតបរិសុទ្ធព្រាបំបែកឧបសគ្គ1គ្រាប់អាវុធបរិសុទ្ធ1ថ្នាំបំបែកឧបសគ្គថ្នាំបំបែកឧបសគ្គអាចឲ្យកម្រិតឡើងដល់កម្រិតស្ដេចដោយគ្មានលក្ខខណ្ឌគ្មានផលរំខានអាចសង្កត់សត្រូវដែលទៀបជាងខ្លួនពីកម្រិតធំដូចជាបង្កើតមកសម្រាប់ខ្ញុំហាហាហាកម្រិតស្ដេចសម្រាប់ System ជូនដំណឹងកម្រិតកម្លាំងឡើងដល់ដំណាក់កាលដើមនៃកម្រិតស្ដេចពិន្ទុទូអាក្រក់បុក3000ពិន្ទុទូអាក្រក់បច្ចុប្បន្ន5800សូមអបអសាទរលោកម្ចាស់តូចបានឈានដល់កម្រិតស្ដេចកម្រិតស្ដេចធ្វើឲ្យទឹកដេញញ័ររន្ធត់អារម្មណ៍ល្អណាស់ល្អអាយុ18ឆ្នាំក៏ដល់កម្រិតស្ដេចក្រឡេកមើលទូទាំងតាំងពីបុរាណមកមានតែឯងម្នាក់ប៉ុណ្ណោះត្រកូលយីរបស់យើងនឹងល្បីល្បាញហើយឪពុកសរសើរខ្ញុំលើហើយប៉ុន្តែ Yonner ថ្មីនេះឯងលេចធ្លោពេកដើមឈើខ្ពស់ងីទទួលខ្យល់មានអ្នកចាប់អារម្មណ៍លើឯងហើយបាទមេត្រកូលយ៉ាន់គឺយ៉ាន់វ៉ាន់វ៉ៃបានសរសេរសម្បត្តិមកដោយផ្ទាល់យ៉ាន់សេឈីត្រូវឯងដណ្ដើមឱកាសនៅទីក្រុងបុរាណហើយខឹងសម្បាយ៉ាងខ្លាំងត្រកូលយ៉ាន់ទាមទារឲ្យត្រកូលយីបកស្រាយយ៉ាន់សេឈីខ្លួនឯងអន់ជាងគេដណ្ដើមមិនឈ្នះខ្ញុំនៅមានមុខមកវ៉ាទៀតត្រកូលយ៉ាន់យ៉ាងណាក៏ជាត្រកូលធំមួយក្នុងចំណោម4យ៉ាងហោចណាស់ត្រូវរក្សាមុខមាត់ឯងទៅត្រកូលយ៉ាន់ដោយខ្លួនឯងម្ដងដោះស្រាយរឿងនេះឲ្យចប់កុំឲ្យអ្នកដទៃថាត្រកូលយីប្រើអំណាចសង្កត់អ្នកខ្សោយបានយ៉ាន់សេឈីដាំឡើយជាកូនដែលត្រូវបានត្រកូលយ៉ាន់បោះបង់ចោលល្បិចនេះល្មមទៅប្រមូលផលពីម្ដងបង្កើនពិន្ទុទូអាក្រក់មួយកម្រិតបើកភារកិច្ចថ្មីទៅកាន់ត្រកូលយ៉ាន់ដើម្បីដោះស្រាយចំនួនរង្វាន់ពិន្ទុទូអាក្រក់5000ពិន្ទុយ៉ាន់ខងរៀបចំសម្ភារៈព្រឹកស្អែកចេញដំណើរទៅត្រកូលយ៉ាន់បាទលោកម្ចាស់វ័យក្មេងដំណើរទៅត្រកូលយ៉ាន់លើកនេះមិនត្រឹមតែដោះស្រាយចំនួនទេថែមទាំងជាដំណើរប្រមូលផលផងដែរយ៉ាន់ទីបំផុតអ្នកក៏មកហើយអ្នកដណ្ដើមឱកាសនៅប្រាសាទបុរាណរបស់ខ្ញុំបំផ្លាញអនាគតរបស់ខ្ញុំថ្ងៃនេះអ្នកត្រូវតែផ្ដល់ការពន្យល់ដល់ត្រកូលយ៉ាន់នៅក្នុងប្រាសាទបុរាណអាស្រ័យលើសមត្ថភាពរៀងខ្លួនឱកាសត្រូវបានកំណត់ដោយវាសនាអ្នកយកមិនបានព្រោះអ្នកខ្សោយអ្នកលោកម្ចាស់ហ៊ីអ្នកហួសហេតុពេកហើយទោះបីអ្នកជាលោកម្ចាស់នៃត្រកូលយីក៏ដោយតែទីនេះជាទឹកដីរបស់ត្រកូលយ៉ាន់បើអ្នកព្រមបន្ទាបខ្លួនប្រគល់វត្ថុមានតម្លៃចេញរឿងនេះនឹងបញ្ចប់ពួកឯងក៏សំដែរឬចេញទៅឲ្យឆ្ងាយរាងកាយនេះអាចខ្លាំងដល់ថ្នាក់នេះបានយ៉ាងដូចម្ដេចអ្នកបានឈានដល់កម្រិតវែងខេងហើយឬចាស់ទុំត្រកូលយ៉ាន់នេះផ្ដល់ពិន្ទុទូអាក្រក់2000ពិន្ទុនៅចង់បន្តទៀតទេឲ្យគេចូលមកឪពុកឱកាសនៅប្រាសាទបុរាណនោះដាំឡើយជារបស់ខ្ញុំតែយ៉ាន់បានដណ្ដើមដោយបង្ខំហើយថែមទាំងបំបាក់គិតយកខ្ញុំគេមិនដែលដាក់ត្រកូលយ៉ាន់របស់យើងក្នុងក្រសែភ្នែកទេលោកម្ចាស់ហ៊ីសេឈីវគឺជាកូនច្បងរបស់ត្រកូលយ៉ាន់អ្នកបានដណ្ដើមឱកាសរបស់គេនៅចំពោះការប្រមាថកិត្តិយសត្រកូលយ៉ាន់របស់យើងតាមហេតុផលទាំងអស់វាមិនអាចទទួលយកបានទេមិនអាចទទួលយកបានឬទោះត្រកូលយីខ្លាំងក៏ដោយក៏មិនអាចធ្វើបាបអ្នកដទៃហួសហេតុដែរម្ចាស់ត្រកូលយ៉ាន់ពេលប្រាសាទបុរាណបើកអ្នកមានវាសនាទើបទទួលបានខ្ញុំនឹងយ៉ាន់សៃឈីវប្រកួតដោយយុទ្ធធម៌គឺដោយសារសមត្ថភាពគេមិនគ្រប់គ្រាន់សំណាងមិនល្អម្យ៉ាងទៀតផ្លូវរុករកសំណល់បុរាណសុទ្ធតែជាជំរឿផ្ទាល់ខ្លួនផ្លូវដែលលោកយ៉ាន់ដើរពោពេញដោយឧបសគ្គហេតុអ្វីបានជាបន្ទោសថាខ្ញុំដណ្ដើមវាសនាល្អមុនបាននិយាយពីការធ្វើបាបអ្នកដទៃគ្រូសាយ៉ាន់ទេដែលចាប់ផ្ដើមមុនអ្នកនិយាយមិនពិតច្បាស់ជាអ្នកពិតមាត់ទីនេះគ្មានវេនឲ្យអ្នកនិយាយទេប៉ុន្តែបើម្ចាស់គ្រូសាយ៉ាន់បាននិយាយហើយខ្ញុំអាចផ្ដល់សំណងដល់គ្រូសាយ៉ាន់ថ្មវិញ្ញាណកម្រិតបរិសុទ្ធនេះកម្រណាស់ថ្មវិញ្ញាណនេះបានមកពីសំណល់បុរាណប្រគល់ឲ្យគ្រូសាយ៉ាន់ដើម្បីបញ្ចប់រឿងនេះបញ្ចប់ចំនួនរបស់គ្រូសាយ៉ាន់ពិន្ទុវេលេងបុក3000មិនបានទេគ្រាន់តែថ្មវិញ្ញាណមួយដុំក៏ចង់បញ្ចប់ខ្ញុំដែរមិនអាចទេយីយ៉ាន់ខ្ញុំចង់ប្រកួតជាមួយអ្នកនៅចំពោះមុខអ្នកឈ្នះអ្នកចាញ់បើអ្នកឈ្នះខ្ញុំនឹងមិនតាមរឿងនេះទៀតឡើយបើអ្នកចាញ់ត្រូវសុំទោសខ្ញុំនៅចំពោះមុខគ្រប់គ្នាហើយប្រកួតវិជាទេពដែលជារបស់ខ្ញុំមកវិញអ្នកហ៊ានទេដូចចិត្តអ្នកល្អខ្ញុំយល់ព្រមធ្វើនៅទីលានប្រយុទ្ធរបស់គ្រូសាយ៉ាន់ម្ចាស់វ័យក្មេងនេះនឹងធ្វើឲ្យអ្នកចាញ់ដោយអស់ចិត្តយ៉ាន់សេវបានឈានដល់កម្រិតរួចហើយខ្ពស់ជាងយីយ៉ាន់មួយកម្រិតតូចហើយក៏វឹកហាត់វិជាស្នូរបស់គ្រូសាយ៉ាន់ផងដែរមូលដ្ឋានរឹងមាំឱកាសឈ្នះមិនតិចទេត្រឹមត្រូវយីយ៉ាន់ទើបតែវឹកហាត់បានប៉ុន្មានឆ្នាំប៉ុណ្ណោះកម្លាំងប្រហែលមិនស្មើយ៉ាន់សេវទេលើសពីនេះទៀតនេះជាទឹកដីរបស់គ្រូសាយ៉ាន់យ៉ាន់សេវមានឱកាសឈ្នះខ្ពស់ណាស់យីយ៉ាន់ថ្ងៃនេះខ្ញុំនឹងឲ្យអ្នកដឹងនេះហើយហៅថាកម្លាំងពិតប្រាកដឯងដណ្ដើមវាសនាល្អរបស់ខ្ញុំបំបាក់កិត្តិយសរបស់ខ្ញុំថ្ងៃនេះខ្ញុំនឹងឲ្យឯងសុំទោសខ្ញុំជាសាធារណៈហើយប្រគល់របស់កំណប់ទាំងអស់ក្នុងកញ្ចក់បុរាណមកវិញនិយាយច្រើនពេកហើយចាប់ផ្ដើមទៅខ្ញុំប្រញាប់យឺតពេកមិនអាចទៅរួចឯងអាចគេចផុតពីក្បាច់ដាវខេងយ៉ាន់របស់ខ្ញុំយ៉ាងងាយ
រាងកាយនេះខ្លាំងដល់ថ្នាក់ណាគាត់មិនមែនទៅតែចាប់ផ្ដើមវឹកហាត់ទេមិនអាចទេវាពិតជាមិនអាចទៅរួចហេតុអ្វីរាងកាយឯងខ្លាំងម្ល៉េះសមត្ថភាពត្រឹមនេះក៏ហ៊ានមកអួតនៅមុខខ្ញុំដែរយ៉នសេស៊ូឯងធ្វើឲ្យខ្ញុំខកចិត្តណាស់ចាញ់ហើយចាញ់យ៉ាងអាម៉ាស់ទៅមុខត្រកូលយ៉ននឹងប្រឈមមុខមនុស្សដូចម្ដេចបានយកឈ្នះកូនប្រុសវាសនាគឺយ៉នសេស៊ូលេងបុក4000ពិន្ទុវាសនារបស់យ៉នសេស៊ី13,000ពិន្ទុវាសនាបច្ចុប្បន្នរបស់យ៉នសេស៊ីគឺបច្ចុប្បន្នរបស់ម្ចាស់ផ្ទះ15,800 ដោះសោ One Gabichushen ទទួលបានសំណាច់អភិវឌ្ឍ1ប្រមូលបាន3សំណាច់អាចអភិវឌ្ឍ One Gabichushen ទៅកាន់ជាន់ទី2មេត្រកូលយ៉នបើមើលតាមនេះគឺខ្ញុំឈ្នះហើយមែនទេពិតណាស់ចាប់ពីថ្ងៃនេះទៅយ៉នសេស៊ូមិនអាចរករឿងខ្ញុំត្រកូលយ៉នក៏មិនអាចលើកឡើងទៀតដែរពីរឿងយាយវ៉ាន់និងកញ្ចក់បុរាណលេហើយយ៉ននៅចាំខ្ញុំផងយ៉ននៅហេតុអ្វីមកហើយមិនប្រាប់ខ្ញុំមួយម៉ាត់ខ្ញុំទើបតែត្រឡប់ពីវិមានថេនពេលឮថាអញមកត្រកូលយ៉នខ្ញុំក៏រត់មកភ្លាមខ្លាចថាអញទៅបាត់ប្អូនខ្ញុំមកត្រកូលយ៉នដើម្បីដោះស្រាយការងារបន្តិចបំរុងធ្វើរួចក៏ទៅវិញមិនចង់រំខានអ្នកទេមិននឹកស្មានថាអ្នកនៅតែដឹងដដែលតើអ្នកមិននឹកខ្ញុំបន្តិចសោះមែនទេមិននឹងអាចអីចឹងគ្រាន់តែលើកនេះខ្ញុំមកព្រោះការងារផ្លូវការមានរឿងខ្លះមិនសូវសមរម្យយ៉ននៅតែអ្នកទៅរករឿងគេទៀតហើយឬមើលទៅសេស៊ូដូចជាត្រូវអ្នកវិខ្លួនណាស់ខ្ញុំស្បោះចំពោះមេឃដីគាត់ជាអ្នករករឿងខ្ញុំមុនគាត់មិនពេញចិត្តដែលខ្ញុំមានវាសនាល្អជាងហើយទូចង់ប្រកួតជាមួយខ្ញុំគ្រាន់តែបង្ខំចិត្តទៅវិញប៉ុណ្ណោះខ្ញុំទប់ដៃខ្លាំងហើយបានហើយខ្ញុំដឹងថាអ្នកមិនខុសទេតោះទៅអង្គុយលេងនៅផ្ទះខ្ញុំទើបតែមកពីវិមានថេននាំតែវិញ្ញាណគុណភាពល្អមកខ្លះឲ្យអ្នកសាកហើយឲ្យបងស្រីមើលថែអ្នកផងពួកអ្នករងចាំខ្ញុំនៅទីនេះខ្ញុំទៅអង្គុយបន្តិចបាទព្រះអង្គគុំចាស់តូចយ៉នខ្ញុំប្រាប់អ្នកអំឡុងពេលខ្ញុំនៅវិមានថេនខ្ញុំរីកចម្រើនខ្លាំងណាស់ដោយសារគ្រាប់ថ្នាំយេលីងដែនដែលអ្នកឲ្យខ្ញុំមុននេះខ្ញុំបានទម្លុះកម្រិតដោយជោគជ័យដល់ការចុងក្រោយនៃកម្រិតហ្វេងហៅហើយថែមទាំងត្រូវព្រះនាងនៃវិមានថេនពេញចិត្តបានឡើងជាសិស្សស្នូលមិនយូរទៀតទេខ្ញុំនឹងអាចប្រឹងទម្លុះទៅកម្រិតហ្វេងវ៉ាងល្អណាស់រីកចម្រើនលឿនមែនអ្នកមានទេពកោសល្យពីកំណើតបូកជាមួយធនធានរបស់វិមានថេនការទម្លុះទៅកម្រិតហ្វេងវ៉ាងគ្រាន់តែជាបញ្ហាពេលវេលាប៉ុណ្ណោះគ្រាប់ថ្នាំយេលីងដែននេះគុណភាពល្អជាងមុនច្រើនយកវាទៅវានឹងជួយអ្នកទម្លុះទៅកម្រិតហ្វេងវ៉ាងយ៉នអរគុណអ្នកតែគ្រាប់ថ្នាំយេលីងដែននេះមានតម្លៃខ្លាំងណាស់បើខ្ញុំប្រើវាតើវាសមរម្យទេគ្រាន់តែគ្រាប់ថ្នាំយេលីងដែនមួយគ្រាប់ប៉ុណ្ណោះសម្រាប់ខ្ញុំវាមិនមែនជារឿងធំទេខំប្រឹងហ្វឹកហាត់ឲ្យបានល្អឆាប់នេះទម្លុះដល់កម្រិតខេងខ្ញុំនឹងរងចាំថ្ងៃដែលអ្នកឈរក្បែរខ្ញុំបានកម្រិតការពេញចិត្តរបស់យ៉ាន់ខៃកាន5កម្រិតការពេញចិត្តបច្ចុប្បន្ន91ប្រគល់វត្ថុបុរាណដល់ទូអង្គស្នូពិន្ទុវិលលេងកាន500ពិន្ទុវិលលេងបច្ចុប្បន្ន16300ដោះសោកម្រិតការពេញចិត្ត Tayin Palace កម្រិតការពេញចិត្ត Tayin Palace បច្ចុប្បន្ន30អាចនៅក្នុង Tayin Palace ទទួលការអនុគ្រោះដូចសិស្សស្នូលលោកម្ចាស់វ័យក្មេងមេងខំក៏នឹងខំប្រឹងដែរបងស្រីពេលក៏យប់ហើយខ្ញុំត្រូវត្រឡប់ទៅត្រកូលយីទៅដោះស្រាយរឿងខ្លះបានអញ្ចឹងធ្វើដំណើរប្រយ័ត្នផងបើថ្ងៃក្រោយមានរឿងអ្វីកុំភ្លេចផ្ញើសារមកខ្ញុំនឹងជួយអ្នកអស់ពីសមត្ថភាពខំប្រឹងហ្វឹកហាត់ខ្ញុំនឹងមកទទួលអ្នកមិនអីទេគ្រាន់តែឡៃខិនម្នាក់មិនចាំបាច់រំខានមនុស្សច្រើនទេទីហ៊ានអង្គរៈ3000អ្នកក្នុងភ្នែកខ្ញុំគ្រាន់តែជាស្រមោចប៉ុណ្ណោះលើពីនេះទៅទៀតខ្ញុំនៅមានផែនការបម្រុងមានអ្នកបណ្ដុះកម្រិតខេងមករ៉ារាំងក៏មិនជាបញ្ហាដែរបានចូលដល់សមរភូមិចុងក្រោយនៃការដណ្ដើមដំណើរការបេសកកម្មស្នូបញ្ចប់នឹងទទួលបានពិន្ទុវិលលេង500វត្ថុបុរាណកម្រិតសេងចៃដន1ពិន្ទុវិលលេងបច្ចុប្បន្ន200កាន់ដល់13,800ពិន្ទុលេខខេនបានបះបោប៉ុនប៉ងក្បត់ព្រះមហាក្សត្រជាឧក្រិដ្ឋកម្មដែលសមនឹងទទួលទោសស្លាប់ទីហ៊ានទាំងអស់ចូលទម្លាក់អាវុធចុះចាញ់ដោយសន្តិវិធីនិងទុកជីវិតឲ្យអ្នកបើហ៊ានតស៊ូប្រឆាំងសម្លាប់ទាំងអស់គុំលើកលែងតាមបញ្ជារបស់ម្ចាស់វ័យក្មេងអ្នកដែលដាក់អាវុធចុះលើកលែងទោសអ្នកដែលនៅតែស៊ូគួរឲ្យអស់សំណើចបន្ទាប់ពីថ្ងៃនេះពួកយើងជាអ្នកចាញ់សង្គ្រាមឯងគិតថាខ្លួនជាអ្នកណាមកនិយាយអួតនៅទីនេះចេញមកទទួលមរណភាពយីយ៉ាន់ឯងមិនមែននៅត្រកូលឆាន់ទេហេតុអ្វីមកដល់លឿនម្ល៉េះឯងគប់គិតជាមួយកងទ័ពព្រំដែនបង្ករដ្ឋប្រហារដណ្ដើមអំណាចសមនឹងទទួលទោសថ្ងៃនេះខ្ញុំនឹងអនុវត្តយុទ្ធធរជំនួសស្ថានសួគ៌កាត់ក្បាលឯងអ្នកទាំងពីររហ័សសម្រាប់គេនឹងមានរង្វាន់ធំម្ចាស់វ័យក្មេងប្រយ័ត្នពួកគេសុទ្ធតែជាអង្គរៈជិតស្និទ្ធរបស់ស្ដេចម្ចាស់វ័យក្មេងខ្ញុំមកជួយអ្នកមិនបាច់ទេគ្រាន់តែជាធ្លុបលោតពីអ្នកប៉ុណ្ណោះធំមីហានីវ៉ាន់បងក្រាបទេនេះជាវត្ថុស័ក្តិសិទ្ធិអ្វីដៃកន្ទុំរុយចង់ទប់ប្រទេសម្ចាស់វ័យក្មេងអស្ចារ្យម្ចាស់វ័យក្មេងជាវ
ម្ចាស់វ័យក្មេងយីសូមអរគុណដែលបានជួយសង្គ្រោះលោកម្ចាស់ត្រកូលយីសូមអរគុណដែលបានជួយសង្គ្រោះគុណធំនេះខ្ញុំមិនអាចថ្លែងអំណរគុណអស់បានទេមិនអាចទៅរួចនេះពិតជាមិនអាចទៅរួចទេលេខខនបញ្ចប់ត្រឹមនេះចុះបង្ក្រាបអ្នកគោរពបម្រើកម្រិត Stage 2 នាក់ពិន្ទុបអាក្រក់បន្ថែម3ពិន្ទុបអាក្រក់បច្ចុប្បន្ន21 300ពិន្ទុកម្រិតជំនាញ Warm Source Essence កើនឡើងអាចបង្ក្រាបអ្នកកម្រិត Stage បានឆុងខេងម្សិលមិញលេខខនបានបះបោប្រឆាំងព្រះអង្គភស្តុតាងច្បាស់លាស់គួរដោះស្រាយយ៉ាងដូចម្ដេចពិតព្រះមហាក្សត្រលេខខនបានបះបោគួរប្រហារជីវិតភ្លាមដើម្បីជាគំរូពិតព្រះមហាក្សត្រកូនសុំទោសបតាព្រះមហាក្សត្រកូនខុសហើយកូនគ្រាន់តែភ័ន្តច្រឡំមួយពេលសូមបតាព្រះមហាក្សត្រលើកលែងជីវិតកូនកូនមិនហ៊ានធ្វើទៀតឡើយលេខខនខົບខិតជាមួយព្រំដែនមានបំណងបះបោឡោមព័ទ្ធព្រះរាជវាំងដាក់ទោសទាំង3កំហុសរួមគ្នាទោសមិនអាចលើកលែងបានទម្លាក់ជាជនសាមញ្ញឲ្យយាមភ្នូររាជវង្សអស់មួយជីវិតមិនអនុញ្ញាតឲ្យចេញពីភ្នូររាជវង្សមួយជំហានជារៀងរហូតលេលោម្សិលមិញការពីព្រះអង្គបានល្អស្ងប់ស្ងាត់ក្នុងគ្រោះថ្នាក់មានគុណូបការៈដល់រាជវង្សសៀនឡងយើងតែងតាំងអ្នកជារាជបុត្រស្នងរាជជាផ្លូវការចាប់ពីថ្ងៃនេះទៅត្រួតពិនិត្យឲ្យកិច្ចការរដ្ឋបន្ទាប់ពីយើងសោយទីវង្គតអ្នកនឹងស្នងរាជគ្រប់គ្រងរាជវង្សសៀនឡងកូនសូមអរគុណព្រះគុណបតាព្រះមហាក្សត្រកូននឹងមិនធ្វើឲ្យបេសកកម្មនេះបរាជ័យឡើយខិតខំបម្រើរាជមិនធ្វើឲ្យបតាព្រះមហាក្សត្រខកបំណងពិតព្រះមហាក្សត្រទ្រង់ឆ្លៀសវៃសូមថ្វាយព្រះពររាជបុត្រស្នងរាជព្រះជន្មយឺនយូរគុណធំរបស់លោកម្ចាស់លេលូនឹងមិនភ្លេចជារៀងរហូតខ្ញុំសុខចិត្តធ្វើគ្រប់យ៉ាងបើមិនមែនម្ចាស់វ័យក្មេងជួយទេលេលូប្រហែលជាបាត់បង់ជីវិតទៅហើយរាជវង្សសៀនឡងក៏នឹងបដូររាជបល្ល័ង្កដែរធ្វើជារាជទាយាទឲ្យបានល្អកុំធ្វើឲ្យអាម៉ាស់ទៀតការប្រជែងអំណាចរាជវង្សបានបញ្ចប់ហើយពិន្ទុទូអាក្រក់របស់ម្ចាស់ផ្ទះកើនឡើង8ទទួលបានវត្ថុបុរាណកម្រិតបរិសុទ្ធត្រាធិរាជ1អាចបង្កើនសម្ពាធអំណាចរបស់ខ្លួនអាចសង្កត់អ្នកដែលមានកម្រិតទាបជាងដោះសោការពីអំណាចរាជវង្សសៀនឡងសូមអរគុណម្ចាស់វ័យក្មេងយីដែលបានជួយសង្គ្រោះរក្សាជីវិតរបស់ខ្ញុំបានចាប់ពីថ្ងៃនេះទៅរាជវង្សសៀនឡងនឹងក្លាយជាអ្នកគ្រប់គ្រងគ្រួសារព្រះអង្គមានព្រះទ័យល្អពេកហើយគ្រាន់តែជារឿងតូចប៉ុណ្ណោះម្ចាស់វ័យក្មេងមានរឿងមួយខ្ញុំចង់ប្រាប់អ្នកនិយាយមកគឺប្អូនស្រីឡៃក្រោយឡៃវីបាត់ខ្លួននាងតែងតែសោកសៅមិនចង់ញ៉ាំមិនចង់ផឹកស្គមអស់មួយជុំខ្ញុំនឹងទៅជួបនាងអ្នកទៅជួបនាងឲ្យល្អឡៃបងងីយ៉ាន់ហេតុអ្វីបងមកទីនេះខ្ញុំមើលថាថ្មីនេះអារម្មណ៍អ្នកមិនល្អខ្ញុំរកគាត់អស់រយៈពេលយូររកពេញរាជវង្សសៀនឡងក៏នៅតែរកមិនឃើញដំណឹងរបស់គាត់តើគាត់មានរឿងអ្វីកើតឡើងឬឡៃវីបានហ្វឹកហាត់មន្តអាក្រក់ត្រូវបានដោះស្រាយដោយសម្ងាត់រួចហើយរឿងអាស្រូវបែបនេះមិនអាចបែកធ្លីបានទេផ្លូវខ្លះបើដើរខុសហើយមិនអាចត្រឡប់ក្រោយបានទេឡៃវីបានធ្វើរឿងខុសជាច្រើនទីបញ្ចប់របស់នាងគឺជាជំរឿនរបស់នាងផ្ទាល់ការប្រជែងលើមហាវិថីខូខើជាទីបំផុតបងងីយ៉ាន់អរគុណបងខ្ញុំនឹងធ្វើដើម្បីបងខ្ញុំនឹងធ្វើដើម្បីបងខ្ញុំនឹងធ្វើដើម្បីបងបងងីយ៉ាន់អរគុណដែលនៅជាមួយខ្ញុំពេញមួយយប់មិនអីទេបងងីយ៉ាន់ខ្ញុំបានគិតយល់ហើយមនុស្សស្លាប់មិនអាចរស់ឡើងវិញបានទេបងប្រុសទី2បានធ្វើខុសគាត់ត្រូវទទួលខុសត្រូវចំពោះផលវិបាកខ្ញុំមិនអាចបន្តសោកសៅបែបនេះទៀតទេខ្ញុំនឹងរស់នៅឲ្យបានល្អថែរក្សាខ្លួនឯងឲ្យបានល្អមិនឲ្យអធិរាជបតាខកបំណងឡើយបើអាចគិតយល់បានបង្ហាញថាអ្នកបានធំឡើងហើយថែរក្សាខ្លួនឯងឲ្យបានល្អថ្ងៃក្រោយបើមានរឿងអ្វីចាំផ្ញើសារមកខ្ញុំនឹងជួយអ្នកអរគុណបងងីយ៉ាន់ឡៃវ៉ៃបានឆ្លងផុតពីទុក្ខសោកស្ថានភាពចិត្តបានប្រសើរឡើងកម្រិតការពេញចិត្តបន្ថែម5កម្រិតការពេញចិត្តបច្ចុប្បន្ន90ទឹកនាំកូនវាសនាឲ្យរួចផុតពីភាពងឹតតម្លៃវិលលេងបន្ថែម1000តម្លៃវិលលេងបច្ចុប្បន្ន3300ពិន្ទុដោះសោជំនាញជំនួយផ្ដាច់មុខរបស់ Line Clear Start Out អាចជួយម្ចាស់ប្រព័ន្ធបំបត្តិបេសាចក្នុងចិត្តបង្កើនល្បឿនហ្វឹកហាត់ខ្ញុំនៅមានការងារទៀតមិនរំខានអ្នកទៀតទេសម្រាប់ឲ្យបានល្អញ៉ាំអាហារឲ្យបានទៀងទាត់សុខភាពឲ្យបានល្អបាទលោកម្ចាស់វ័យក្មេងព្រះនាង Line មិនអីទេតោះយើងទៅត្រឡប់ទៅត្រកូលយីតម្លៃវិលលេង3300គ្រប់គ្រាន់សម្រាប់ចំណាយ15000ពិន្ទុរួមជាមួយអាហារសម្រន់កម្រិតបរិសុទ្ធគួរតែអាចឈានដល់ដំណាក់កាលកណ្ដាលនៃវាមស្ដេចមានថ្នាំបំបែករបាំងទោះជាជួបឧបសគ្គក៏អាចទម្លុះបាន System ចំណាយតម្លៃវិលវិញ15000ពិន្ទុរឹងទម្លុះទៅដំណាក់កាលកណ្ដាលនៃវាមស្ដេចបញ្ជាក់ចំណាយតម្លៃវិលវិញ15000ពិន្ទុចាប់ផ្ដើមទម្លុះទៅដំណាក់កាលកណ្ដាលនៃវាមស្ដេចទម្លុះដល់កម្រិតស្ដេចមុតកណ្ដាលតម្លៃតួអង្គអាក្រក់បន្ថែម3000កម្រិតស្ទាត់ជំនាញនៃអមតនិរន្តរការកើនឡើងដោះសោះសមត្ថភាពបំបីគ្រប់វិជ្ជាអាចប្រមូលធម៌ពលមុតស្រួយបំផ្លាញគ្រប់មន្តវិជ្ជាឈានដល់កម្រិតស្ដេចមុតកណ្ដាលធម៌ពលនេះខ្លាំងជាងមុនច្រើនដងសូមអបអរសាទរលោកម្ចាស់វ័យក្មេងដែលបានទម្លុះដល់កម្រិតស្ដេចមុតកណ្ដាលការដាំដុះរបស់លោកម្ចាស់ធ្វើឲ្យពិភពអ្នកអមតញាប់ញ័រលោកម្ចាស់បិទសមាធិ7ថ្ងៃនឿយហត់ហើយនេះជាតែវិញ្ញាណសម្រាប់បំបត្តិភាពនឿយហត់ល្អណាស់មានអ្នកមកហើយក្មេងយីយ៉នស៊ូសេចេញមកថ្ងៃនេះអាចារ្យអចាស់នឹងធ្វើតាមយុទ្ធធម៌កំចាត់បិសាចដែលបង្កវឹកវរក្នុងពិភពអ្នកអមតដូចឯងមនុស្សគ្មានឈ្មោះក៏ហ៊ានមកបង្ករឿងនៅត្រកូលយីដែរបើមានសមត្ថភាពក៏ចេញមកប្រយុទ្ធក្មេងយីយ៉នឯងសម្រាប់ឈៀវថេងបង្ក្រាបត្រកូលយ៉ននឹងជ្រៀតជ្រែកអំណាចរាជវង្សសំនឹងស្លាប់10000ដងអាចារ្យអចាស់ទទួលបញ្ជាពីមេនិកាយខ្វាញ់យៀងមកយកជីវិតឯងនិកាយធំទាំង3លោកម្ចាស់ប្រយ័ត្នចាស់នេះស្ថិតនៅដំណាក់កាលចុងក្រោយនៃស្ដេចខ្ញុំថាមុនអាក្រក់ដែលឈៀវថេងនឹងឡៃហ្វីហាត់មកពីណា
ដើមទាំងអស់គឺពួកអ្នកនៅពីក្រោយដំណាក់កាលចុងក្រោយនៃ stage ល្អណាស់ឲ្យខ្ញុំសាកមើលក្មេងមាត់នៅក្លិនទឹកដោះប្រកាសជានឹងកិនឆ្អឹងឯងឲ្យខ្លាយជាផេះបំបីគ្រប់វិជាមិនអាចទៅរួចឯងគ្រាន់តែជាស្ដេចដំណាក់កាលដំបូងប៉ុណ្ណោះបែរជាអាចទប់ការវាយប្រហាររបស់ខ្ញុំបានពន្លឺអង្គរតូចក៏ហ៊ានប្រជែងជាមួយព្រះច័ន្ទថ្ងៃនេះខ្ញុំនឹងធ្វើឲ្យឯងរលាយបាត់ទាំងស្រុងក្រុមឆ្អឹងប្រាក់អាតកំបាំងមិនថាប្រលឹងឬឆ្អឹងប្រមូលទៅធំមាសបញ្ចូលវិញ្ញាណសង្កត់និកាយកម្ពុជាទាំង3ពួកអ្នកបិទភ្នំយូរពេកហើយឬបើមិនមែនខ្ញុំយកអ្នកមកសាក់ដៃទេអ្នកគ្មានថ្ងៃចូលមកបានទេសម្រាប់អាចារ្យម៉ូឆេននៃនិកាយឈ្វេញៀនកម្រិតស្ដេចអធិរាជចុងក្រោយតម្លៃទូអាក្រក់បន្ថែម 5,000 កម្រិតស្ទាត់ជំនាញប្រយុទ្ធកើនឡើងយ៉ាងខ្លាំងអាចបង្ក្រាបកម្រិតពាក់កណ្ដាលសិនដំណាក់កាលដោះសោជំនាញអាកម្មសម្អាតធម្មពលអាក្រក់លោកម្ចាស់វ័យក្មេងអស្ចារ្យណាស់អាចសម្រាប់ម៉ូឆេនកម្រិតស្ដេចអធិរាជចុងក្រោយបានយ៉ាងងាយកម្លាំងរបស់លោកម្ចាស់វ័យក្មេងអស្ចារ្យល្បីល្បាញសម្អាតទីនេះឲ្យស្អាតជូនដំណឹងដល់កូនចៅត្រកូលយីបង្កើនការប្រុងប្រយ័ត្ននិកាយឈ្វេញៀនបានរៀបចំផែនការជាច្រើនលើកគេច្បាស់ជាមិនបោះបង់នេះទេនិកាយឈ្វេញៀនជានិកាយកម្ពុជាមួយក្នុងចំណោម3បានបិទភ្នំអស់100ឆ្នាំឥឡូវស្រាប់តែចាប់ផ្ដើមវាយប្រហារត្រកូលយីរឿងនេះមិនសាមញ្ញឡើយលោកម្ចាស់ត្រកូលកម្លាំងនិកាយឈ្វេញៀនជ្រៅលង់មិនអាចវាស់បានពួកគេមានបុព្វបុរសកម្រិតពាក់កណ្ដាលសង្គមការពារជាសាធារណៈដូច្នេះពិតជាមានក្នុងបង្អែកឪពុករឿងនេះកើតឡើងដោយសារខ្ញុំនឹងដោះស្រាយវាយន្តនិកាយឈ្វេញៀនមិនដូចត្រកូលឈៀវឬត្រកូលយ៉ាន់ទេមូលដ្ឋានរបស់និកាយកម្ពុជាទាំង3លើសពីការស្មានរបស់អ្នកសូម្បីតែកម្រិតស្ដេចអធិរាជចុងក្រោយខ្ញុំក៏អាចសម្លាប់បានបើពាក់កណ្ដាលសិនមកខ្ញុំក៏មានសមត្ថភាពប្រយុទ្ធដែរលោកម្ចាស់វ័យក្មេងលោកទើបតែឈានដល់កម្រិតស្ដេចអធិរាជកណ្ដាលធ្វើដូចម្ដេចអាចប្រឆាំងពាក់កណ្ដាលសិនបានដោយសារវានេះគឺធម្មពលសន Genuine Golden Dipper អាចបង្ក្រាបសត្រូវដែលខ្ពស់ជាងខ្ញុំមួយកម្រិតធំបង្ហាញធម្មពលសនដើម្បីបង្កការភ័យខ្លាចដល់អាចារ្យទូអាក្រក់បន្ថែម1000តម្លៃទូអាក្រក់បច្ចុប្បន្ន 25,300 ពិន្ទុ Yonner ម្ដាយមិនចង់ឲ្យកូនប្រថុយទេម៉ាក់កុំបារម្ភខ្ញុំមិនធ្វើរឿងដែលគ្មានទំនុកចិត្តទេចាប់ពីថ្ងៃនេះទៅត្រកូលយីចូលស្ថានភាពត្រៀមសង្គ្រាមកូនចៅទាំងអស់បង្កើនការល្បាតទទួលបញ្ជាលោកម្ចាស់វ័យក្មេងលោកពិតជាមានគម្រោងប្រឈមនឹងនិកាយឈ្វេញៀនតែម្នាក់ឯងមែនឬមិនមែនខ្ញុំម្នាក់ឯងទេគឺត្រកូលយីទាំងមូលប៉ុន្តែត្រកូលយីអាចប្រឆាំងនឹងនិកាយកម្ពុជាទាំង3បានឬអ្នកខ្លាចហើយឬតារាបណាមានលោកម្ចាស់វ័យក្មេងមីងខុងមិនខ្លាចអ្វីទាំងអស់កម្រិតភាពពេញចិត្តរបស់យមីងខុងកើនឡើងមួយតម្លៃបច្ចុប្បន្ន96នេះគឺជាថ្នាំបំបែកឧបសគ្គវាអាចជួយអ្នកឈានដល់ដំណាក់កាលស្ដេចលោកម្ចាស់វ័យក្មេងនេះមានតម្លៃខ្លាំងពេកអ្នកជាស្ត្រីរបស់ខ្ញុំការបង្កើនកម្លាំងគឺជាការតបស្នងដ៏ល្អបំផុតចំពោះលោកម្ចាស់វ័យក្មេងមីងខុងនឹងមិនធ្វើឲ្យលោកម្ចាស់វ័យក្មេងខកបំណងឡើយទៅវឹកហាត់ចុះខ្ញុំត្រូវការឲ្យអ្នកកាន់តែខ្លាំងបាទលោកម្ចាស់វ័យក្មេងសូមអធិស្ឋានល្បឿនរីកចម្រើនរបស់កូនប្រុសខៀនពិតជាគួរឲ្យភ្ញាក់ផ្អើលនៅសល់តែមួយជំហានទៀតដើម្បីឈានដល់ដំណាក់កាលម្ចាស់លោកម្ចាស់វ័យក្មេងល្អណាស់រីកចម្រើនលឿនណាស់ទាំងអស់នេះដោយសារការបណ្ដុះបណ្ដាលរបស់លោកម្ចាស់វ័យក្មេងជារបស់លោកម្ចាស់វ័យក្មេងទេមិនអាចមានសមិទ្ធផលថ្ងៃនេះបានទេនេះគឺជាថ្នាំលីវ៉ាន់ក្រោយពេលលេបវានឹងជួយអ្នកឈានដល់ដំណាក់កាលម្ចាស់គុណធម៌ដ៏ធំរបស់លោកម្ចាស់វ័យក្មេងនឹងមិនភ្លេចជាដាច់ខាតសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីលោកម្ចាស់វ័យក្មេងប្រទានថ្នាំលីវ៉ាន់ដល់ Hanvi ភាពស្មោះត្រង់កើនឡើង20តម្លៃទូអង្គអាក្រក់កើនឡើង500តម្លៃទូអង្គអាក្រក់បច្ចុប្បន្ន 25,800 ក្រោកឡើងខ្ញុំមិនត្រូវការឲ្យអ្នកលះបង់ជីវិតទេខ្ញុំគ្រាន់តែត្រូវការឲ្យអ្នកកាន់តែខ្លាំងគ្រប់គ្រាន់បាទ Hanvi នឹងមិនធ្វើឲ្យលោកម្ចាស់វ័យក្មេងខកបំណងឡើយលោកម្ចាស់វ័យក្មេងនិយាយថាលោកទើបចេញពីការបិទហ្វឹកហាត់ខ្ញុំបានរៀបចំតែនឹងអាហារសម្រន់មានរឿងអ្វីលោកម្ចាស់វ័យក្មេងខ្ញុំចង់សុំលោកមួយរឿងនិយាយមកខ្ញុំចង់ត្រឡប់ទៅត្រកូលឈីម្ដងម្ដាយខ្ញុំជឿធ្ងន់ខ្ញុំចង់ទៅមើលគាត់ឥឡូវនេះត្រកូលឈូមិនស្វាគមន៍អ្នកទេលើកនេះត្រឡប់ទៅវិញទំនងជាមិនអាចត្រឡប់មកវិញបានទេខ្ញុំដឹងប៉ុន្តែគាត់ជាម្ដាយរបស់ខ្ញុំមិនអាចមិនខ្វល់បានទេខ្ញុំនឹងទៅជាមួយអ្នកម្ចាស់តូចនេះអ្នកជាមនុស្សរបស់ខ្ញុំមិនអាចឲ្យមានរឿងអ្វីកើតឡើងបានទេសូមអរគុណម្ចាស់តូចរៀបចំខ្លួនទៅចេញដំណើរនៅថ្ងៃស្អែកម្ចាស់តូចត្រកូលជីពិតជានឹងធ្វើបាបកញ្ញា Channel Man ឬជីជាមានមហិច្ឆតាខ្លាំងណាស់ការប៉ុនប៉ងលួចសម្រាប់ការពីលើកមុនគឺគាត់ជាអ្នកបញ្ជាពីក្រោយសុំទោសម្ចាស់តូចខ្ញុំរឹងរូបពេកហើយមិនចាំបាច់សុំទោសទេចំណងសាច់ញាតិពិបាកកាត់ផ្ដាច់ខ្ញុំយល់ពេលទៅដល់ត្រកូលឈីវបើមានគ្រោះថ្នាក់
ត្រូវបំបែកត្បូងសញ្ញាភ្លាមខ្ញុំនឹងទៅដល់ភ្លាមជាមុនគេសូមអរគុណព្រះអង្គគុំចាស់តូចព្រះអង្គគុំចាស់តូចមីងខងក៏ចង់ទៅដែរអ្នកទៅធ្វើអ្វីមីងខងមិនចង់ឃ្លាតពីព្រះអង្គគុំចាស់តូចទេក្មេងស្រីល្ងងខ្ញុំទៅមួយផ្លែតក៏ត្រឡប់មកវិញអ្នកស្នាក់នៅត្រកូលរីហើយខិតខំហ្វឹកហាត់បាទព្រះអង្គគុំចាស់តូចស្វាគមន៍ព្រះអង្គគុំចាស់តូចត្រកូលយីខ្ញុំមិនបានចេញទៅទទួលពីចម្ងាយសូមអភ័យទោសមេត្រកូលឈីសុភាពពេកហើយឆៃនៅនិយាយថាចង់ត្រឡប់មកមើលម្ដាយខ្ញុំគ្រាន់តែជូននាងតាមផ្លូវឆៃនៅជាកូនស្រីរបស់ខ្ញុំការត្រឡប់មកផ្ទះជារឿងសំរុំទៅចុះខ្ញុំរងចាំអ្នកនៅខាងក្រៅយីយ៉ាន់អ្នកហ៊ានមកត្រកូលឈូតែម្នាក់ឯងមកហើយកុំសង្ឃឹមថានឹងរស់ចេញទៅវិញមេត្រកូលសម្លាប់វាទៅដើម្បីដាក់ពាក្យសុំចូលបម្រើនិកាយឆញញឱកាសនេះក៏មករកបានណាស់ទៅអញ្ជើញបុកបរោះចេញពីការបិទខ្លួនថ្ងៃនេះខ្ញុំនឹងឲ្យយីយ៉ាន់ស្លាប់ក្នុងត្រកូលឈីវម៉ែកូនមកជួបម៉ែហើយឆេនៅកូនត្រឡប់មកហើយម៉ែសុំទោសកូនមកយឺតហើយត្រឡប់មកក៏ល្អហើយកញ្ញាឆេនៅមេត្រកូលអញ្ជើញជួបខ្ញុំចង់នៅជាមួយម៉ែរឿងនេះមិនអាស្រ័យលើអ្នកទេនាំនាងទៅលេងខ្ញុំបន្ទះត្បូងណែណាកំពុងរករបស់នេះមែនទេពួកអ្នកថ្ងៃនេះអាយ៉ាន់ច្បាស់ជាត្រូវស្លាប់នាំនាងទៅយីយ៉ាន់អ្នកនឹកស្មានមិនដល់ទេមែនថ្ងៃនេះជាថ្ងៃស្លាប់របស់អ្នកអាស្រ័យតែសម្រាមទាំងនេះឬចិត្តដល់ទីបញ្ចប់ហើយនៅតែរឹងមាំទៀតឡើងវីឲ្យខ្ញុំមិនបាច់អ្នកទេនេះគឺដេងបង្ក្រាប Idol កម្រិត King ចំនួន10នាក់ពិន្ទុតួអង្គអាក្រក់បូក 5000ពុកវរោះហើយកូនក្មេងត្រកូលយីហ៊ានមកអុកលុកនៅត្រកូលឈីវចិញ្ចៀនបរិសុទ្ធល្អណាស់យកអ្នកមកសាកកំបិតរាងកាយអមតៈបុរាណម្ចាស់បរិសុទ្ធដូច្នេះសោះក្លិនអំណាចនេះស្រដៀង Idol នៃនិកាយ Choining មើលទៅខាងក្រោយត្រកូលឈូក៏មាននិកាយ Choining ដែរត្រឹមកម្រិត King ក៏ហ៊ានទប់បាតដៃរបស់ចាស់នេះរាងកាយនេះតើជារាងកាយអមតៈបុរាណមែនឬរាប់ថាអ្នកមានភ្នែកមើលចង់ដណ្ដើមវត្ថុបរិសុទ្ធក៏ហ៊ានមកក្រអឺតក្រទុំនៅមុខចាស់នេះបង្ក្រាបឲ្យខ្ញុំបង្ក្រាបបុកបរោះតកូលឈីវកម្រិត Half Cent ដំណាក់កាលដំបូងពិន្ទុតួអង្គអាក្រក់បូក 8000ពិន្ទុតួអង្គអាក្រក់បច្ចុប្បន្ន 38500កម្រិតជំនាញសមាជិកកើនឡើងយ៉ាងខ្លាំងអាចបង្ក្រាប Half Cent ដំណាក់កាលកណ្ដាលត្រកូលឈីវនៅមានអ្វីត្រូវនិយាយទៀតទេសូមម្ចាស់វ័យក្មេងយីមេតាផងខ្ញុំមិនហ៊ានទៀតទេលើកមុនដោយសាររឿងមិញលែងទៅខ្ញុំទុកជីវិតឲ្យអ្នកតែលើកនេះអ្នកបែរជារៀបចំអន្ទាក់សម្រាប់ខ្ញុំម្ចាស់វ័យក្មេងយីខ្ញុំសុខចិត្តប្រគល់សម្បត្តិទាំងអស់របស់ត្រកូលឈីវសូមមេត្តាទុកជីវិតខ្ញុំផងម្ចាស់វ័យក្មេងឈីជាវចាប់ពីថ្ងៃនេះទៅត្រកូលឈីចំណោះឲ្យត្រកូលយីបើមានចិត្តក្បត់បំផ្លាញត្រកូលទាំងមូលបាទបង្រួបបង្រួមត្រកូលឈីពិន្ទុតួអង្គអាក្រក់បូក 3000ពិន្ទុតួអង្គអាក្រក់បច្ចុប្បន្ន 41800តោះទៅសូមអរគុណម្ចាស់វ័យក្មេងយ៉នលើកនេះអ្នកមិនត្រឹមតែជួយសង្គ្រោះ Channel មកវិញទេថែមទាំងបង្រួបបង្រួមគ្រួសារជីទៀតផងបានបង្កើតគុណសម្បត្តិដ៏ធំសម្រាប់ត្រកូលយីលោកឪពុកសរសើរខ្ញុំលើហើយក្នុងដំណើរទៅត្រកូលឈីកូនបានសង្កេតឃើញតម្រុយខ្លះនៅពីក្រោយប្រហែលជាមានស្រមោលរបស់និកាយ Choining ខ្ញុំសម្រេចចិត្តចូលបិទខ្លួនហ្វឹកហាត់ដើម្បីទម្លុះកម្រិតសេងមានតែខ្លាយជាអ្នកសេងប៉ុណ្ណោះទើបអាចតាំងនឹងនិកាយកម្ពុជាទាំង3បានពិតប្រាកដម្ចាស់វ័យក្មេងលោកទើបតែទម្លុះដល់កម្រិត King ពាក់កណ្ដាលមិនយូរប៉ុណ្ណោះឥឡូវនេះនឹងប្រឹងទម្លុះដល់កម្រិតសេងភ្លាមមែនទេខ្ញុំមានទំនុកចិត្តអ្នកទាំងអស់គ្នាចូលបិទខ្លួនជាមួយខ្ញុំបន្ទាប់ពេលវេលាខាងលិចខាងក្រៅមួយថ្ងៃខាងក្នុងមួយឆ្នាំខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាទម្លុះដល់កម្រិត King ឲ្យបានឆាប់បំផុតបាទម្ចាស់វ័យក្មេង System ប្រើពិន្ទុវិលវែង30 000បដូរយកថ្នាំសេង Breakthrough Pill ប្រឹងទម្លុះទៅកម្រិតសេងឲ្យអស់ពីសមត្ថភាពបញ្ជាក់ការចំណាយពិន្ទុវិលវែង30 000បដូរយកថ្នាំសេង Breakthrough Pill ចំនួន1គ្រាប់ពិន្ទុវិលវែងនៅសល់ 11,800ចាប់ផ្ដើមទម្លុះកម្រិតសេងសូមអបអរសាទរម្ចាស់ផ្ទះបានទម្លុះដល់កម្រិតសេងដំណាក់កាលដំបូង
ខ្លាចជាអ្នកសេងវ័យក្មេងជាងគេនៅឆៃនីវពិន្ទុវាលេងបុក10 000ពិន្ទុវាលេងបច្ចុប្បន្ន21 800ដោះសោជំនាញថ្មីតែងសេងអាចសង្កត់សត្រូវទាំងអស់ក្នុងដែនបានសូមអបអរសាទរម្ចាស់វ័យក្មេងដែលបានទម្លុះដល់កម្រិតសេងគេឈ្មោះល្បីរន្ទឺទូទាំងឆៃនីវយ៉នឺអញពិតជាចង់ទៅមែនឬលោកឪពុកនិកាយឈុននៅឋានខាងលើកំពុងរៀបចំផែនការលើឆៃនីវរឿងនេះប្រកាសជាមិនសាមញ្ញទេខ្ញុំត្រូវទៅឋានខាងលើស្វែងរកអំណាចដែលខ្លាំងជាងនេះដើម្បីការពារត្រកូលយីការពារឆៃនីវយ៉នឺសូមថែរក្សាខ្លួនផងម៉ែកុំបារម្ភខ្ញុំនឹងត្រឡប់មកវិញតើអ្នកទាំងអស់គ្នាសុខចិត្តទៅអភិវឌ្ឍជាមួយខ្ញុំម្ចាស់វ័យក្មេងទៅទីណានឹងទៅទីនោះឆៃនៅសូមដើរតាមម្ចាស់វ័យក្មេងអស់មួយជីវិត Henry ក៏ដូចគ្នាដើរតាមម្ចាស់វ័យក្មេងបេសកកម្មសំខាន់បានបញ្ចប់ធ្វើដំណើរទៅកាន់អភិវឌ្ឍរង្វាន់ពិន្ទុវាលេងបុក2000ពិន្ទុវាលេងបច្ចុប្បន្ន41 800ពិន្ទុដោះសោផែនទីថ្មីអភិវឌ្ឍកំពុងបង្កើតកូនសំណាងទាំង7ថ្មីអភិវឌ្ឍម្ចាស់វ័យក្មេងរូបនេះមកដល់ហើយត្រៀមខ្លួនញ៉ោហើយឬនៅ